អានិសងអ្នកមានសទ្ធានិងមានសិលអ្នកមានសទ្ធាគេចំណាំមួយម៉េចគេចំណាំ3យ៉ាងអ្នកមានសទ្ធាទី1ចូលចិត្តស្ដាប់លោកទេមិនប្រកាន់ថាលោកក្មេងជាងខ្លួននេះឲ្យតែចេះធေါ်អាតាមស្ដាប់រហូតអ្នកមានសទ្ធាទី2ចូលចិត្តសែបគប់ជាមួយសពបរោះឲ្យតែគេធ្វើល្អត្រឹមត្រូវទោះបីគេក្មេងជាងខ្លួនចាស់ជាងខ្លួនមិនខ្វល់ក្រតោកយ៉ាអ្មេចក៏ដែរឲ្យតែអ្នកធ្វើសុចរិតត្រឹមត្រូវចូលចិត្តទៅរាប់អានសែបគប់ជាមួយអ្នកចេះដឹងអ្នកមានសទ្ធាលក្ខណៈទី3គេចំណាំថាជាមនុស្សចូលចិត្តលះបង់ធ្វើទានឲ្យតែឃើញគេខ្វះខាតអាចធ្វើទានកើតចេះតែធ្វើឲ្យមិនរិះមិនកំណាញ់មនុស្សបែបនេះអាណនហើយទៅទីកន្លែងណាក៏គេគោរពគេបូជាអញ្ចឹងគាត់ទៅនៅស្រុកណាក៏បរិបូរដោយលៀបយួរដោយទ្រព្យសម្បត្តិដែរបានហេតុថាបូជាដោយប្រពៃបានអានិសង្សដោយប្រពៃអញ្ចឹងញោមក្នុងពុទ្ធសាសនាញោមដែលឮពាក្យសូត្រមួយដែលសូត្រថារស្មី6ពណ៌ឈរពណ៌រាំងសីគឺរស្មីមុនគេរស្មីពណ៌អីញោមពណ៌មាសហ៎រស្មីពណ៌ខៀវហើយបន្តមកទៀតក្រហមហ៎លឿងអាពណ៌លឿងហ្នឹងគឺពណ៌មាសរស្មីពណ៌មាសហ្នឹងកាលព្រះអង្គកើតជាស្អីញោមរស្មីពណ៌លឿងនោះណាកាលដែលត្រង់អាសាច់ផែធ្វើមាសបិទប្រពុតរូបភ្លឺល្អអោភាបច្ចាន់ជាងមាសត្រង់វ័យបណ្ឌិតហើយញោមធ្លាប់សូត្រថាអញ្ចឹងមែនទេអត់រឿងនេះតាមពិតអញ្ចេះទេរឿងគេសង្ខេបមកឲ្យញោមសូត្រកាលជាតិមួយណោព្រះអង្គកើតជាអ្នកក្រធម្មតាស៊ីឈ្នួលជួលបំរើគេប៉ុន្តែមានស្ដេចពីរអង្គពួកម៉ាក់គ្នាដល់ទៅពេលស្ដេចមួយអ្នកធ្វើបុណ្យអ្នកធ្វើទានអ្នកធ្វើសិលអ្នកស្ដាប់ធម៌ស្ដេចមួយទៀតមិនជ្រះថ្លាមិនដែលធ្វើបុណ្យមិនដែលស្ដាប់ធម៌ស្ដេចជាពួកម៉ាក់ហ្នឹងក៏នឹកគិតថាអូអញហើយអាសម្លាញ់អញមួយនេះកើតជាតិនេះជាស្ដេចប៉ុន្តែអត់បានធ្វើបុណ្យធ្វើសិលធ្វើទាននេះជាមួយតែបន្តិចទៀតវាស្លាប់ទៅនរកប្រែតវិញហើយបើអញ្ចឹងអញរកមធ្យោបាយជួយស្ដេចនឹងមើលហើយបើមកជាតិឲ្យអត់ធ្វើបន់សោះគិតទៅធ្វើបាបអញ្ចឹងរកវិធីជួយសិនកសាងព្រះមួយអង្គញោមកសាងព្រះមួយអង្គរួចហើយដាក់ក្នុងឡាំងក្នុងកេះផ្ដាំផ្ញើទៅថាព្រះអង្គឲ្យទៅទូលមានមិត្តភក្តិខ្ញុំព្រះអង្គនឹងឲ្យមានសទ្ធាផងឲ្យចេះធ្វើបន់ផងណាព្រះអង្គដាក់កប៉ាល់ដាក់សពើផ្ញើទៅឲ្យសេនានាំយកទៅដល់ពេលសេនានាំយកទៅដល់ស្ដេចនោះឮតែអីវ៉ាន់មិត្តភក្តិផ្ញើមកអណាស់អញមុខតែបានស្រាឆ្ងាញ់ទៀតហើយមិត្តភក្តិអញផ្ញើស្រាឆ្ងាញ់មកចុះទៅទទួលដល់ក្នុងទឹកញោមចុះទៅទទួលអណាស់បានកេះមកស្មានតែស្រាមកដល់ភ្លាមលើគោកបាក់ផ្លាច់អញបានស្រាឆ្ងាញ់បាក់ផ្លាច់មិនចេញស្រាចេញព្រះហេអញស្មានតែស្រាឆ្ងាញ់ដាក់ព្រះមកមានប្រយោជន៍ស្អីហ្នឹងបើអញមិនដែលធ្វើបុណ្យមិនដែលស្ដាប់ធម៌អញមិនដែលចូលចិត្តផងយកព្រះហ្នឹងមកមានប្រយោជន៍អីស្រាប់តែព្រះអង្គហោះចេញពីឡាំងមកហោះមកដល់លើហ្នឹងចេញឈប់ពន្ធរាំងសីព្រិចសំដាញ់រឹតឲ្យឃើញចេញឈប់ពន្ធរាំងសីជុំវិញនឹងចេញពលឺមកឆ្វោកហាព្រះអង្គប្រកែម្លេះព្រះអង្គមានបារមីម្លេះអូអញ្ចឹងតាបានសម្លាញ់អញគោរពជឿម្លេះហើយមិត្តភក្តិអញមួយចំនួនគេគោរពជឿសាសនាបើអញ្ចឹងព្រះអង្គឲ្យខ្ញុំសូមថ្វាយអង្គមព្រះអង្គសូមថ្វាយខ្លួនជាឧបាសកអង្គគេដែរសូមជឿសាសនាដែរបានចាប់ពីថ្ងៃហ្នឹងមករសមាទានសិលទៅស្ដាប់ធម៌ទៅស្ដាប់អកន្តយល់ដឹងមែនទែនយល់ដឹងថាការកសាងព្រះបានបុណ្យបានអានិសង្សហើយអញជ្រះថ្លានេះក៏ដោយសារមិត្តអញកសាងព្រះបើអញ្ចឹងអញកសាងព្រះមកអង្គឲ្យធំជាងនឹងសិនដល់កសាងហើយប្រកាសប្រជាជនថាបងប្អូនអើយអ្នកណាមានមាសចង់យកមកចូលចោះអ្នកណាចង់យកមាសមកបិទយកមកទឹកយកមកចោះប្រជាជនលឺអញ្ចឹងអ្នកខ្លះក៏បានយកទៅរៀមដើរប្រមូលមាសប្រមូលអីយកទៅចូលរួមជាមួយស្ដេចស្រាប់តែពពោធិសត្វកើតនៅជាតិនងដែរមកតែមកព្រះអង្គខ្ញុំព្រះអង្គមានមាសសូមព្រះអង្គទឹកព្រះស្ដេចថាអញមិនទាន់បិទផងអានេះចង់មកបិទមុនអញប៉ុន្តែបើប្រកាសខកដល់ហើយបើមិនឲ្យគេបិទខ្លាចអន់អញ្ចឹងនិយាយថាណែឯងយកទៅសុំព្រះខ្លួនឯងទៅបើព្រះឲ្យបិទសម្បត្តិចុះបើព្រះមិនឲ្យបិទទេណែឯងក៏មកបិទដល់ថាអញ្ចឹងទៅថ្វាយអង្គមសុំទេវតានៅក្បែរនោះចូលភ្លុចចូលក្នុងព្រះនឹងធ្វើឲ្យព្រះនឹងចេះនិយាយឡើងណែឯងយកមាសមកបិទតថាគតចុះមាននោះឮតែប៉ុណ្ណឹងជ្រះថ្លាព្រះចេះនិយាយបើអញ្ចឹងឲ្យគេបិទអញ្ចឹងឲ្យប៉ុណ្ណេះបរិយាកាសប៉ុណ្ណេះណែឯងបិទមុនចុះដល់តែបិទទៅបិទអស់ចិត្តនៅសល់ម្ដុំទៅរមមាសឯណាណោះស្រាប់តែអញ្ចឹងទៅស៊ីឈ្នួលគេនឹងយកមកបិទនៅតែមិនចិត្តទៀតនៅម្ដុំហ្នឹងប្រពន្ធស្ម័គ្រចិត្តឯងអើយខ្ញុំសុខចិត្តទៅពង្រើគេមកជីវិតដើម្បីយកមាសឲ្យឯងបិទគាត់ថាប្រពន្ធកុំអីឯងកុំគ្រាន់តែខ្ញុំចង់ធ្វើបុណ្យឯងសុខចិត្តទៅស៊ីឈ្នួលគេមកជីវិតធ្វើអីកុំអីហេបងឯងចង់បានត្រាស់ជាប្រពុតដើម្បីជួយសត្វលោកអញ្ចឹងយើងជាប្តីប្រពន្ធខ្ញុំក៏ជួយបងឯងនេះឲ្យឆាប់បានត្រាស់ទៅអាងជួយសត្វលោកដែរគាត់មិនស្ដាប់ស្ម័គ្រចិត្តឲ្យប្រពន្ធទៅស៊ីឈ្នួលគេបានមាសមកអាហ្នឹងភាសាខ្មែរយើងថាគេទិញដាច់ថ្លៃហ្នឹងញោមបានមាសយកមកបាត់ទៅនៅតែអត់ចិត្តទៀតនៅសល់ម្ដុំកូនប្រុសមួយគឺតួរាហុលខ្ញុំព្រះអង្គសូមលោកឪពុកទៅស៊ីឈ្នួលគេដែរធ្វើខ្ញុំពង្រើគេមកជីវិតដែរឲ្យទៅលោកឪពុកបានមាសមកបាត់ទេកូនកុំធ្វើអញ្ចឹងបើកូនឯងទៅស៊ីឈ្នួលគេបានមាសមកពុកដូចមិនសប្បាយចិត្តសោះទេ
ពុកចង់បានត្រាស់ជាប្រពុតឲ្យកូនជួយរួមចំណែកផងកូនចង់បានបនដែរឲ្យមាននិស័យជាមួយប្រពុតបើចង់ក៏ចង់ប្រកែកមិនឈ្នះកូនឲ្យកូនទៅស៊ីឈ្នួលគេមួយទៀតបានមាសមកម្ដុំទៀតនៅតែបាត់មិនចិត្តទៀតក៏នឹកឃើញថានៅតែខ្វះម្ដុំលោកកយលោកបើសិនជាមានជាងណាស្ម័គ្រចិត្តចេះវាយសាច់ឲ្យចេញជាមាសបានក៏ខ្ញុំសុខចិត្តឲ្យអាសាច់ធ្វើជាមាសដែរពីព្រោះខ្ញុំជ្រះថ្លាណាស់ចង់ធ្វើប៉ុណ្ណេះទៅឲ្យធ្វើឲ្យបានសម្រេចសូម្បីវះសាច់ខ្លួនឯងក៏សុខចិត្តដែរឲ្យតែមានជាងណាចេះធ្វើឲ្យចេញជាមាសស្រាប់តែក្តៅដល់ប្អិនចុះមករមកប្អិនចុះមកប្រែកាឡាដើរពពាយនាយខ្ញុំជាងមាសសូម្បីតែសាច់មនុស្សក៏ចេះវាយឲ្យចេញជាមាសដែរខ្ញុំនឹងជាងមាសសូម្បីតែសាច់មនុស្សក៏វាយឲ្យចេញជាមាសបានដែរនៅលើចឹងសុនណែមែនក៏អីមែនតើខ្ញុំជាងមាសឲ្យតែបានសាច់មនុស្សខ្ញុំវាយឲ្យចេញជាមាសបានហេខ្ញុំត្រូវការមាសបើវាយបានខ្ញុំកាត់ឲ្យមែនអីកាត់មកមែនតើអញ្ចឹងពពោធិសត្វយកកំបិតមកកាត់សាច់ភ្លៅមកខ្ញុំកាត់មកដុំដើម្បីឲ្យគេវាយទៅជាមាសគេវាយប៉ចេញជាមាសមែនយកមាសទៅបាត់ចិត្តល្មមស្រាប់តែងាកមកមើលភ្លៅចិត្តដែរតាមពិតមានកាត់មែនតែអីប្រអិនសំដាញ់រិទ្ធចង់សាកចិត្តមើលញោមហេតុនឹងហើយបានព្រះអង្គចេញរស្មីពណ៌មាសក្នុងចរិយាបៃដកបាលីគេថាព្យាមពភាសទាមៃហੰតថាគតមានរស្មីមកព្យាមចេញពីព្រះកាយជារៀងរហូតដោយសារអានិសង្សកសាងពុទ្ធបដិមាបិទមាសតាំងពីសម័យកាលនោះមកព្រះអង្គប្រសូតនាមអង្គិរសបុត្រគឺបុត្រដែលមានរស្មីចេញពីខ្លួនហើយព្រះអង្គបានកើតតកូលខ្ពង់ខ្ពស់បានកើតតកូលស្ដេចជាហោហែចាប់ពីពេលនោះមកដោយសារព្រះអង្គកសាងពុទ្ធរូបចឹងហើយបានយើងសូត្រព្រះអិនណែព្រះអិនជាងមាសទ្រង់វ័យបណ្ឌិតហ្នឹងព្រះអិនហ្នឹងមកដាក់ឈ្មោះធ្វើវយៈបណ្ឌិតជំនាន់ហ្នឹងណាខ្ញុំណាមកកាត់មាសព្រះអង្គហ្នឹងមកកាត់សាច់បាត់ហ្នឹងចឹងបានលោកថាអ្នកកសាងពុទ្ធរូបសរុបអានិសង្សដោយខ្លីមហត្តនោមានមហត្តរិទ្ធច្រើនគឺទៅទីកន្លែងណាអត់មានមាសសត្រូវបៀតបៀនបានទេមហាដេជោមានដេជះគឺកើតឡើងមានលៀបមានយុះមានស័កមានសំណាងណាខ្ញុំណាម្សិលមួយថ្ងៃមុននោះនៅតកែវនោះគឺធូបព្រះធំធ្វើពិធីអភិសេកស្អាតណាស់ដូច្នេះហើយអ្នកកសាងព្រះរមែងមានលៀបមានរមែងមានដេជះបារមីគឺកើតឡើងបានយុះស័កតំណែងហើយដល់តែមួយទៀតមហាភោគោមានទ្រព្យសម្បត្តិច្រើនបរិបូរណ៍មិនខ្វះមហាបញ្ញោមានទ្រព្យសម្បត្តិមានបញ្ញាទ្រព្យសម្បត្តិពិសេសគឺទ្រព្យសម្បត្តិបញ្ញាកើតឡើងឆ្លាតវាងវៃក្នុងតកូលល្អនេះការកសាងព្រះចឹងបាទយើងកលេចមើលពីមហត្តរិទ្ធមហត្តនោនិងមហត្តរិទ្ធនឹងរបៀបម៉េចអាត្មាបញ្ជាក់ជូនស្ដេចមួយអង្គកាលពីជាតិមុនជាអ្នកជំនួញបរទេសសេះតាមផ្លូវទៅរស៊ីលក់ដូរស្រាប់តែមានព្រះមួយអង្គនៅកណ្ដាលផ្លូវនរណាគេវាយបាក់ម្រាមប្រហោះហើយអ្នកជំនួញអាទេសហ្នឹងចុះទៅកាយដីឥដ្ឋយកមកបិទជាមួយប្រេងល្ងដាក់ទឹកលាបឲ្យស្អាតហើយបោះជូតកន្លែងហ្នឹងក៏ជួលក្មេងគោក្មេងក្របីឲ្យលុយឲ្យកាក់ទៅឯងមកបោះជូតរាល់ថ្ងៃទៅចាំពូឲ្យលុយហើយគាត់ចេះតែបោះអាទេសទៅជំនួញស្រាប់តែរស់ស៊ីមានឡើងរហូតដល់ពេលគាត់ស្លាប់ទៅគាត់ទៅកើតក្នុងឋានសួគ៌អស់កាលយូរដល់ពេលសម័យក្រោយមកទៀតចុះមកកើតជាស្ដេចចក្រពត្តិពនាមថាព្រះបាទវត្តតាំងគូលិរាជមានម្រាមដៃទឹកញោមម្រាមដៃទឹកគោក្របីតម្រៃសេះកាចគ្រាន់តែលើកម្រាមដៃនឹងចង្អុលស្លូតទាំងអស់ពេលនោះឯងស្ដេចនឹងសភាពរៀបសារកាន់សិលមានស្ដេចដតីចំនួន101នគរគេឃើញដែនដីស្ដេចនឹងល្អមានទ្រព្យសម្បត្តិច្រើនគឺលើកទ័ពមកវាយគ្រាន់តែលើកទ័ពមកឡើងងឹតមេឃណាញោមដូច្នេះអាមាត្យភ័យណាស់ព្រះអង្គហើយគេមកវាយនគរយើងហើយព្រះអង្គហើយឥឡូវចេញបជាមកខ្ញុំព្រះអង្គលើកទ័ពទៅទប់ស្ដេចអង្គុយឲ្យញឹមអាមាត្យកំភៃយើងមិនដែលទៅធ្វើបាបគេទេយើងមានបុណ្យយើងធ្វើតែល្អបុណ្យយើងជួយព្រះអង្គទ័ពគេច្រើនណាស់គេ101នគរយើងទប់មិញឈ្នះព្រះអង្គដាក់បទបជាមកខ្ញុំព្រះអង្គមិនឲ្យគេចូលមកប៉ះព្រះអង្គទេខ្ញុំព្រះអង្គទៅទប់អាមាត្យនៅឲ្យស្ងៀមកំភៃទប់ឲ្យយើងចេញទៅណែឯងចាំវាំងទៅតែឯងបានណាស្ដេចនឹងចេញទៅឈរបងជំទាយពីមុខវាំងចងល់ទៅពួកតបនឹងលើកអាមរៀមដៃទឹកនឹងចងល់រះខ្វោកចេះទៅអាតបផ្សេងតបតម្រៃចាញ់មហិទ្ធរិទ្ធមរៀមដៃទឹកនឹងដួលរដុករណែលពេញនឹងអាទាំងអស់ណាញោមណាចង់ដួលរត់ជន់គ្នាទៅរួចមនុស្សខ្លះស្លាប់តបខ្លះស្លាប់អញ្ចឹងទៅស្ដេចខ្លាចគេសម្លាប់រត់ម៉ងអង្គមកថ្វាយអង្គមអោបជើងព្រះអង្គហើយកុំសម្លាប់ទូបង្គំកុំសម្លាប់ទូបង្គំសុំចំណោះបានស្ដេចថាយើងមិនបៀតបៀនអ្នកឯងទេប៉ុន្តែសុំឲ្យអ្នកឯងកាន់សិលទាំងអស់គ្នាកុំបៀតបៀនគ្នាយើងរស់នៅដោយសុខព្រះអង្គឲ្យចាប់ពីថ្ងៃនេះទៅសុំចោះចូលនឹងព្រះអង្គជាចំណោះនគរព្រះអង្គខ្លាចជាកូនចៅព្រះអង្គអញ្ចឹង101លើកតបមកច្បាំងនោះទីបំផុតមកចូលខ្លួនធ្វើជាកូនចៅស្ដេចនឹងសោះខ្លាយទៅជាចំណោះនគរនឹងទាំងអស់ផ្ញើសួយសាកមកថ្វាយមកគោរពមេធំនេះរាល់ឆ្នាំមកញោមមើលគេណាបានថាស្ដេចនេះមានម្រាមដៃទឹកដោយសារកសាងម្រាមដៃព្រះបានកើតមកជាស្ដេចមានម្រាមដៃទឹកគេហៅថាមានមហិទ្ធរិទ្ធហើយចុះតម្រាំយើងកសាងទាំងម្រាមដៃទាំងម្រាមជើងផងទាំងជើងទាំងមូលទាំងដៃទាំងមូលផងអានិសង្សយ៉ាងណាទៅញោមហើយបើគេគ្រាន់តែម្រាមដៃមួយផងបានប៉ុណ្ណឹងញ៉ែហើយមួយទៀតដែលកើតមកនៅក្នុងយុស័កខ្ពង់ខ្ពស់គេហៅថាមហាដេជោមានយុស័ក
ដូចជាអ្នកបានជាមេភូមិមេឃុំមេស្រុកមេខេត្តអាចឧត្តមជារដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីស្ដេចផែនដីដេកជះរៀបខុសៗគ្នានឹងដោយសារការកសាងពីមុនមកខុសគ្នាដែរឧបមាថាណែឯងព្រះមួយអង្គមេភូមិទៅខ្ញុំព្រះ2អង្គមេឃុំហើយខ្ញុំម្នាក់3អង្គមេស្រុកខ្ញុំម្នាក់10អង្គមេខេត្តអូខ្ញុំម្នាក់20អង្គបើចង់ណែតំណាងរាស្ត្របដ ாய் ទៅរដ្ឋមន្ត្រីបដ ாய் ទៅខ្ញុំម្នាក់100អង្គបើចង់ស្ដេចត្មងដែរខ្ញុំមើលឃើញដែរដេកជះវារៀបចឹងបានមានរឿងមួយទៀតញោមស្ដេចមួយអង្គនោះពីអតីតជាតិមកអញ្ចេះមានអតីតចិត្តដីមួយគេកសាងបិទមាសបិទពេជ្រហើយស្រាប់តែស្ដេចជំនាន់ក្រោយហ្នឹងអត់ជ្រះថ្លាជាមួយពុទ្ធសាសនាឲ្យគេទៅគាស់វាយបកយកមាសពេជ្រមកຕົកអញ្ចឹងគេទៅវាយបកយកមាសពេជ្រមកអស់ប្រជាជនយំពេញភូមិស្ដាយចិត្តដីហ្នឹងដូចចិត្តដីនៅស្វេដាហ្គនចិត្តដីនៅប្រទេសភូមាអីដែលបិទមាសបិទពេជ្រចិត្តដីព្រះអង្គកន្លែងបានត្រាយគេបិទមាសបិទពេជ្រដែរតាញោមប្រជាជនយំសោកស្ដាយស្រាប់តែមានបរិសម្នាក់គាត់ជ្រះថ្លាគាត់ក្លាហានចូលទៅថ្វាយអង្គមស្ដេចថាព្រះអង្គហើយខ្ញុំព្រះអង្គសូមអនុញ្ញាតជួសជុលចិត្តដីនឹងឡើងវិញមកព្រះអង្គជួសជុលអីជួសទៅស្រាញ់ឯងជួសជុលឡើងវិញស្អាតហើយក៏ជារូបព្រះទៅដាក់កសាងព្រះឲ្យស្អាតគួរឲ្យជ្រះថ្លាគួរឲ្យគោរពថ្វាយអង្គមដល់តែពេលខ្លួនឯងឃើញព្រះនឹងស្អាតទៅថ្វាយអង្គមញឹកញាប់ប្រជាជនណាក៏ទៅថ្វាយអង្គមនរណាក៏ទៅថ្វាយអង្គមអ្នកម្ចាស់ព្រះនឹងបានបុណ្យរហូតញោមសុខសប្បាយរហូតដល់តែស្លាប់ទៅកើតឋានសួគ៌អស់កាលយូរដល់តែកាលសម័យពុទ្ធកាលយើងចុះមកកើតក្នុងតកូលស្ដេចចក្រពត្តិមួយអង្គនោះដែលមានឫទ្ធិមានអំណាចខ្លាំងប៉កែគ្រាន់តែកើតមកនិយាយពីរូបឆោមលោមពណ៌ល្អស្អាតណាស់គ្មាននរណាដូចទេទាំងពណ៌សបល់សេដ្ឋីថាព្រះអង្គកូននឹងស្អាតតែបុតនឹងណែបណេតនឹងអត់ដែលមាននរណាដូចទេមានតែសត្វមួយបែបទេនៅឯព្រៃភ្នំហមពៀននោះសត្វនឹងឈ្មោះកូណាឡាមានភ្នែកថ្លាប៉ុណ្ណឹងបើអញ្ចឹងដាក់កូននឹងឈ្មោះថារាជថាកូណាលរាជកុមារដាក់ឈ្មោះថាកូណាឡាបានគេហៅថាកូណាឡារាជកុមារកូននេះកើតឡើងក្នុងតកូលស្ដេចមានរូបឆោមលោមពណ៌ល្អប្រពៃបានលៀបបានយសស័ក្តិប៉ុណ្ណេះដោយសារអីដោយសារអានិសង្សកសាងព្រះពីមុនមកយើងមើលឃើញដែរអញ្ចឹងបានយើងជ្រះថ្លាកសាងព្រះនេះនរណាមកគោរពនរណាមកថ្វាយអង្គមយើងអ្នកម្ចាស់ព្រះនឹងបានបុណ្យរហូតពីព្រោះព្រះអង្គសម្ដែងគាថាឲ្យដោយអាត្មាលើកពីខាងដើមមិញហ្នឹងណាព្រះអង្គថាទោះបីព្រះអង្គនៅមិនទាន់បរិនិព្វានក៏ដោយព្រះអង្គនិព្វានហើយក៏ដោយឲ្យតែនរណាថ្វាយអង្គមវត្ថុតំណាងព្រះអង្គនេះបានបុណ្យដូចគ្នាណាញោមណាអញ្ចឹងបានព្រះអង្គទៅឆ្ងាយព្រះអង្គប្រាប់អនន្តឲ្យដាំដើមពោមួយទៅអនន្តដាំដើមពោទុកទល់10ថ្ងៃនៅវត្តចិត្តពុននរណាទៅគោរពនៅនឹងបានបុណ្យដែរហើយមួយទៀតក្រៅពីដើមពោគឺរូបព្រះបដិមាជាចេតិយទាំងឡាយគ្រប់ទិសទីកន្លែងហ្នឹងហើយមួយទៀតគឺប្រធានរបស់ព្រះអង្គហើយមួយទៀតគឺព្រះធម្មខណ្ឌទាំង84000ដែលព្រះអង្គទ្រង់សម្ដែងមកទាំងអស់នេះហើយយើងគោរពទៅបានបុណ្យរហូតហើយកាលពីពិធីអភិសេកនឹងញោមចាំមើលអញ្ចេះបើញោមបានអញ្ជើញមកអភិសេកចាំអាត្មានិទានរឿងប្រវត្តិអភិសេកព្រះកើតឡើងរបៀបម៉េចហើយព្រះដែលអភិសេកនោះបានមកស្រុកខ្មែរយើងគឺយើងហៅថាបកៅមរកតដែលកសាងវាំងហើយដាក់ថាពហិបកៅមរកតនឹងនៅទល់សពថ្ងៃនឹងណាញោមណានឹងហើយគឺព្រះដែលអភិសេកជំនាន់នោះឆ្លាក់ជំនាន់នោះមុខប្រភៈដោយព្រះយើងមែនតែនជាងណាញោមហើយបានមកដល់ស្រុកខ្មែរនៅក្នុងបរមរាជវាំងហៅថាបកៅមរកតនឹងប៉ើងមកតាមសពើមកដល់ស្រុកខ្មែរហើយរឿងរ៉ាវប្រវត្តិនៃការបង្កើតការអភិសេកព្រះនិងប្រវត្តិព្រះចូលស្រុកខ្មែរតាមរយៈណានោះអាត្មានឹងសម្ដែងជូនបើសិនជាញោមអញ្ជើញមកថ្ងៃអភិសេកនឹងនិទានឲ្យញោមស្ដាប់ប៉ុន្តែឥឡូវលើកឡើងប៉ុណ្ណេះឲ្យឃើញថាយើងបានមកចូលរួមកសាងប៉ុណ្ណេះអត់ពីជីវិតយើងនេះទៅទ្រព្យសម្បត្តិគេអកយើងនឹងបាត់បង់អស់ថ្ងៃហ្នឹងជៀនយើងខ្សែដៃយើងខ្សែកយើងកវលយើង50ឆ្នាំ100ឆ្នាំទៀតកវលយើងទៅនៅតិចគេខ្សែកយើងទៅនៅកគេខ្សែដៃយើងទៅនៅដៃគេណាញោមណាឥឡូវរបស់យើងបន្តិចទៀតទៅនៅរបស់គេទាំងអស់ខ្លួនយើងទៅណាសូម្បីតែខ្លួនយើងជាទីស្រឡាញ់ក៏គេដុតចោលដែរអញ្ចឹងរបស់ជុំវិញខ្លួនជាទីស្រឡាញ់របស់យើងនឹងត្រូវតែបែកត្រូវតែប្រត់ប្រាស់ទាំងអស់ប៉ុន្តែបើញោមឆ្លាតញោមបានកសាងអញ្ចឹងរបស់នេះនៅរាប់រយឆ្នាំអត់ទាន់ទៅណាទេណាញោមណាយើងមើលក្នុងសារៈមន្ទីរជាតិមើលរបស់ដែលមានអាយុកាលជាង1000ឆ្នាំនៅទល់សពថ្ងៃលោហៈធាតុល្អអត់ងាយពុកផុយទៅណាទេអញ្ចឹងយើងកើតស្លាប់ប្រមាណជំនាន់ទៀតរបស់យើងនៅតែតម្កល់សាសនានៅនឹងឯងអញ្ចឹងហើយបានថារបស់ក្រៅខ្លួនយើងនឹងអាចបែកបាក់ទៅបានស្លាប់ទៅខ្លាយទៅជារបស់អ្នកដទៃប៉ុន្តែការកសាងព្រះនេះគឺយើងអត់បាត់ទៅណាទេជាបុណ្យកុសលនឹងជួយថែរក្សាការពារឲ្យញោមបានទៅក្តីសុខចម្រុងចម្រើនដូច្នេះហើយសូមឲ្យបុណ្យកុសលនេះតាមបីបាច់ថែរក្សាការពារញោមទាំងអស់គ្នាទាំងអ្នកនៅសហរដ្ឋអាមេរិកទាំងញោមនៅខ្មែរសរុបទាំងអស់ញោមអញ្ជើញមកពីខាងស្នែក្តីមកពីចកាលើក្តី8ឆោមក្តីព្រៃស្លាបព្រៃភ្នៅរកាព្រៃស្នៀតទីរួមខេត្តព្រៃវែងក្តីមកពីជីមន់ណាមកពីខាងទំពាំងប្លង់ជីមន់
ពាំងព្រីងអីណានៃខាងពញាក្រែកអីក្តីតាំងពីបាត់ដំបងកំពង់ធំខេត្តកញ្ចេះខេត្តស្វាយរៀងភ្នំពេញខេត្តកដាលកំពង់ចាមត្បូងឃ្មុំទាំងអស់និយាយទៅទូទៅញោមញាតិមកអញ្ជើញមកទាំងអស់សុទ្ធសឹងតែយើងបានរួមចំណែកជាម្ចាស់កសាងព្រះជាមួយនឹងញោមមកបាសកកៅប៊ុនសេញបាសកាជឿទ្វីនិងពុទ្ធបរិស័ទសហរដ្ឋអាមេរិកអញ្ចឹងយើងរួមនិស័យពុទ្ធសាសនាដូចគ្នាធ្វើបុណ្យជាមួយគ្នាយើងនឹងកើតជាមនុស្សទេវតាកុំឲ្យនរណាទៅនរកប្រែតអីណាញោមណាសូមឲ្យបុណ្យកុសលនេះឧទ្ទិសជូនដល់បុព្វការីជនមេត្តាបិតាដូនតាដែលបាក់បែកចែកឋានទៅនោះទោះបីដូនតាញាតិការនៅសហរដ្ឋអាមេរិកក្តីនៅស្រុកខ្មែរក្តីក៏សូមឲ្យទទួលបានទាំងអស់គ្នារីឯញោមញាតិពុទ្ធបរិស័ទដែលបានអញ្ជើញមកពីសហរដ្ឋអាមេរិកនិងនៅប្រទេសកម្ពុជានេះក្តីក៏សូមឲ្យបានសេចក្តីសុខចម្រុងចម្រើនជួបតែសេចក្តីសុខសប្បាយបញ្ជនវែងសុខភាពល្អរស់នៅឲ្យបានយូរធ្វើបុណ្យឲ្យបានច្រើនបន្តទៅទៀតណាញោមណាតនជីវិតនៅរស់នៅដើរបានអញ្ចឹងសូមឲ្យញោមញាតិសុខភាពល្អទៅដើរធ្វើបុណ្យបានច្រើនទៀតតែសុខភាពមិនសូវល្អហើយវាពិបាករលុយចូលមិនបានហើយវាឈឺអស់លុយថែមណាបើដូច្នេះហើយតលសុខភាពល្អបានព្រះអង្គថាអាការមិនមានរោគនេះគឺជាលៀបឧត្តមអញ្ចឹងពរសំខាន់របស់អាត្មាចុងក្រោយសូមឲ្យញោមទាំងអស់គ្នាជាពីជំងឺកុំឲ្យមានរោគឲ្យសុខភាពល្អទាំងអស់គ្នាណាញោមណាញោមញាតិប្រាថ្នាយ៉ាងណាឲ្យសម្រេចដោយសេចក្តីប្រាថ្នាការសម្ដែងប៉ុណ្ណេះសន្មតថាចប់អេវ៉ាំងពុទ្ធដីការចេះត្រង់ណាថ្លាថ្លែងសម្ដែងត្រង់នោះជួននឹងត្រូវខាងប្រុសខុសខាងស្រីជួនត្រូវខាងយាយខុសខាងតាជួនគាត់ខាងអាចារ្យខុសខាងដូនជីគាត់ខាងនារីខុសខាងយុវជនគាត់ខាងអ្នកនិពន្ធខ្លាចខុសខាងអ្នកកសែតហេតុដូច្នេះហើយមិនដឹងគាត់ខាងណាឲ្យត្រូវទេពុទ្ធលោកសម្ដែងធម៌ប្រមាលមើលនិស័យសត្វណាត្រូវធម៌ណាព្រះអង្គដាក់ទៅចំតែម្ដងហើយអាត្មាមុននឹងសម្ដែងធម៌ប្រមាលមើលសបុតបុណ្យគេធ្វើបុណ្យអីអានតាមប្រូក្រាមបុណ្យនោះទៅតាមនោះណាអញ្ចឹងប្រមាលមើលទៅសបុតបុណ្យនេះជ្រុលខ្លួនចូលអង្គុយក្នុងរូងស្ដាប់លោកទេសប៉ុណ្ណេះទៅហើយញោមហើយពេញចិត្តក៏ដោយមិនពេញចិត្តក៏ដោយចេះតែទ្រាំមកចប់មកគ្រាទៅណាញោមគម្រប់កាច់ទៅណាស្ដាប់យល់ក៏ដោយមិនយល់ក៏ដោយចេះតែធ្វើមុខធ្វើមាត់ឲ្យដូចកំពុងយល់អញ្ចឹងទៅព្រោះក៏ដោយមិនព្រោះក៏ដោយធ្វើមុខធ្វើមាត់ដូចកំពុងតែព្រោះអញ្ចឹងទៅលើកទឹកចិត្តលោកមកពីឆ្ងាយក៏មកលោកអន់ចិត្តអីចេះតែអង្គុយធ្វើដូចជាស្ដាប់យល់ណាស់អញ្ចឹងទៅជ្រុលខ្លួនហើយទ្រាំបន្តិចទៅណាញោមស្ពះតែខាងដើមបានហើយដល់លោកចាប់ទេដាក់ដៃចុះទៅចុះដើម្បីឲ្យអង្គុយឲ្យបានស្រួលកុំឲ្យស្ពះយូរពេកខ្លាចចុកដៃថ្ងៃក្រោយគេហៅមកស្ដាប់លោកទេលែងមកចុកដៃណាស់សម្រាប់ចុះអញ្ចឹងស្ដាប់បានក៏ដោយមិនបានក៏ដោយធ្វើមុខធ្វើមាត់ឲ្យដូចកំពុងតែស្ដាប់បានអញ្ចឹងទៅលោកនឹងវាមានកម្លាំងចេះតែបាច់អញ្ចឹងទៅដែរកុំឲ្យស្ដាប់មិនបានមិនយល់ហើយអង្គុយធ្វើមុខជូអែមខ្លាចធរនឹងវាជូអែមតាមហើយបើញោមញាតយល់អធិស្ឋានដណ្ដោះមកប៉ុណ្ណេះអាត្មានឹងសម្ដែងជូនតាមពេលវេលាគ្រានេះឯងសូមប្រគេនពរនិងសូមចម្រើនពរนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมเอามาสยารทัสสะรัตนัตยัสสะสาธุกังนะโมเอาเมะกาไตตัสสะตัสสะวัฏฏยัสสะเปนะโมการะปะเพเวเนี่ยวิกาชันตโอปัตตวีดาวอนุภีพในกิริยานมัสการถวายบังคุมจมพูคุณประพุทธประทอประซองจือองมาจักโดยสังขารแบบใครแต่ปนนี้សូមបានពរជ័យថ្វាយប្រគេនដល់ព្រះករណាព្រះបិតាសង្ឃព្រះអនុគុណស្រុកពីរាំងនិងព្រះគុណម្ចាស់ជាមន្ត្រីសង្ឃព្រះគុណម្ចាស់គ្រប់ព្រះអង្គមន្ត្រីសង្ឃស្រុកពីរាំងដឹកនាំដោយព្រះដេចព្រះគុណព្រះអនុគុណអាចជាគំរូមួយសម្រាប់ទូទាំងប្រទេសដែរអាត្មាដើរបនគ្រប់ខេត្តគ្រប់ក្រុងទៅឃើញថាព្រះអនុគុណស្រុកពីរាំងលោករៀបចំបានល្អជាងគេសំខាន់គឺប្រសងស្ដាប់ទេសនាមិនមែនទេសជូនតាយាយមិនមែនទេសជូនតាមិនមែនទេសជូនតាអាចារ្យមិនមែនទេសជូនដូនជីទេគឺទេសឲ្យលោកនេនស្ដាប់ដែរចឹងហើយព្រះអនុគុណស្រុកពីរាំងគ្រប់បនលោកតែងទៅទាំងរៀបប្រដាប់ឲ្យប្រសងពុំស្ដាប់ធម៌អញ្ចឹងគ្រប់បនទាំងអស់រាល់ឆ្នាំមកហើយដល់ពេលយើងធៀបកន្លែងខ្លះគេរៀបតែកន្លែងប្រសងទេអញ្ចឹងប្រសំអត់មានកន្លែងគង់ទេដូច្នេះអត់លើមចង់មកដែរគ្មានកន្លែងគង់អញ្ចឹងលោកអត់បានមកចេះតែដើរជិះជព្រៃពីវាលពីកោទៅហើយដល់ពេលប្រគុណម្ចាស់រៀបសម្ដាប់ធ្នាប់ល្អគួរជាទីជ្រះថ្លាសូមប្រគុណម្ចាស់និងញោមនៃព្រះមន្ត្រីសង្ឃនិងប្រគុណម្ចាស់គ្រប់ព្រះអង្គសាងភ្នោះបួសរហូតចាស់ព្រឹត្តចាស់ព្រេងឆាន់ចេកលបោតឆាន់ពោតល្បេះខ្មៅចាញ់តម្រេះធ្វើមិនត្រូវនៅរសាពុទ្ធសាសនាកុំឲ្យអង្គណាសត្វបានឲ្យសោះរាល់ជាតិដូចសេចក្តីប្រាថ្នា
សូមកាត់ការជាពរជ័យដល់យាយដល់តាអាចារ្យដូនជីនារីបរោះទាំងអស់កុំឲ្យមានជំងឺកុំឲ្យឈឺកុំឲ្យអាពាធបៀតបៀនកុំឲ្យលះហិតកុំឲ្យលហាយកុំឲ្យឈឺដៃកុំឲ្យចុកជើងកុំឲ្យឈឺក្បាលកុំឲ្យឈឺក្បូងកុំឲ្យឈឺលងកុំឲ្យឈឺតាគៀកកុំឲ្យឈឺជង្គង់កុំឲ្យឈឺចកេះកុំឲ្យឈឺចកាកុំឲ្យឈឺស្មាកុំឲ្យឈឺស្មងកុំឲ្យឈឺខ្នងកុំឲ្យឈឺក្បាលបោះបំកមតបអលោកកែវអលោកព្រះឃ្លុងស្រែងបែងថ្ងៃទឹកនោមប្រៃទឹកនោមផ្អែមទឹកនោមជូរលើសឈាមលើសខ្លាញ់លើសស្ករលើសអាស៊ីតកងសែប្រែប្រាស់ផ្លាស់ចេញពីរូបរាងកាយជំងឺទាំងឡាយគ្រប់ប្រភេទទាំងជំងឺចាស់ទាំងជំងឺថ្មីជំងឺផ្ដាសាយបាក់សីជំងឺអេដជំងឺស៊ីដាជំងឺអ៊ីបូឡាជំងឺសាជំងឺកូរ៉ូណាជំងឺអាស្ត្រាក់កុំមកប៉ះពាល់លើក្រុមគ្រួសារញោមញាតិឡើយសូមឲ្យអាយុវែងសុខភាពល្អដូចសេចក្តីប្រាថ្នាលំដាប់ពីនេះតទៅនឹងត្រូវលើកយកនៅព្រះធម៌ទេសនាមកថ្លាថ្លែងសម្ដែងចែកជូនជាទីសន្តាប់ដល់ញាតិសន្តានអ្វីដែលយើងបានឃើញប្រតិយចំពោះពភៈជានៅនឹងមុខក្នុងថ្ងៃនេះសូមឲ្យប្រអិននឹងបែបពភៈញាក់បណេតបើកនេត្រាសម្លក់សម្លឹងមកភពផែនដីរស័យជុកខាងត្បូងយើងនឹងឃើញកត់ថ្មីស្រឡាងសាងដល់ប្រណិតផ្ចិតផ្ចង់ល្អល្អះទៅចាស់ទៅចង់ភូផងសំរុំឆោមឆាយឆាតស្ទើរព្រួងព្រាយគុណរាយល្អណាស់បរិបូរដោយក្បូរក្បាច់រចនាផ្កាភ្ញីរស់រវើកនេះគេហៅថាកត់ដ៏វិសេសវិសាលសម្រាប់វត្តនេះញោមញាតិពុទ្ធបរិស័ទមានពាក្យចចាមរាមមានពាក្យក្មេងខ្លះដែលគេសរសេរដែលគេបញ្ចេញមតិយោបល់តាមអពលូធូដែលញោមមើលហ្នឹងគេនិយាយថាណែលោកសង្ឃឥឡូវហ្នឹងណានៅសតវិឡាកតលោកសង្ឃឥឡូវហ្នឹងសង្ឃសតមានព្រំសតមានក្រែល្អមានម៉ាស៊ីនត្រជាក់ចឹងបានធាត់ឡើងខ្មើមចឹងបានមកបួសអស់ហ្នឹងហើយគេថាអញ្ចឹងខុសវិន័យលោកសង្ឃឥឡូវហ្នឹងកាន់សតទូរស័ព្ទទំនើបសង្ឃសតវិឡាកតមានម៉ាស៊ីនត្រជាក់មានអីអាហ្នឹងខុសមេរៀនព្រះគេថាព្រះហ្នឹងបួសឲ្យនៅតែក្នុងព្រៃទេហើយលោកឥឡូវសតវិឡាកតគេថាខុសអញ្ចឹងចង់សួរញោមញាតិមើលវាខុសមែនទេក៏វាត្រូវឥឡូវចាំមើលចាំស្ដាប់ទាំងអស់គ្នាគេថាអញ្ចឹងក៏អញ្ចឹងទៅចោះប៉ុន្តែវាត្រូវឬខុសតើយើងស្ដាប់មើលសិនកាលពីដើមឡើយព្រះពុទ្ធទ្រង់អនុញ្ញាតភិក្ខុសង្ឃអ្នកបួសថារុក្ខមូលសេនាសេនាងនិសាយបព្វជាតតេយវជីវងឧស្សាហោបរណីយោអ្នកបួសហើយត្រូវអាស្រ័យគល់ឈើមលុបឈើជាទីសេនាសនៈធ្លាប់នៅទៅសង់ទៅគង់ទៅក្រោមដើមឈើដល់រាបដល់អស់ជីវិតព្រះអង្គថាអញ្ចឹងមែនប៉ុន្តែបើរៀនតែមកប៉ុណ្ណឹងឆ្លោះគ្នាមកចំណែនលោកនៅក្នុងវិឡាកតហ្នឹងហើយប៉ុន្តែលោកនៅវិឡាកតហ្នឹងដកលោកតែប្រមាណអង្គហ្នឹងចេញឲ្យប្តីអ្នកថានឹងមកបួសនៅមិនបានមួយខែទេសឹកទៅវិញអស់ហើយព្រោះវិឡាកតស្អាតជាងហ្នឹងក៏មិននៅដែរអ្នកបួសនេះមិនមែនចេះតែនៅបានទេអត់និស័យនៅមិនបានទេគាត់នៅរៀបរាប់មកមិញហ្នឹងប្រមាណជំនាន់ហើយនៅបានមួយញោមមើលឃើញដែរមិនមែនចេះតែនៅបានទេបើញោមមិនជឿសាក់ឲ្យព្រះស្វាមីមកបួសឲ្យបានមួយភាសាម្នាក់មើលមិនមកទេលោកអើយល្ងាចឡើងជុំគ្នាឯងនោះអកកេះអកកំប៉ុងអកកណ្ដងអកដបសបាយចងងាប់អីមកបួសអត់បាយល្ងាចចេះណូនៅទៅអីមិនមែនអ្នកបួសស្រួលប្រមាណទេម្ល៉េះហើយបើយើងរៀនត្រឹមតែប៉ុណ្ណឹងយកទៅថាបានណាហើយលោកឥឡូវនៅសតវិឡាគាត់ទៅឲ្យនៅតែក្រោមដើមឈើថាអញ្ចឹងទៅចុះប៉ុន្តែព្រះអង្គអនុញ្ញាតបន្តទៀតព្រះអង្គថាអតរេកលេភោវិហិរោបសាទោអតយោគោហម្មយ៉ាងគុហិមនាលភិក្ខុទាំងឡាយបើសិនជាមានគេធ្វើជាអតរេកលេបប្រគេនឲ្យទទួលនៅចោះវិហិរោបគេកសាងវត្តកសាងពហិកសាងកុដិប្រគេនឲ្យនៅទទួលនៅចោះប្រាសាទោបគេកសាងជាប្រាសាទជាវិមានឲ្យនៅចោះអត្តយោគោបើសិនជាគេកសាងជារោងថែវជាវិមានជាតូបប្រគេនឲ្យគង់នៅទទួលនៅចោះធម្មយៈកតធម្មយៈនឹងគឺថាកតវិសេសជាងវិឡានឹង1លានដងពីព្រោះពាក្យថាវិឡានឹងមនុស្សម្នាក់អ្នកធ្វើទេសេដ្ឋីម្នាក់អុកញ៉ាម្នាក់អ្នកធ្វើទេបណ្ណាមយៈកតនឹងម្ចាស់វិឡានឹង100 200នាក់បោកបញ្ចូលគ្នាមកធ្វើរួមគ្នាទាំងស្ដេចទាំងមន្ត្រីម្លោះហើយអាវិឡាកតនឹងមិនបានមកចំណិតអហមយៈកតទេវិឡាថាលយណាស់នោះមួយគិតកតពីជំនាន់ព្រះហមយៈកតពីបាត់សត្វមាសសត្វពេជ្រទៀតណាញោមព្រោះម្ចាស់កតនឹងគឺសត្វតែម្ចាស់វិឡានឹងរាប់រយនាក់មកបោកគ្នារួមទាំងស្ដេចទៀតនៅតែព្រះអង្គអនុញ្ញាតឲ្យទទួលនៅចោះហើយបានគុហិគុហៈ
cụ hia miền pi cụ hia môi cát anh không rung phnom bờ miền hỏi từ tua nơi cho hãy bờ sân chỉ cụ hia cái thưa bờ kê đôi chỉ cái riệp ắt chung vinh thưa tới bài cụ hạ bà sa cứ bà sa tầng lai na đại cái thưa đôi rung ọt miền thưa bằng ôi tràn tết đôi chỉ bà sa sờ bầu bể cục chẳng bàn chỉ bồ ran ta xây cụ hạ năng về mau pi cụ hạ bà sa chỉประเภทเสนาthoạiยาติเตเจตนาถวายขนมศาสนาเปรมขนมซองขนมศาสนาประพุทธเกี่ยวกับกุหะนั่นคือชื่อประเภทอัตริกลิบมาแบบคือกุเฮียดาวกิทั่วปัจจัยยังอัดดังตะดักกุกลอนพอเราตัวกุของกุกนั่นคือแก่มากุกจังกุกเต้าปัญหาดังหรือกุระบบเสนาเตียนคือกุหะเตวีเฮียกุเฮียดาวกิก่อสร้างบะเมียนจงก็เอาตัวเนยตีดอยู่เหมือนกันนะต้องอนุญาตจังตาเนี่ยดาวเต้าสนมตัวปอมมุนเกเตบตอดเราเห็นนะตีบตอดเต้าสนมตัวปอมเอาเนี่ยบูนั่งนะบัดเนื้อกดเลยบัดเนื้อวัวเอาเนื้อปรีมาโย่ให้บัดเอาชันสัตว์มาโย่เอาชันตะไลได้บ้านนะตีบตอดสนองโปเปรียจังบานปะองปะดีไซน์มันบานตีตามมาเชียร์ไรองคลาลูกจ้าลูกอภิษจ้าเฉลี่ยจ้าโดยอัตนายอย่างนั้นนะโยมในประหยัดกาเต้เบอร์จังให้คลาจันละเงียจันมุกจันสดจังเตอร์แต่เนื้อกดเตอร์แต่เนื้อโตเนื้อเซนาสนะมาโดยชนะหายสลายเลือดโลกกำบัดกำนดทันเนี่ยผู้ให้เตยแต่เนื้อขนมปรีกรอนดามเชื่อไอ้สลายเลือดโลกองนาเนื้อกดคนเนื้อองนาเมียนอาชีพสลายแต่เนื้อปรีแต่เนื้อขนมแต่เนื้อจ่อเตะบตอดปราชัยแต่ซ้อมแต่นมโปเปรียยนลอยปองอัดตามไอ้จังบเตะบตอดพลอกซ้อมโดยเปรียให้มันบานทำไมไอ้ขมิ้นอย่าเลยจ่องสนมโปไอ้ลูกแต่เนื้อปรีอย่างนั้นโลแต่มันบานเบอร์โดชนะหายเรื่องเองจังพี่จะนอนเปรียโลกมันตอนเมียนกดซะบัวให้เนื้อขนมปรีแมนบาดเพิ่มพิซซ่าทวายวัดเวลวันมนตีวัดประยาไซสับไงเนื้อตะดามาไซทวายนึงอัดตอนเมียนกอดเทียทวายแต่ประยาไซนึงลูกกงในขนมประยาไซนึงเรียนเรียกเจกะหะเศรษฐไทยนี่เชียเศรษฐไทยในขนมกรองเรียกเจกรึโยมไม่เป็นลำล้างจันตัวปรีรับแต่จุ่มไหลขนมจักคืนลูกจันปีกระเป๋าปรีฮะไม่ใช่ลูกมาพี่นาเด็กคนกงไงนะอัตมากอะไรนี่ไม่ใช่เด็กคนน้องนี่สั่งไงนะอัตมากอะไรนุ่งจะเด็กคนนี่สั่งอัตมากอะไรนี่ไอ้ตักขนมกระเป๋าปรีนั่งสั่งขนมกับโปรยด้วยสัตว์ต้นสายจังไงไอ้ก้อนอันนั้นไอ้เจ้ามือสั่งขนมปรีจังเมื่อมีโตตมาลำเฉยมีลำเพลียงชอลมาไอ้ยัยไม่ตั้งมันแต่ตักมันปละมันปละให้มันเหลืองนี้มันมุกคำไหมคือไม่ต้องบอดกันไรบอดจังคือไม่มีตามตำนานนะเมื่อมีเพลียงตั้งโกยตัวอยู่โกมาอยู่ตัวพลือตั้งบัดจำสั่งได้เบตเนียนะจังเรียกขาที่ไทยอากาศเต้กัดมือตั้งอากาศเต้ไตรแต่ทั่วกดกินโลกะโลกขาธรรมะเอาตอนเห็นแต่ตัวปีปลุกเปรี้ยมันตอนอนุญาตบ้านปองอนุญาตเอาเกิดเถื่อจ่อแต่นาเมียนเทียเถื่อกดเถื่อนาเถื่อวัดเถื่อตึงเรียกจะกระหะเสร็จไทยเถื่อกดบ้านหกสกดหรือทำวิเฮียหกสวิเฮียหรือทำวัดหกสวัดปีปลุกเปรี้ยทำวิเฮียโรนั่งแปลมาถักกดถุงวิเฮียโรนั่งวิเฮียรังนั่งแปลทำวัดว่าโดยชนะให้ทำวัดกับบ้านถักกดถุงกับบ้านทำวิเฮียแหละนั่งกับบ้านกดเถื่อบ้านหกสขนมปะเกนหน่อยลูกกงลูกมันยังกงติดให้ตอนเราปองอนุญาตบานกับตัวตอนเราจังกอดมันดังเวดักกอดนั่งทำให้เบิกเกณฑ์ลูกตอนใครลูกแรงเดินนั่งลูกรู้อยู่ตามเอาเบิกว่าลูกสัตว์ตื้อรู้อยู่ลูกได้จ่อเสร็จเบิกจังเวดักทำให้เอาเวดักท้ายชีสมบัติระบบซองแต่ลูกสัตว์ตื้อแรงเมียนสัตว์เบิกในชีซองบานซองผมใบตื้อชีสมบัติบศาสนาบานเดจกะหะเสร็จถอยเวกดตั้งหกสับกดนั่งเกณฑ์ดอนลูกบานลูกกงในเมียนกดเมียนไอปิสมัยนอมาอันนาถบรรณกะเศรษฐีโรซีจิมวยได้จักหะเศรษฐีนั่งก่อนสนามเชิงเต้ยมนาตึงเดียทลอกตึงเหมือนอันนาถบรรณกะเศรษฐีได้จักหะเศรษฐีบ่อเต้ดับจำนวนจูนปลายเปลี่ยนเดียมเอาจันลังโคงเพลย์ทมอตำดำจะแก่โยมสนามกองเต้ในตัวเลยดับจำนวนโรซีจำนวนจูนปลายก็ดังทำเมียนประพุทธเมียนประทอเมียนประซองแต่ดังขนมลูกให้กอดเชียร์ทลากอดตลอดตื่นวิ่งกอดในสาบัดไทยตื่นเต้นได้วิชโมเจ็บก็สามวัดโมเตียดัชโมวัดจิตตะปุ่นมาจากใดนุ่งมันเงยลุ่ยเตียตตอลยอมีมากรากอดดักมีตะกราเลือดใดนุ่งเตียตอลกิขอดบานนักยมโจรวมคลาเป็นใดนปานทัววัดจิตตะปุ่นเธอกอดทมบานบ้วนกอดติดบานบ้วนกอดในวัดจิตตะปุ่นติดเยี่ยงปองตะกงตะเข้าซองตะกงวิสาขาเชียร์ทลาก็สามวัดปปีเรียมทัววัดทัวกอดติดยี่ปีเนี่ยต่างคะแนนนั่งทัวร์เฮาอีเตอร์โยมไม่ทัวร์บอลฉลองแมนตำยืงอะไรนี่เต้ตังปีสมัยนู้วิสาขาคดีอนาถบรรณกะเศรษฐีได้ทัวร์บอลฉลองอนาถบรรณกะเศรษฐีนะโยมเป็นได้ออฟไลน์ประมาณทัวร์วัดนั้นนะทัวร์วัดออฟไลน์ประมาณเป็นได้ออฟไลน์ประมาณบอลฉลองออฟไลน์ปนังได้เป็นได้ออฟดอกผมใบเก่ามีก็สร้างวัดออฟผมใบตันดอกเก่ามีดอลลาร์ทัวร์บอลฉลองออฟผมใบตันดอกเก่ามีได้ยังไม่เคยได้ให้วิสาขาก็จังได้
ទិញដីថ្លៃប្រមាណធ្វើវត្តអស់ថ្លៃប្រមាណឆ្លងអស់ប៉ុណ្ណឹងដែរអញ្ចឹងបនឆ្លងនេះក៏ក្រឹកក៏ក្រែងណាស់បានគេនាំគ្នាធ្វើបនឆ្លងតាំងពីពេលនោះមកទល់ឥឡូវព្រោះថាបើមិនធ្វើបនឆ្លងខ្លាចវាមិនអស់ចិត្តវាមានន័យពីរទី1ចង់ឲ្យដាច់ស្រឡះឈុតជារបស់អញដើម្បីដូរយកបនញោមញាតិធ្វើអីក៏ដោយបើនៅជារបស់អញអត់បានបនទេណាញោមណាជីកស្រះដាក់វត្តឲ្យស្រះអញលោកមកប្រើស្រះអញនៅតែស្រះអញដែរដូចគេថាស្លាប់ទៅកើតជើងកែបមាត់ក្វែបដេកនឹងមាត់ស្រះហ្នឹងស្រះអញនៅធ្វើកត់មួយហ្នឹងកត់អញស្លាប់ទៅកើតជាទឹកកែជាកលាជីងចក់នៅហ្នឹងអាហ្នឹងវាជាប់ជាពេលអត់ណានៅតែកត់អញទៅស្រាប់តែស្ដាយអូមិនបានកើតជាមនុស្សសោះមកកើតជាជីងចក់ស្ដាយមែនស្ដាយអញ្ចឹងទៅណាមិនស្រួលទេកើតជាទឹកកែនៅនឹងតែកត់អញនៅនឹងណាយូរវាជាប់អញ្ចឹងអ្នកដាំដើមពោហ្នឹងទៅដើមពោអញអញ្ចឹងឆ្លងហ្នឹងឲ្យផុតពីអញគេថាឆ្លងចេតនាទាំង3ហ្នឹងពពចេតនាជ្រះថ្លាមុនពេលឲ្យពពេវទានាសុមណោហោតិអ្នកឲ្យទានត្រូវត្រេកអរជ្រះថ្លាមុនពេលឲ្យហើយដល់មួយទៀតគេហៅថាមុញ្ញនៈចេតនាគឺកំពុងតែធ្វើហ្នឹងជូនគ្រួជូនខ្សាច់ជូនស៊ីម៉ង់ជូនបេតុងការ៉ូអាស្ពេត្រូអាតូអាជួយកាត់ជួយគាស់ជួយឈូសជួយឆាយជួយកាយជួយពង្រៀបជួយលាបជួយលនហ្នឹងត្រេកអរជ្រះថ្លាមួយសាទៀតដល់ពេលឥឡូវធ្វើហើយរួចហើយគេហៅថាអបរៈចេតនាតត្វាអធុមណោហោតិឲ្យទានរួចហើយលះបង់លុយរួចហើយកុំឲ្យស្ដាយក្រោយត្រេកអរតាមក្រោយទៀតបានបនពេញគ្រប់តែមកញោមញាតិណាធ្វើបនអត់ពេញគេហៅថាកពុកបនហើយតែកពុកបនច្រើនតែបានទ្របហើយអត់បានចាយប្រមាណទេញាតិញោមដែលលឺមនុស្សខ្លះធ្វើផ្ទះថ្មីហើយស្លាប់ទិញឡានថ្មីហើយស្លាប់ទិញម៉ូតូថ្មីហើយមិនទាន់ជិះបានប្រមាណផងស្លាប់ដែលលឺឲ្យអត់អាហ្នឹងគេថាអ្នកអញ្ចឹងច្រើនតែធ្វើបនខ្វះអង្គទី3ធ្វើបនហើយស្ដាយក្រោយឧបមាថាអស់លុយមកកណោធ្វើបនហើយស្ដាយអញបើកុំយកទៅធ្វើគាត់ហ្នឹងអញទិញឡានបានជិះបាត់អាឡ័យទៅធ្វើគាត់ហ្នឹងឥឡូវអញទៅលោកមិនរាក់តាក់រកអញផងបានតែស្គាល់ជំទាវអុកញ៉ាលោករាក់តាក់ជំទាវអុកញ៉ាកាប់សិនតែទឹកដូងមកគេផាប់ឯងទៅទាំងមុខមិនមើលផងកាលកសាងដំបងមានក្បាលណាក្បាលឯងហ្នឹងឯងអ្នកទៅទាំងយប់ទាំងថ្ងៃកាប់គាត់ឈូសឆាយដើរទិញសំងទិញដៃទាំងយប់ជឿគេជាពាក់គេហ្នឹងច្រកដល់ទៅពេលធ្វើរួចស្រេចទៅបានជំទាវអុកញ៉ាណាគេមកតាក់តងផ្អែមជាមួយគេផ្លេចឯងបាត់ដៃលុយបើជឿតាមណែវាមានអីវិញខ្ញុំទិញម៉ូតូជិះបាត់ណែទៅអញ្ចឹងស្ដាយក្រោយអញ្ចឹងណាអ្នកធ្វើបន់ឲ្យម៉ែឪខ្លះក៏មានការស្ដាយក្រោយអញ្ចឹងដែររីលុយគ្នាធ្វើបន់ចម្រើនប្រជុំបច្ច័យ4ឲ្យម៉ែតោះពីណាចេញប្រហែលប្រពន្ធងាកមកមូលផ្លូវប្តីឯងកុំអាមាត់ឲ្យចេញមុនផងហ្នឹងប្រហែលយើងហើយប្តីនេះប្រងថាឥឡូវខ្ញុំប្រងយករួមយកចំផ្លូវយកមីក្រូពីណាចេញប្រហែលចេញមកប្រពន្ធនៅមុនទៅថាម៉ែនិយាយទៅគេនិយាយមុនចាំខ្វះចាំយើងដល់ពេលចេញអស់ច្រើនជាងគេទៅអាថ្ងៃបនណាបងនោះគេគិតតែពីសបាយអកកេះអកកដងអកកំប៉ុងអកកានអកដបអស់ទៅដល់ចឹងទៅសល់បន្លែសល់សាច់បន្តិចទៅគេយកទៅផ្ទះទៀតអាចចូលប្រគេចូលទៅក៏គេមិនចូលឯងនេះនឿយហត់គ្មានសល់អីសោះលូខាងមិនឯងមិនជឿខ្ញុំថាចេញតែ 100000 គេឯងទៅធ្វើឯងចេញច្រើនទីបំផុតហត់ក៏ខ្លួនយើងសល់ប្រហែលគេយកអស់គ្មានសល់អីសោះដៃក្រោយចឹងបានជាសេដ្ឋីមួយជំនាន់ព្រះគេហៅថាសេដ្ឋីអត់កូនបាលីហៅថាអពតកសេដ្ឋីអពតកសេដ្ឋីនេះរិះលុយមានមិនហ៊ានចាយទ្រព្យមានមិនហ៊ានចាយបាយចុងអង្គនឹងទឹកជ្រក់បាំងថ្នោតបាំងស្លឹកថ្នោតតាំងយូរកាចាស់ពេលអាវកាចាស់ខោកាចាស់ហើយរិះខ្លាចអស់លុយស្រាប់តែស្លាប់ចោលទ្រព្យបណ្ដោយដល់តែស្លាប់ចោលទ្រព្យទៅរត់យកអស់អានន់ឆ្ងល់ព្រះអង្គហើយព្រះអង្គមានណូយមានទ្រព្យសម្បត្តិមកកណោហើយមិនហ៊ានចាយរិះខំសេដ្ឋីនោះកូនក៏គ្មានញាតិក៏គ្មានឥឡូវស្លាប់បាត់ហើយគេយកទ្រព្យអស់ទៅហើយគ្មានបានចាយទេព្រះអង្គចង់សួរបន្តិចគាត់នឹងធ្វើបុណ្យណាមិនបានកើតជាសេដ្ឋីហើយកើតជាសេដ្ឋីហេតុអីបានចាយទ្រព្យអញ្ចឹងបានព្រះអង្គថានឹងឲ្យធ្វើបុណ្យខ្វះអង្គទី3កាលពីជាតិមុនបានយកឲ្យគេយកបាយទៅដាក់បាតបច្ចេកពុទ្ធពនាមសក្ករៈសិក្ខីហើយដាក់បាតបច្ចេកពុទ្ធហើយស្ដាយអ្នកដាក់បាតបច្ចេកពុទ្ធហើយអង្គុយស្ដាយអញមិនគួរអសោះវិញយកបាយដាក់ប្រគេនលោកគ្មានមកជួយដកជួយស្ទូងនៃអញផងដាក់ទៅបានតែបាយទៅវត្តអស់អាលេងបើឲ្យកម្មករអញស៊ីវិញមានកម្លាំងបើឲ្យកម្មករអញស៊ីវិញមានកម្លាំងធ្វើការឲ្យអញដល់តែឥឡូវអត់មានមកជួយអញឲ្យសោះដល់តែចឹងស្ដាយក្រោយញោមណាដល់តែស្ដាយក្រោយទៅមានអីស្រាប់តែគេហៅថាធ្វើបុណ្យខ្វះអង្គទី3ដល់តែបានបុណ្យឡើងដោយសារដាក់បាតបច្ចេកពុទ្ធហ្នឹងក៏បង្កើតទៅជាសេដ្ឋីប៉ុន្តែដល់ពេលបានទៅជាសេដ្ឋីហើយអត់បានចាយទ្រព្យនឹងទេ
បានដាក់បាតបច្ចេកពុទ្ធហ្នឹងញោមអានិសង្ឃដាក់បាតប្រសងបាតបច្ចេកពុទ្ធហ្នឹងបានកើតទៅជាសេដ្ឋីប៉ុន្តែដោយសារស្ដាយក្រោយហ្នឹងណាដូច្នេះវាអត់បានចាយទ្រព្យនឹងប្រមាណទេត្រូវតែស្លាប់ចោលទ្រព្យនឹងព្រោះយើងស្ដាយក្រោយដូចអ្នកស្ដាយអត់ហ៊ានចាយស្ដាយជានិមិត្តរូបនៃស្ដាយអត់ហ៊ានចាយតែបើស្លាប់ទៅខានចាយអញ្ចឹងញោមញាតិខ្លះស្ដាយដែរដូចគេកណាលថាសត្វសំណក់ញោមសត្វសំណក់វាអត់បាយពី3ថ្ងៃយកវាឃ្លានណាស់វាដើររកចំណីហើយស្គាល់សំណក់អីអត់អីគេសំណក់នោះកែនោះអាសត្វសំណក់ហ្នឹងចេះញោមវាសត្វសំណក់ហ្នឹងវាឃ្លានបាយពី3ថ្ងៃស្រាប់តែដល់វាអត់បាយទៅស្រាប់តែវារកបានសាច់ម្ដុំវានឹកឃើញថាវាឃ្លានណាស់វាអរណាស់បានសាច់ហ្នឹងវាមិនទាន់ហូបទេខ្លាចគេទៅដើមពំយកទៅឆ្ងាយកុំឲ្យគេទៅដើមចេះតែពីពំរត់ខ្លាចគេទៅដើមរត់មិនចេះចិត្តចេះតែពីទៅហើយធ្លាក់ទៅធ្លាក់ទៅដូងធ្លាក់ទៅកញ្ចំចេញបីថ្លាពីភ្នៅធ្លាក់បទីបតឹងបឹងជាប់អត់ចេះតែរត់ដល់ពេលដាច់ដង្ហើមវាហត់ខ្លាំងពេកដួលងាប់បដ ாய் អត់បានពំអាសាច់នឹងងាប់នឹងមាត់នឹងទៅចឹងបានគេថានឹងអ្នកស្ដាយមិនហ៊ានប្រើដូចជាតេសាពីខុសបានជប៉ុនថ្មីមិនហ៊ានប្រើចេះតែតុកស្រាប់តែគាត់លោកសកុតទៅកើតជាខ្មោចនៅនឹងជប៉ុនអត់បានប្រើណាចឹងបានមាននិយាយខ្លះដែរអាត្មាទៅបនសពទៅយកខោអាវថ្មីមកគ្របលើមឈូសឲ្យគោហើយសួរថាហ្នឹងស្អីគេថាទិញជូនគាត់បោះទុកអត់ហ៊ានប្រើឥឡូវដល់គាត់ស្លាប់ហើយដាក់លើមឈូសបដ ாய் ទៅចឹងញោមញាតិបើគេទិញខោអាវឲ្យទុកដាក់មឈូសដែរឬអត់ទេតែទិញកូនទិញមកបត់ទុកកូនទិញមកបត់ទុកកូនគេលេះទិញឲ្យចឹងណាចឹងបានគេធ្វើបន់ឆ្លងហ្នឹងកុំឲ្យជាប់ជំពាក់ស្ដាយក្រោយហ្នឹងតែស្ដាយក្រោយទៅវាអត់ទៅបានបន់ទេហើយដល់ចឹងបន់ឆ្លងមានន័យទី1កុំឲ្យយើងស្ដាយក្រោយមកឆ្លងហ្នឹងលះឲ្យផុតពីអញផុតពីកំណាញ់ផុតពីមច្ឆរិយៈហើយដូចសេដ្ឋីម្នាក់ឈ្មោះសុម្នាក់សេដ្ឋីពីជំនាន់ប្រពុតពីបុរាណញោមសុម្នាក់សេដ្ឋីហ្នឹងចេះគាត់នឹងកសាងគាត់នៅវត្តចឹងដោយវត្តអាស័យជប់ចឹងគាត់ចូលមកកសាងគាត់ហើយគាត់រស់ស៊ីមានណាមានជាងគេមកភូមិដល់គាត់អាសាចេញចូលវត្តគាត់ចេញត្រឡប់ទៅវិញឃើញមនុស្សម្នាក់ដេកទទួលភួយនៅក្បែរលបងវត្តខាងក្រៅហើយគាត់ទៅលពឹសមាត់ថានេះស្មាននឹងហើយនៅដេកឡើយអានឹងតំណងយកចោលដើរលួចអីគេទេមិនដឹងយ៉ាងបានជាស្មាននឹងដេកអត់ញាក់ថាតែប៉ុណ្ណឹងចោលនឹងវាលឺបើកភួយមើលមុខអីតែបែឯងស្គាល់ខ្ញុំតិចពេកហ៊ានថាឲ្យខ្ញុំចោលផងចាំមើលខ្ញុំតាមបំផ្លាញទៅឯងឲ្យខ្ទេចគ្រាន់តែប៉ុណ្ណេះទៅលួចដុតស្រូវសេដ្ឋីនឹងរហូតលួចដុតឯរាល់ឆ្នាំឡើង7ដងគ្រាន់តែលួចដុតឲ្យសេដ្ឋីនឹងក្រលហាម្ដងមើលអត់ខ្ចីក្រនៅតែមានដែរទៅលួចកាប់ជើងគោសេដ្ឋីនឹងទៀតអស់7ដងទៀតនឹងតែសេដ្ឋីនឹងមិនក្រលួចដុតផ្ទះសេដ្ឋីនឹងទៀតដុតអាតូចធ្វើអាធំដុតអាតូចធ្វើអាធំធ្វើយូរវាមានការធំនៅតែមិនក្រពេលសេដ្ឋីនឹងអញបំផ្លាញគាត់យូរនៅតែមិនក្រសោះគាត់ធ្វើអីទៀតសេដ្ឋីនឹងគាត់ធ្វើគាត់នឹងវត្តអញទៅដុតគាត់នឹងចោលទៀតចូលមកវត្តលោកទៅបានអស់ដុតគាត់ចេះខ្ទេចប្រជាជនរត់ពីភូមិមកឈរមើលគាត់ចេះប្រលត់មិនឈ្នះយំសោកស្ដាយគាត់វាល្អពេកឥឡូវគេដុតចេះបាត់ហើយដល់យំសោកស្ដាយពេកចឹងទៅស្រាប់តែម្ចាស់គាត់ចូលមកដល់ក្រោយគេផ្ទះដៃសោចច្រាំភើយគេថាហាតែមិនគុំមកសោចគាត់ចេះណាគាត់ចេះខ្ទេចសោចអីសុបាយអីហើយវាចេះតែគាត់ទេតើវាមានចេះឲ្យបនខ្ញុំអាភ្លើងចេះហ្នឹងចេះគាត់ទេវាមិនចេះបនខ្ញុំទេហើយតែចេះអស់ទៅខ្ញុំសុបាយសោចហ្នឹងមកពីខ្ញុំធ្វើឲ្យលើក្រោយស្អាតជាងនឹងទៀតចេះអស់ទៅគាត់ធ្វើមិនមែនធ្វើឲ្យលើក្រោយស្អាតជាងនឹងទៀតដល់ធ្វើស្អាតរួចស្រេចហើយគាត់ថាគាត់បានបន2ដងហើយបានមួយទៀតហើយធ្វើបនឆ្លងអាចោនក៏ដៅកាហាយខ្លាំងមកអញដុតគាត់តែអន់ធ្វើការណាល្អទៀតបើអញ្ចឹងងាច់លើកនេះអញលែងធ្វើអីអញយកកបិតទៅចាំសម្លាប់គាត់នឹងហ្មងសម្លាប់កន្លែងបននឹងហ្មងដាក់កបិតស្នៀតទៀតចកេះលាក់មកចូលប្រឡំធ្វើអង្គុយគេដែរសេដ្ឋីម្ចាស់បនថ្ងៃបនឆ្លងងើបឈរឡើងជូនបនគេទៅហ្មងជាបឋមបនដែលខ្ញុំធ្វើទាំងអស់សូមជូនដល់មនុស្សម្នាក់ដែលតាមឈ្នានីសខ្ញុំរហូតនោះព្រោះនឹកថាអាណិតគាត់ណាកើតមកជាមនុស្សប៉ុណ្ណឹងហើយគាត់មិនបានធ្វើអំពើល្អតទៅមុខគាត់នឹងទៅកើតនរកប្រែតរាប់លានឆ្នាំចេញពីនរកចេញមកកើតប្រែតចេញពីប្រែតមកកើតអសុរកាយចេញពីអសុរកាយមកកើតជាគោជាក្របីជាឆ្កែជាឆ្មាជាជ្រូកជាមាន់ជាទាជាលាជាអូតត្រូវគេវាយគេដំគេច្រំគេធាក់គេតាក់គេតឹមគេកាប់គេសម្លាប់គេសម្លេះគេគ្រាគេវះគេបលះគេប្រឡត់គេបង្រត់គេបង្រាស់រាប់លានឆ្នាំហើយបន្ទាប់មកទៀតកើតជាឆ្កែឆ្មាអាចភ្នែកនឹងវត្តនឹងដេកព្រីនឹងរាប់ឆ្នាំហើយកើតទៅជាខ្ញុំបង្រើគេនឹងរាប់ឆ្នាំបើចឹងអាណិតគាត់ណាជូនបុណ្យឲ្យគាត់ផងឲ្យគាត់កុំឲ្យមានកម្មមានពីអីឲ្យគាត់ផុតទុកនឹងទៅអាអ្នកផងសម្រាប់គេនឹងលឺអញ្ចឹងភ័យហ្មងអញកើតមកមួយជាតិគេធ្វើបុណ្យលន់អញធ្វើតែបាបអញ្ចឹងជាក្រោយអញទៅខ្ញុំគេមកអាយុទៅនរកប្រែតទម្លាក់ក្បត់ព្រោះថ្វាយអង្គមគាត់ហ្មងលោកសេដ្ឋីខ្ញុំខុសហើយខ្ញុំនឹងឯងអ្នកធ្វើបាបលោកឥឡូវខ្ញុំសុំថ្វាយខ្លួនហ្មងថ្វាយខ្លួនខ្ញុំជាខ្ញុំបង្រើលោកអស់មួយជីវិត
sẽ thấy tha anh thà ở tầm nằm mắt tam trên đi phần đấy hay mà thực nhom bằng anh thà thì bên mắt mình lưng năng tiết và chẳng hiện ở nơi chỉ môi chứ lúc đó tôi vô bon đó tôi vô bon hộp bài trái để tao nào tao tới lỗ cũng bánh lên với cái nhom đấy phải chứ sẽ thấy nắng chlong cót chặt cót thà cheแต่ก๊อตที่มันใช่บอลเนี่ยเบอร์จังเมาปีก๊อตโดยบอลโรยหาวยังยมนะเป็นกระเตลด่าบอสก็มาในแต่กระเตลอันกระเตลโลกเป็นชนะด่าบอสชนะโลกประเทศบายจึงหันโลกก็กำลังมือลูกชันสโลอันนี้อ๋อที่อันทำดอดใดดอดจึงโลกก็ชันสโลอันพองในสโลอันอย่างไรจังตอนบานบอลเนี่ยประธานประเทศแต่ลูกบอลโลกก็ชันเล่นบอลยังไงโดยบอลโรยใหญ่นั่นแม่นประเทศแม่นจูนไปใจแต่เกจะจำลมมือแต่ก็โยนเลยอันมันโยนเลยอันแต่ใจแต่โยนเลยอันจะต้องอันจะบานบอลในตอนเราโยนเลยอันแต่ใจแต่ยีวันเกเอาเลยแต่เกให้ปราเกนั่นเลยเนี่ยมันตระโยนตัวก็โยนแต่ใจมัดชาที่จะจูนแต่เกจีระบอกเกเธอไม่เธอตั้งแต่อันเกโดยโยนละบอลโดยยังโยนเลยแต่ยีวันจังแต่ยังบานในวันมาเอาเลยแต่เกไปจอบจังยังโดยโยนบอลจังได้โยมนั่นบัดในจำลมมือมอดลูกชันบอกอันยังมันชันเลยใช่ไหมไอ้บัดดดใดดดจึงที่โยมอยประบาสนุกไอ้รอดดตกใดจึงเปลือยการไอ้ขาวดดใดดดจึงเอาไอ้พราวบอลฉลองในมวยเตี้ยโยมฉลองมันลงตั้งบุญกามพบรูปในฉลองกามลงกามที่หายกามโมแคะผูโบแคะตึกเท้าแคะอภิจูแคะลงกามมวยลงตึกเทมวยลงพบมวยนะโยมนะกามโมแคะลงกามสิกระไดปัฒนามันแจ๊จอบให้ลงพบคือท้าผูโบแคะฉลองมันงี้ด้วยตึกเท้าแคะตึกเทโยนใจโยนจอดลูกนี่ติดใจลูกนู่นใจลูกนี่ใจลูกอันลูกครูอันละอ่อนใจดับลูกครูอันยุอันเล่นควายกุมลูกนาตั้งอ้อดับทอยยุใบปะใบปูอ่อลิงถึงบอลยุสดับลูกครูเล่นลูกครูกัดเล่นครูประซองตัวเตี้ยการในตึกเทนึงโยนเตยประปดคลายนะอาวิจัยปนปองตัดงุนจริงอาวิจัยตึกคลายมาดูมาชาตึกเทนึงมองแต่มาชาตึกเทไอ้เล่นเมียนเป็นนาปะไดบานนะจังบันลูกตาคลาลูกตาสไงเคยใหญ่ๆเลี้ยซอเปะซอซ้อนลูกดาวชี้นะมองไม่บ้านดาวชี้ตีสลทมนะตีมันควายกุมไอ้ตึกกิทาเกนึงจำเริญทอตะแถมในตีเลือกไอ้ปฏิบัติมาเพยชนำกิทาลูกเนี่ยเรียนปลายดอกชนำนั่งบ้านกอดกุยทอแถมในตีพองยุก็แรงควายกุมตึกกระทาบารมีกอดคลางจึงโลกบางอย่างน้องดังจำเริญไอ้ที่โยมกิทาจำเริญกิทาสมรู้กิทาเลี้ยงกันแล้วไอ้ตัวประการกันแล้วนะมองตัวประการอันการนักครั้งแรงหกใบจมวยเกตึกคลัดฉลองบาปด่ามวงโดยครูนกอดฟันมาเพยใหญ่ๆสารแถมแต่โดยครูนกอดหกจมวยได้ส่วนมันดาวจมวยแต่เตี้ยมันควายกุมโลกเตี้ยจังอัดตึกเทนึงประบานะจังบานประบาฉลองได้อะไรยังมาฉลองแต่โยมมากรมประกายประกันไอ้การมาเชียดเทียนมาจานรูปบานประมาณสลับปนังดูแต่คณีเต้เมื่อโยมมันเชื่อธรรมะจำมือและจำพนอมาร้อยชนำติดใส่ใดก้อนเชียนใส่คอใส่ใดเชียนนี่ละการโยมกับปงเปียนั้นโดนมาจับเอาให้กิเมียนมาจับเซนเอาให้แต่ยืนสลังนั่งโยมจำเมื่อแต่จัดสับชนะ8 ชนะหรือ100 ชนะติดกิเมียนมาจับทำไมเอาให้ใส่ใดยืนแต่ยังใส่ใดเกใส่คอยืนแต่ยังระบอกเกเอาให้มา100 ชนะติดบะเมียนกิถือบอลในแต่นั่งนะเมียนลูกมาเตะลูกนั่งก็แมนหมกจังเลยให้เนี่ยมาทับทอมาโรงนั่งก็แมนหมกจังเลยมา100 ชนะติดมาโรงนั่งบาดาตะกอนตะเนียนั่งไงบุตรยินนักพายินนักธรรมามวยไอ้นี่อุติหอเด้ไอ้จังยิงกัดมือมนุษย์ยังก็อัดเตียงอัดตัวเต้มาโดยชนะหายอาใบแปรปลัวตือจังโยมยิบพุทธบริษัทจังบันลูกถาตึกเทนี่ประบาฉลองนะโยมเอาตอนสดับทอสมรู้ตึกเทตื้อเฮ้ยอาบิจูแค่อาบิเชียนั่งละเงินละงงนั่งแกมบานนะโยมประบาหน้าการมาบัดสู้สควอลตัวไอ้ท่านเนี่ยละงงน้องท่านนักเรียนละงงทัวร์ใจนั่งยับนะละงงทัวร์ใจออดจำแนกทัวร์เนี่ยปลายนั่งนะอันเนี่ยคลายทัวร์เนี่ยปลายกิทำไม่ได้ไงมันลือกับนาบมือกิทำปรู้ฮะกิทานเนี่ยละงงเธอปลอมเธอแจ๊สใส่ปลอมเธอดอกสไนป์ปลอมเลี้ยแว้อย่าใส่ปลอมเลี้ยอะไรอันนั้นกิทาประบาได้ตัวอีกเนี่ยจังนะโดยเฉพาะให้บานทับประบาจังบานชิโลกเอายังมาฉลองนั้นแกหาตาสเทียตาเตเอาแข็งตอนละฉลองตอนละเมียนสเทียบานฉลองลงในเตาบานเมียนสเทียมาทุ่บอลจังบานฉลองบานเก็บบัวก็มาค้านเบอร์เก็บบานก็มาสดายเก็บบัวมาจังมาเก็บมาประหยัดตู้เก็บเจนเช้าโยมเจียบนั่งบานมามนุษย์ตอนศาสนามาปนังนั่งโยมโดยสายยืนทุ่บอลไปเจียบมนมาจมูกเกจมูกไอ้ได้ไอ้เบอร์สันเจมาดอนนะเก็บทุ่บอลทุ่บเตียนร้อนนะเจียบเคยเก็บการเจียมนุษย์เตปดาร้อนไอ้อดบานทุ่บอลอดบานมาจมูกเกจเจียบเคยจึงบุญกับตัวมวยไอ้มันจองเมาที่อัดใบเกจังจองในแต่ชงายชิดร้อยตัวในกระบายพนุธรรมรองอัดเธอมาใบเกเตจังเก็บประบัวกับมอยค้านั่นก็จะหาทับบอลฉลองยมมาฉลองเกเมาสเทียแต่เอาแข้งฉลองลงบ้านดาวซาสเทียอัปมาเตนะอันเวียงฉลองเวลวัดตะซองซามหาทุนตีนี่แต่บ้านดาวซาสิกระไดมันประมาทให้วิริยนตกมาเจเตฉลองจะตกบ้านโดยกาบเชียเยี่ยมนะโยมนะ
ហើយបញ្ញាយៈបរិសុទ្ធចិត្តឆ្លងសេចក្តីមិនបរិសុទ្ធឲ្យបរិសុទ្ធទៅបានដោយសារបញ្ញាញោមរាល់ថ្ងៃមានទុក2កំពុងតែហៅមួយកប៉ាល់នាវា2កំពុងហៅមួយប៉ុណ្ណាគ្នានាវា2ហ្នឹងកប៉ាល់2ហ្នឹងអាមួយគេតបតែងស្អាតគេដាក់ភ្លើងដូច KTV គេដាក់ភ្លើងដូចអូតែលគេដាក់ភ្លើងដូចអាដេញរាំងកសាលមានតុងក្បាច់តុងក្បោតុងភ្លើងតុងភ្ញីអូយស្អាតណាស់ហើយអានាវាមួយទៀតអត់ស្អាតទេសខ្នើមកសលាបថ្នាំកសកំពុងតែដើមហៅមួយមកឡើងនាវាខ្ញុំមកខ្ញុំជូនទៅកន្លែងសបាយហើយហៅទៅដើមគ្នាហៅមនុស្សបាក់ទៅអានាវាតែងល្អមានភ្លើងញាក់ប្រព្រឹកមានញាក់ពង្រើអូស្លៀកពាក់គ្រប់ប្រភេទមកណាក៏មានដែរខោអាវបរទេសខោអាវខ្មែរឈរតម្រង់ជួរគ្នាអូយមនុស្សជួទៅអានោះអញឡើងអានឹងហើយអញគេជូនទៅអញកន្លែងសុខសប្បាយតាមពិតអានាវាមួយនោះយើងឆ្លាញ់ណាស់ទីគេដុតចោលហើយយល់ខំលាបលៃឲ្យវាគ្រាន់តែសបកលៃចង់កន្លះទេសនៅក្រោយផ្ទះទីបំផុតយើងដុតចោលទេឯងខំឆ្លាញ់ខំថ្នាក់ភ្នំខំដើររកចំណីអាហារចាំវាទីបំផុតគេដុតចោលអញ្ចឹងអាខាងណាមាននឹងពួនចាំសម្រាប់យើងតាហើយបើញោមមិនជឿចាំមើលបើញោមចង់ដឹងថាវានៅចាំក្បែរយើងសេចក្តីស្លាប់នៅក្បែរយើងបើញោមមិនជឿអាត្មាញោមអត់ដកដង្ហើមតែកន្លះម៉ោងមិនស្លាប់វានៅចាំស្ទាក់អញ្ចឹងហើយបើញោមជិះម៉ូតូទៅប្រឡែងដៃជាកោបចោលទៅមកទាំងធុងស្លាប់បាត់ម៉ាំងប្រើបាត់មើលតែក្តីស្លាប់វានៅពួនជុំវិញយើងចាំនៅសម្រាប់យើងកលែសមីធ្វើឲ្យកលែអញចង់ឈ្នះយើងនឹងអញចង់វាយយើងនឹងអញខំយើងនឹងអញតាមវាយយើងនឹងអញតាមចាក់នេះតាមចាក់នោះទីបំផុតទៅធ្វើឲ្យយើងរងទុក្ខរងទោសគ្រោះថ្នាក់ស្លាប់ខ្លួនឯងដោយសារលោភលន់ដោយសារចង់បានអភិសង្ខារមាគឺបនបាបធ្លាប់វាយគេពីមុនមកឥឡូវគេបំផុតគេវាយវិញធ្លាប់លួចគេពីមុនមកឥឡូវត្រូវតែលួចវិញអញ្ចឹងណាគេលួចវិញអញ្ចឹងមកហើយទេវបុត្រមាមានកម្មមានពៀពួកទេវបុត្រខ្លះមកបៀតបៀនអញ្ចឹងទៅញោមមើលឃើញណាអញ្ចឹងខណ្ឌមាមច្ចុមាសេចក្តីស្លាប់នៅស្ទះខណ្ឌមាក៏នៅស្ទះអភិសង្ខារមាក៏នៅស្ទះប៉ុន្តែវាបន្លំខ្លួនមកលួងយើងលួងថាម៉េចឡើងនាវានឹងមានន័យថាម៉េចទៅវត្តធ្វើស្អីវិញនៅល្អតែឆ្នាំលាបមុខលាបអីវះកែភ្នែកកែតិចកែច្រមុះដើរលេងឲ្យសុបាយទៅវត្តធ្វើស្អីមិនបាច់ទេលោកសង្ឃធាត់ខ្មើមអីទៅជឿអីបនបាបអីដើរលេងទៅកុំខ្វល់យើងនៅក្មេងណាដើរលេងសុបាយណែនោះគិតតែបបួលអញ្ចឹងគេបបួលទៅវត្តកុំទៅដើរលេងសុបាយជាងអាហ្នឹងឯងមានន័យថាពួកមានឹងវាមកតាក់ទាញហៅញោមទៅឡើងកប៉ាល់វាអស់ហើយឆ្លងអត់រួចទេនាវានឹងឆ្លងអត់រួចទេប៉ុន្តែនាវានេះពួកអាក្តោងសឯនេះមានគ្នាគេ5នាក់កំពុងហៅម៉ួយដែរមានសភាពលៈមានសតិពលៈមានវិរិយៈពលៈមានសមាធិពលៈមានបញ្ញាពលៈសុទ្ធកម្លាំងទាំងអស់កម្លាំងសធាកម្លាំងសតិកម្លាំងបញ្ញាកម្លាំងសមាធិមកបបួលមកយើងចាស់ហើយតន់ជើងនៅដើរបានតែប្រយ័ត្នតែមិនមកទៅលោកឆ្នាំក្រោយដើរលែងរួចមកវត្តឲ្យហើយមកឃើញទេអ្នកសកលយើងស្លាប់ទៅអស់ហើយប្រហែលឆ្នាំនេះអាណិតយាយណាស់តែដើមស្លាប់អត់ឈ្នះចៅស្លាប់ច្រើនជាងអាត្មាដើរប្រហែលប្រទេសហើយឃើញតែមនុស្សចាស់ដុតខ្មោចឲ្យមនុស្សក្មេងមនុស្សចាស់សូត្រធម៌ឲ្យក្មេងអញ្ចឹងយាយតែដើមស្លាប់អត់តាន់គេស្លាប់ចោលអស់មើលចៅស្លាប់ទៅមួយកណូននេះអាយុក្មេងជាងយើងផងទៅអស់ហើយជាប្រសិទ្ធណាឲ្យតែប្រព្រឹត្តអំពើបាបច្រើនមិនទៅរស់ទេព្រោះសំបន្ទុកគ្រប់យមបាលមកលបមើលរាល់ថ្ងៃតាព្រោះថ្ងៃនេះយមបាលឡើងមកលបមើលឲ្យតែណានសំបន្ទុកបាបគ្រប់ល្មមគេឲ្យវីសាទៅនរកបានគេយកទៅវិញហើយអញ្ចឹងបានជាមនុស្សបែបហ្នឹងអត់ទៅរស់យូរទេប្រញាប់ទៅណាញោមអញ្ចឹងយាយហ្នឹងគេអត់ឲ្យវីសាទៅទេគេទុកឲ្យធ្វើបន់ហ្នឹងអញ្ចឹងបានគេស្លាប់អស់រាប់លានអ្នកតាំងពី40ឆ្នាំមុនតាំងពីកូវីដតាំងពីអីគេស្លាប់អស់ហើយឯងមិនព្រមស្លាប់គេសោះគេស្លាប់រាប់លានហើយមិនព្រមស្លាប់គេសោះមកពីអីមកពីសុខោបញ្ញសអុជយោណានាកសាងសំបុនអញ្ចឹងមិនងាយស្លាប់ទេណាញោមណានឹងហើយបនឆ្លងអញ្ចឹងមកឡើងជិះនាវានេះនាវាហ្នឹងគេកំពុងហៅហ្នឹងសធាពលៈសតិពលៈវិរិយៈពលៈបញ្ញាពលៈហ្នឹងកំពុងហៅមកឡើងមកស្ដាប់ធម៌សមាធិសិលតន់នឹងមានកម្លាំងគីឡូឆ្នាំក្រោយមិនបានរស់ណានិយាយខ្លះគាត់ថាអញមិនតន់កាន់សិលទេចាំឆ្នាំក្រោយអាត្មាមកសួរថាស្លាប់បាត់ហើយមានតាខ្លះថាមិនតន់កាន់សិលទេចាំឆ្នាំក្រោយចាំកូនធ្វើបច្ច័យ4ឲ្យតែអាត្មាមកសួរស្លាប់បាត់ហើយអញ្ចឹងញោមមើលក៏ដែរវាមិនទៀងអញ្ចឹងបានគេហៅមកប៉ុន្តែហេតុតែនាវាយើងវាអត់សូវសប្បាយគេណាញោមណាសស្លៀកសពាក់សមិនសូវស្លៀកលេងម៉ូដគេហៅគេមិនចង់មកទេណាគេទៅតែអាកន្លែងកប៉ាល់ដែលតុបតែងមានភ្លើងនោះច្រើនជាងអញ្ចឹងនាវាយើងឆ្លងបានតិចអញ្ចឹងណាបានគេថានាវាត្រៃលក្ខនាវាត្រៃលោកឥឡូវយើងនាំនេះមកជិះនាវាត្រៃលក្ខមកញោមអើយឆ្លងផុតឆ្លងនៃទី3អនុគ្រោះដល់អ្នកមិនបានចូលពីមុនមកកាលគេកសាងកុដយើងអាឡ័យជាប់កូវីដកាលគេកសាងកុដយើងអាឡ័យកូនឈឺអត់បានចេញលុយធ្វើឥឡូវស្រាប់តែមានលុយគេធ្វើហើយបាត់អង្គុយកើតទុកអញហើយថាចង់ចូលកត់គេឥឡូវគេកសាងហើយបាត់អញគ្មានលុយចូលឥឡូវគេហើយបាត់គេបានបនអញអត់បានបនទេអត់បានចូលពីមុនឥឡូវគេធ្វើបនឆ្លងនេះកត់ក៏ដោយសាលាក៏ដោយសមិទ្ធិអ្វីក៏ដោយញោមមិនបានចូលពីមុនមកគេអនុគ្រោះឲ្យមកចូលថ្ងៃហ្នឹងមកចូលថ្ងៃហ្នឹងមកចូលស្អែកមកយើងបានឈ្មោះចំណែកនៅក្នុងកត់ហ្នឹងដែរហើយបើមកចូលគេមិនទទួលទេមកតាក់ទងអាត្មាជួយងគេឲ្យពិបាកសំណុកយ៉ាងណាក៏ដោយអាត្មាសុខចិត្តឈរជួយងគេឲ្យគេទទួលឲ្យបានបនចំណែកមកញោមដែរញោមណាអញ្ចឹងមកចូលមក
បើគេមិនទទួលតាក់ទងមកអាត្មាមកជួយមកគេឲ្យយកញាតិពុទ្ធបរិស័ទអញ្ចឹងអ្នកណាមកចូលហ្នឹងបនឆ្លងអនុគ្រោះដល់អ្នកមិនបានចូលពីមុនមកយេហើយពិនិត្យមើលផងយកមករឿងកត់លោកហ្នឹងមានលក្ខណៈពិសេសមួយពីជំនាន់ព្រះអង្គណាដែលមានបារមីខ្លាំងប៉កែហ្នឹងជាពិសេសមើលតបូលកត់លោកមានកឌៀមានកលាតមានជីងចក់មានធ្លុះមានធ្លាយហើយជួនកាលទៅពីសម័យព្រះមានកត់មួយនោះតបូលធ្លុះធ្វើតបូលអត់តន់ចិត្តអាចារ្យគណៈកម្មការលបលពេកធ្វើតបូលអត់ចិត្តស្រាប់តែមេឃអត់ភ្លៀងមកតំបន់ហ្នឹងអត់ភ្លៀងសោះព្រោះទេវតាខ្លាចទឹកលោកឲ្យតែមេឃភ្លៀងមកឃើញលោកកំពុងសង់ទេវតាទៅភ្លៀងមកទៅទឹកលោកក៏បើចឹងដេញទឹកភ្លៀងចេញឲ្យអស់ពីកន្លែងហ្នឹងកុំឲ្យភ្លៀងអាស្រុកគេក្បែរហ្នឹងគេភ្លៀងអស់ណោះតាំងពីស្វាយប្រហូតតាំងពីជ្រៃក្រាំងឯភ្លៀងឯធ្លាក់ភ័យតលិតភ័យតឡាញ់ភ័យកលាញ់ភ្លៀងអស់អាមកជុំយើងអត់ព្រមភ្លៀងសោះហើយអាម៉េចអញ្ចឹងមកពីទេវតាដេញខ្លាចទឹកលោកដល់ទៅពេលគេរស់ហេតុផលមិនក៏ស្រុកយើងមិនភ្លៀងរចុះរឡើងព្រះម្ចាស់ហើយតបូលកត់នៅចំហខ្លងហើយសួរនាំទៅបានទេវតាដេញខ្លាចទឹកលោកដេញទឹកភ្លៀងទៅអស់ហើយលេងអញ្ចឹងខ្ញុំមើលផងប្រយ័ត្ននៅចំហតបូលអីមេឃអត់ភ្លៀងណាខ្ញុំណាមើលលោកផងហើយអ្នកកសាងកត់នេះណាញោមបានបនបានអានិសង្សទាំងយប់ទាំងថ្ងៃមិនចេះអស់ទេអាត្មាចង់សួរញោមមួយអ្នកដែលគេកសាងផ្ទះសនៈកសាងអូតែលតើគេកសាងដើម្បីរកអីគេដើម្បីរកលុយបានលុយនៅពេលណាមានភ្ញៀវមកដេកតែគេមកដេកគេបានលុយអ្នកបកាយសទួចបកាយចង់បានអីប្រៃអ្នកធ្វើអូតែលធ្វើផ្ទះសនៈគេបកាយចង់បានអីចង់បានលុយអញ្ចឹងយើងកសាងកត់កសាងសាលាបកាយរកអីដែរបកាយរកបុណ្យហើយខាងផ្ទះសនៈខាងអូតែលតែមានភ្ញៀវមកដេកយើងបានលុយដល់តែយើងធ្វើកត់ធ្វើសាលាតែមានលោកឡើងនៅយើងបានបុណ្យណាអញ្ចឹងយើងបកាយរកបុណ្យយើងអាឡ័យទៅរវល់ធ្វើស្រែធ្វើចំការធ្វើច្បារធ្វើដំណាំជីកជោគដីដាំពូជនានាភ្ជួររស់ដកស៊ូងគ្រប់វេលាអត់មានពេលគ្រាទំនេរមកបានធ្វើបុណ្យឥឡូវយើងដាក់គ្រឿងប្រដាប់ឲ្យធ្វើបុណ្យឲ្យយើងធ្វើកត់ធ្វើសាលាធ្វើអីហ្នឹងប្រដាប់ហ្នឹងធ្វើបុណ្យឲ្យយើងតាយើងម្ចាស់អាឡ័យរវល់អានេះរកបុណ្យឲ្យយើងឲ្យតែមានលោកឡើងនៅមានគេឡើងនៅប្រើប្រាស់យើងបានបុណ្យទាំងយប់បានបុណ្យទាំងថ្ងៃព្រះអង្គសម្ដែងឲ្យអារាមរូបាវណៈរូបាយេចនិសការកាបបញ្ចឧតបានញ្ចយិរតន្តេឧបសយ៉ាងទេសង្ឃវិចរតោចសតិបញ្ញាបវរតេធម្មថាតេសម្បណ្ណោតេចនិសគីមីនោប្រាប់បាននេះអត់ដាក់ថៃបានមិនដឹងប្រែថាម៉េចគេថាបុណ្យរមែងចម្រើនទាំងយប់ទាំងថ្ងៃអារាមរូបាណាដាំឈើលំអក្នុងវត្តមានសួនមានច្បារមានផ្កាមានភ្ញីអញ្ចឹងទៅណាតាំងពីកាឡាព្រំដួលចប៉ាចបៃមានរតីមហាហងកញ្ញងយុទ្ធការផ្កានួនស្រីម៉ោង3ម៉ោង4អញ្ចឹងមកហើយដល់ទៅអ្នករូបាអ្នកដាំបេងដាំនាងនួនច័ន្ទម៉ាក់ប៉ែនកលេនលៀងសាទឬក៏ថែរក្សាមានដងមានស្វាយមានខ្នោជាមលុបសម្រាប់ជ្រកកោនដល់អ្នកដតីដើមឈើធំធំកគីកកោះបេងអញ្ចឹងទៅអានឹងបានបុណ្យទាំងយប់ទាំងថ្ងៃហើយអ្នកណាកសាងកុដិសាលាព្រះវិហារមន្ទីរពេទ្យផ្លូវស្ពានសាលារៀនមន្ទីរពេទ្យបានបុណ្យទាំងយប់ទាំងថ្ងៃណាណាកសាងស្រះកសាងដងមានអាងមានពីងមានប៉ោតមានបាក់សាំងសម្រាប់ងូតទឹកគេផឹកគេងូតគេប្រើគេប្រាស់បានបុណ្យទាំងយប់ទាំងថ្ងៃបុគ្គលបែបនេះបរិបូរដោយធម៌ប្រកបដោយសិលនឹងទៅកើតក្នុងឋានសួគ៌ដល់តែចុះត្រឡប់មកវិញបានផ្ទះធំទំនំខ្ពស់ញោមចំណាំមើលញោមណាត្រូវបានផ្ទះធំទំនំខ្ពស់ដែលគេកសាងវិឡាធំក្នុងមុខទៅកើតកូនផ្ទះនោះហើយញោមខ្លះបានទៅកើតកូនអុកញ៉ានេះកូនអុកញ៉ានោះហើយដល់អ្នកអត់បុណ្យបានកូនអុកញ៉ាគេទេមានកូនអុកញ៉ាហ្នឹងហើយដូច្នេះហើយយើងអ្នកខ្លះទៅកើតឋានសួគ៌នេះនាំរយៈឧបាសកអញ្ចឹងធ្វើទៅសាលាថ្វាយព្រះអង្គហើយប្រាប់សាលាផុសចាំទៅកើតឯនងទៅអញ្ចឹងយាយចឹងដែរយាយណាប្រុងទៅកើតឋានសួគ៌ទៅគេរៀបវិមានឯនងទុកយាយណាប្រុងកើតកូនអុកញ៉ាឯកឧត្តមណាមកចុះមកហ្នឹងហើយដល់យាយណាប្រុងទៅកុកញីបានទៅកុកញីដូចនាងសុជាតាហ្នឹងណាអាគេដាំឈើគេធ្វើសាលាគេធ្វើគាត់អញមិនធ្វើអញតែងខ្លួនឲ្យតែល្អជាងគេស្អាតជាងគេប្តីស្រឡាញ់ហ៎ធ្វើកញ្ចក់ឲ្យស្រួលធ្វើមាត់ឲ្យស្អាតមានអីដល់គេកើតជាទេវតាលាន់ឯងកើតជាកុកញីមានមាត់ស្រួលកសិទ្ធិនឹងជុតកសិទ្ធិហ្នឹងស្រាវជ្រាវប្រវត្តិទៅមកពីអីប្រវត្តិពីដើមមករឿងវែងឆ្ងាយប៉ុន្តែអាត្មាសង្ខេបត្រឹមជំនាន់ប្រពុតវិបស្សីចុះជំនាន់ប្រពុតវិបស្សី2នាក់បងប្អូនប្រុសកូនសេដ្ឋីឪពុកម្ដាយស្លាប់អស់មានទ្រព្យសម្បត្តិច្រើនហើយបងនឹងជ្រះថ្លាក៏ទៅបួសដល់ទៅបួសទៅក្នុងសាសនាពុទ្ធវិបស្សីបានសម្រេចធម៌ជាព្រះអរហន្តហើយនៅបងប្រុសហើយបងនឹងក៏ទៅអងត្អែបងអើយខាត់បងឯងថាកុំឲ្យទៅបួសទ្រព្យសម្បត្តិយើងមានប៉ុណ្ណឹងហើយបងឯងនៅធ្វើឪពុកផងនៅធ្វើបងថែរក្សាបងឯងយកទ្រព្យយើងនេះទៅធ្វើបុណ្យក៏បានដែរបងឯងកុំទៅបួសចោលបងនឹងស្ដាប់មិនបានទេព្រោះប្រាថ្នាចង់បួសក៏ទៅបួសបានសម្រេចបងនឹងយំសោកស្ដាយល្អូទៅតាមបានបងនឹងលួងបងថាបងឯងក៏បានបុណ្យដែរបើបងឯងមិនទៅបួសទេបងឯងចង់បានបុណ្យកសាងកុដិមួយទៅបងនឹងជ្រះថ្លាយកលុយទៅកសាងកុដិក្មួយឯណោះលើកឃើញលោកពូធ្វើកុដិចឹងចង់សំធ្វើដែរហើយលោកធ្វើកុដិហ្នឹងពូហ្នឹងថាក្មួយឯងមិនបាច់ចូលទេក្មួយឯងធ្វើសាលាមួយនៅពីមុខហ្នឹងទៅឲ្យមួយម្នាក់ក្មួយហ្នឹងក៏ធ្វើសាលាពូហ្នឹងធ្វើកុដិ
ធ្វើគាត់ឲ្យមិនមែនគាត់ធម្មតាណាញោមដាក់ក្បាច់ដាក់កបោទៅសដាំសិតតែមាសសិតតែពេជ្រឲ្យបិទសិតតែមាសសិតតែពេជ្រដល់តែធ្វើគាត់នឹងស្អាតបនឆ្លងគាត់នឹងក្រឹកក្រែងយាងព្រះឲ្យគង់ព្រះក៏អត់ចូលវិខុសង្ឃក៏អត់ចូលពួកឃើញសិតតែមាសសិតតែពេជ្រណាហ៊ានចូលដល់ចឹងទៅមុនព្រះពី3ដងព្រះមិនចូលបានព្រះអង្គងាកមកខាងបងនឹងឲ្យបងបញ្យលបានបងហៅកូនមកបញ្យលបងឯងទូលលោកថាអញ្ចែទូលព្រះថាអញ្ចែថាសូមឲ្យព្រះអង្គគង់នៅចុះអភិរក្សការពារនឹងជួសជុលទុកឲ្យខ្ញុំជាកុហកចុះបានគាត់នឹងទៅទូលចឹងទៅឲ្យព្រះអង្គគង់នៅទៅព្រះអង្គអស់កិលេសហើយព្រះអង្គមិនជាប់ជំពាក់គ្រឿងមាសគ្រឿងពេជ្រនឹងទេប៉ុន្តែទុកឲ្យរបស់នឹងឲ្យយើងខ្ញុំជាអ្នករ៉ាប់រងថែរក្សាអញ្ចឹងបានមានប្រវត្តិកើតជាគណៈកម្មការមកទល់ឥឡូវហ្នឹងអារឿងកិច្ចការកសាងជួសជុលអីទុកលើគណៈកម្មការចុះបានលោកគង់នៅកន្លែងនោះហើយធ្វើបន់ឆ្លងនឹងអស់ចាណាធ្វើបន់មុនលោករាប់ម៉ឺនអង្គមកថ្វាយត្រៃថ្វាយគ្រឹកក្រែងទៅដល់តែស្លាប់ពីនោះទៅកើតឋានសួគ៌ទេវលោកក៏អស់កាលយូរញោមនិយាយពីមុនហ្នឹងទៅព្រះអង្គគង់នៅនឹងមកសម្ដែងធម៌រាល់ល្ងាចគេមកស្ដាប់ធម៌រាល់ល្ងាចដល់មកទៅគាត់ដាក់មាសបូជាជុំវិញនឹងណាក្រយកម្ដុំទៅគាត់ឲ្យថាដល់ថ្ងៃមួយគាត់ដាក់កែវមនីប្រពន្ធផ្លែអលឹកនៅពីមុខក្រែទេសហើយដល់អញ្ចឹងអ្នកមកស្ដាប់ធម៌នឹងចេះតែល្បីថាសេដ្ឋីនឹងមានដាក់កែវមនីថ្វាយបូជាពធនឹងមុខក្រែទេសទៀតលើដល់លោកចៅមករមកស្ដាប់ធម៌អង្គគេដែរបើអង្គុយឆ្ងាយស្ដាប់លឺទេអញតអង្គុយចិត្តកែវមនីបានស្ដាប់លឺអង្កលមកថ្វាយអង្គមព្រះអង្គទៅទាញថ្នាក់មកទាញកែវមនីដាក់ថ្នាក់បដ ថ្វាយអង្គមព្រះអង្គចេញទៅមុនញ៉ាំទៅបន្ទប់ទឹកអីចឹងណាចេញទៅស្ពាយកែវមនីទៅម្ចាស់កែវមនីមើលឃើញច្បាស់ចេះប៉ុន្តែឥឡូវអញដេញចាប់វានៅមុខក្រែទេសមិនសមបើចឹងទ្រាំដល់ទៅយកទៅបាត់ទៅបានទូលព្រះអង្គខ្ញុំព្រះអង្គអសធានតិចឯងព្រះអង្គខឹងពេកមិនហ្នឹងវាមកលួចនៅមុខអញ្ចឹងបានព្រះអង្គថាមកពីលោកសេដ្ឋីអត់ទាន់បានធ្វើអីការពារទ្រព្យរបស់ខ្លួនទេហ្នឹងមែនអញ្ចឹងខ្ញុំព្រះអង្គសូមធ្វើបន់មួយប្រាថ្នាអញ្ចេះរបស់ណាដែលខ្ញុំមិនបានឲ្យទៅគេកុំឲ្យគេយកបានបើរបស់ណាខ្ញុំឲ្យបានគេយកបានជាគាត់ស្លាប់ទៅកើតក្នុងឋានសួគ៌អស់កាលយូរដល់គាត់មកចុះសម័យព្រះនេះណាញោមមានកសិទ្ធិគឺក្មួយនោះកសាងសាលាបានមកកើតជាសិទ្ធិកម្ពុជាអ្នកមានមួយសម័យព្រះរីឯគាត់នឹងចុះមកកើតជាជួតកសិទ្ធិដែលមានទ្រព្យសម្បត្តិគ្រាន់តែកើតឡើងអ្វីក្នុងវាំងចេញពលឺបានគេហៅគាត់ថាជួតកសិទ្ធិនឹងចេញពលឺទាំងអស់ម្ល៉េះហើយគាត់នឹងមានទ្រព្យសម្បត្តិច្រើនណាស់គ្រាន់តែនៅវ័យកុមារសេដ្ឋីឲ្យធ្វើប្រាសាទឲ្យផ្អើលដល់ព្រះអិនចុះមកបន្លំធ្វើជាងញោមព្រះកាឡាមកធ្វើជាងជួយធ្វើប្រាសាទនឹងបាត់សិទ្ធិមាសសិទ្ធិពេជ្រឲ្យទៀតដាក់សិទ្ធិកែវមនីសិទ្ធិអីហើយចាត់ចែងទេវតាយៈទេវតា7នាក់មកឈរយាមជុំវិញវិមាននឹងចោលលួចអីអត់បានទេបើមានចោលណាមកលួចពួកអមនុស្សពួកទេវតានឹងដេញចោលរត់ខ្ចាក់ខ្ចាយអស់លួចអីក៏មិនបានទេគាត់នឹងកំពូលអ្នកមានល្បីផ្ទះគាត់សម័យនោះខ្លាយទៅជាសារមន្ទីរទេសចរមួយសម័យព្រះប្រជាជនចង់ទៅមើលគាត់បើកឲ្យចូលមើលមកសេរីមានអ្នកបំរើឆ្វេងស្ដាំមានរបស់ល្អប៉ណ្ណិតប្រជាជនបរទេសមកពីតាមខេត្តក្រុងផ្សេងមកមើលផ្ទះគាត់ដាំបាយឲ្យភ្ញៀវហូបកន្លែងផ្ទះគាត់ទៅជាកន្លែងទេសចរគេទៅមើលដាំបាយឲ្យភ្ញៀវហូបទៀតហើយគឺទៅមើលល្បីណាស់ផ្អើលដល់ពំពិសានាំមកជាស្ត្រីមកមើលទៀតអាចជាស្ត្រីគុំតុកយោសេដ្ឋីនេះមានទ្រព្យជាងឪអញទៀតជាមើលអញបានអញឡើងធ្វើស្ដេចអញទៅដណ្ដើមយកផ្ទះហ្នឹងហើយដល់អាចជាស្ត្រីឡើងធ្វើស្ដេចមកដណ្ដើមយកមែនដណ្ដើមយកបានទៀតគ្រាន់តែលើកតបមកពួកយៈហ្នឹងក៏វាដេញអាចាំងសមោលមកដល់ផ្ទះហ្នឹងឃើញតម្រៃឃើញសេះនៅក្នុងផ្ទះហ្នឹងដេញត្រឡប់មកវិញពួកតបតម្រៃតបសេះផ្អើលជាន់គ្នាងាប់រដូវរណែលពួកស្ដេចនឹងរត់ចូលទៅវត្តជួបម្ចាស់បុណ្យម្ចាស់ផ្ទះនៅវត្តនេះហេលោកសេដ្ឋីហើយចុះព្រះអង្គមកពីណាហីលើកតបដេញវាយគេហើយមកធ្វើពើចូលវត្តអីខ្ញុំព្រះអង្គមកវត្តតាំងពីព្រឹកគេថាមានលើកតបដេញព្រះអង្គតិចព្រះអង្គទៅយកផ្ទះខ្ញុំព្រះអង្គអញលើកតបទៅវាយយកផ្ទះឯងនោះឯងលើកតបមកវាយអញវិញទេអត់ទេខ្ញុំនៅវត្តតើប៉ុន្តែខ្ញុំផ្ទះខ្ញុំព្រះអង្គបើខ្ញុំមិនឲ្យពីណាយកក៏មិនបានទេព្រះអង្គបើមិនជឿព្រះអង្គសាក់ដកអញ្ជៀនពាក់អញ្ជៀន20នឹងម្រាមដៃបើខ្ញុំមិនឲ្យព្រះអង្គដកមើលដករបូតមែនខ្ញុំលួចត្រឡប់ត្រឡិនមិនក៏មិនរបូតទាំងអស់បានសេដ្ឋីថាឥឡូវខ្ញុំឲ្យបងដកមើលដករហូតអស់ចឹងបានថាទ្រព្យសម្បត្តិខ្ញុំបើខ្ញុំឲ្យទៅនរណាបានបើមិនឲ្យមិនបានទេគាត់មានប្រពន្ធក៏ស្អាតទ្រព្យសម្បត្តិក៏ច្រើនសម្បូរមហាសាលគាត់លះបង់ផ្ទះនឹងដាក់ឲ្យស្ដេចគាត់ទៅបួសទៀតបានសុខបានចម្រើននេះមកពីអីមកពីអានិសង្សកសាងគាត់ពីមុនមកណាញោមណាចឹងញោមញាតិបានកសាងគាត់កសាងសេនាសនៈដែរក៏សូមឲ្យសុខសប្បាយរកទទួលទានមានបានកាលវាគុំសូមថ្វាយពពកប្រគេនពរដល់អតីតបច្ចាអធិការវត្តគ្រប់ចំនួនទាំងអស់សូមប្រគេនពរដល់ប្រគុណម្ចាស់គ្រប់ព្រះអង្គដែលទទួលអនិច្ចធម៌ទៅសូមជូនពរដល់អតីតអាចារ្យគណៈកម្មការនិងបុព្វការីជនដែលមានគុណបំណាច់ចំពោះវត្តអារាមទាំងអស់គ្នារីឯញោមញាតិដែលបានអញ្ជើញមកប្រគុណម្ចាស់គ្រប់ព្រះអង្គសិទ្ធិមានមេត្តាបៃតាជីដូនជីតាម៉ាកងចឹកចែសោហៀទាអ៊ីពេកៅកងសោកអានអឹមសឹមខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួរ1000ជាតិ1000តម្រួតតាទូទីទួតតាលាយាយលារបស់យើងទាំងអស់គ្នាសូមឲ្យហើយគ្នាមកទទួលកុសលផលបន់សោយសម្បត្តិទឹកតាមសេចក្តីប្រាថ្នាទេពនិកអមតមេឃអាត្រិកឋិននៅវិមានឋានចោសួរទាំង6ជាន់ទេវតាថែរក្សានៅវត្តអស័យជុកនេះក្តីក៏សូមមកអនុមោទនាបុណ្យនាំតំណែងនេះទៅផ្ញើដល់សកៈទេវរាជមកថតរូបញោមទាំងអស់នេះផ្ញើទៅសកៈទេវរាជ
ហើយរៀបចំទីកន្លែងវិមានឋានរងចាំទទួលថែអាសាការពារនិងចាត់ចែងកូនចៅនេះទៅហ៊ានឲ្យចុះមកតាមយើងកម្មថែអាសាការពារខ្ញុំទាំងអស់គ្នានេះឲ្យរស់ឲ្យបានយូរកុំឲ្យយមរាជចុះវីសាឲ្យអីរស់នៅឲ្យបានយូរធ្វើបន់ឲ្យបានច្រើនកុំឲ្យវិញកុំឲ្យវ័នកុំឲ្យភ័ណ្ឌកុំឲ្យច្រឡំសូមឲ្យកូនចៅទាំងអស់រត់ទទួលទានមានបានអ្នកដែលមកជួយខ្នះខ្នែងទាំងប្រគុណម្ចាស់គ្រប់ព្រះអង្គទាំងអាចារ្យទាំងគណៈកម្មការញាតិញោមទីចិត្តទីឆ្ងាយមកចូលចាប់មគ្គផលក្នុងទីនេះទៅវិញបាត់ហើយក្តីនៅក្នុងទីនេះក្តីជាពិសេសអ្នកដែលមកជួយតបមកជួយតែងជួយចាត់ជួយចែងជួយលីជួយសែងលើកទុកលើកដាក់លាងចានលាងឆ្នាំងលាងប៉ាន់លាងពេញចិត្តបន្លែផ្លែឈើអ្នកជួយដាំជួយថ្លជួយស្លុកបងប្រហុកបងបាល់បងវិជ័យទាំងចាស់ទាំងក្មេងជាវិជាវិជ្ជៈអ្នកខ្វល់ខ្វាយរត់តកគម្រើជាគម្រើប្រសំក្នុងកម្មវិធីបន់អ្នកថតរូបអ្នកថតវីដេអូអ្នកបាបមីក្រូអ្នកបាបធំបាអាសាត្រឹមតែក្រាក់ញាក់ក្រាក់រំត្រំដីអ្នកដែលមានយានជំនិះមានតាំងពីស្តុកស៊ីក្លូម៉ូតូឡង់វិតាសាវ៉ាស៊ុយស៊ូគីកាមរីតូយោតាឡេចស៊ីយានជំនិះធ្លាប់ទៅជាចំនួនជួនចំណេញថ្ងៃនេះមកដឹកយាយដឹកតាដឹកអាចារ្យដឹកប្រសំក្នុងកម្មវិធីបន់អ្នកជួយសម្អាតអនាម័យសន្តិសុខសម្ដាប់ធ្នាប់ប្រជាការពារអាជ្ញាធរដែនដីមន្ត្រីរាជការទាំងអស់គ្នាក៏សូមឲ្យទេវតាថែអាសាអ្នកទាំងអស់គ្នានេះបានសុខបានចម្រើនអាយុវែងសុខភាពល្អកុំឲ្យមានជំងឺកុំឲ្យឈឺកុំឲ្យអាពាហ៍បៀតបៀនកុំឲ្យលហិតលហាយអេសកុំឲ្យមានគេចំណែននិន្ទាឈ្នានីគំនុំគុំគួនព្យាបាទបៀតបៀនចាក់ចុចអុចអាលបណ្ដាបដពលរួលពុតចាក់ដោតចត់ប្រកបប្រកាន់មួយប្រកាច់មើលងាយចំអត់លក់លើឌឺដងដៀមដាមផ្ទុំផ្ទាប់ចាញ់ខ្ចាល់អ្វីឡើយទៅទីកន្លែងណាទេវតាតាមថែអាសាការពារជួបទៅនឹងព្រះប្រទេសទៅនឹងធរជួបទៅអ្នកល្អជួបទៅសពបរោះធ្វើដំណើរផ្លូវគោកកុំឲ្យមានឧបសគ្គគ្រោះថ្នាក់ចរាចរណ៍កលាប់ភ្លុកទៅតាមទឹកទៅតាមទូកុំឲ្យលងកុំឲ្យលើកទៅបារាំងអាមេរិកកុំឲ្យធ្លាក់យន្តហោះកូនចៅរត់ទទួលទានមានបានធ្វើដំណើរដើរតាមស្នាមព្រះយុគលបាទកុំឲ្យវិញវ័នទៅនរកប្រែតទេរឆានអសូរកាយអបាយ4នាំខ្លួនមកកើតជាមនុស្សខ្វាក់ខ្វាន់ខ្វងថ្លង់កោពិការព្រាឡើយញោមញាតមានបំណងប៉ុនប៉ងប្រាថ្នាយ៉ាងណាខ្សឹបស្ទៀងពីងនេះក្នុងចិត្តត្បិតអាត្មាមិនដឹងទេនោះក៏សូមឲ្យសម្រេចរៀងខ្លួនកុំបីខានឡើយប្រគុណម្ចាស់គ្រប់ព្រះអង្គហើយសូមសាងភ្នោះបួររហូតកុំឲ្យអង្គណាសឹកបានឯសរាល់ជាតិសូមញោមញាតពុទ្ធបរិស័ទនិងប្រគុណម្ចាស់សម្រេចសេចក្តីប្រាថ្នាមានសតិមានបញ្ញាភ្លឺថ្លារួចចាក់ទុកទាំងឡាយទាំងពួងដោយសេចក្តីប្រាថ្នាការសម្ដែងថ្លាថ្លែងប៉ុណ្ណេះសន្មតចប់អេវ៉ាំងអ្នកមានរសាខ្សត់ដូចសម្ពុតពាត់ពីក្រៅអ្នកប្រាជ្ញរសាខ្លៅដូចសំពៅពឹងសំប៉ានមានន័យថាបើយើងខ្លាយជាអ្នកមានហើយកុំឲ្យអ្នកក្រស្អប់យើងកុំឲ្យអ្នកក្រជាសត្រូវអីទុកអ្នកក្រជាបរិវារថែអាសាការពារយើងវិញបានលោកថាអ្នកមានរសាខ្សត់ដូចសម្ពុតពាត់ពីក្រៅជួយបិទបាំងយើងរីឯអ្នកប្រាជ្ញរសាខ្លៅដូចសំពៅពឹងសំប៉ានមានន័យថាយើងចេះដឹងបណ្ណាក៏ដោយកុំយកអ្នកល្ងងជាសត្រូវអីទុកអ្នកល្ងងជាមិត្តភក្តិអ្នកនោះនឹងជួយយើងក្នុងពេលយើងមានទុក្ខមានភ័យអាសន្នអ្នកល្ងងទាំងនោះក៏ជួយដូចសពៅធំបណ្ណាក៏ដោយមិនអាចចូលចតដល់គៀនបានទេត្រូវពឹងអាទុកតូចមកជួយសណ្ដោងបន្តដែរបានលោកថាការសង្គ្រោះគ្នានៅក្នុងសង្គមនេះគេឲ្យឈ្មោះថាសង្ឃហៈទី1គ្នាមានទុកដោយសារម្ដាយឪពុកស្លាប់បើសិនជាប្រជាជនមិនមកអើតមកឈ្ងោកទេគ្នាមានទុក2ទុកទី1ព្រោះម៉ែឪស្លាប់ទុកទី2ព្រោះអត់មានញាតិមកអើតមកឈ្ងោកហេតុនោះហើយបានលោកថាកាលដែលមកជួយគ្នាឮតំណែងថាស្លាប់ហើយអត់មានដាក់សបុតដាក់ពេលវេលាមុនទេឮតែតំណែងក៏អញ្ជើញមកចុះជាការជួយសង្គ្រោះគ្នាដែលបុរាណហៅខ្មែរយើងហៅថាជាការចូលរួមរំលែកទុក្ខយើងមិនអាចរំលែកអីបានច្រើនទេប៉ុន្តែបើកាលណាយើងមកចូលរួមទៅធ្វើឲ្យគ្នាបានស្បើយទុកខ្លះដែរព្រោះមានគេមកជួយអញ្ចឹងណាហើយនេះគេហៅថាសង្គ្រោះដល់ក្រុមគ្រួសារអ្នកស្លាប់ឯសង្គ្រោះដល់អ្នកស្លាប់ដោយធម៌4យ៉ាងទី1ចូលចាប់មគ្គផលតាមមានតាមបានមិនមែនមានន័យថាគេចង់បានរបស់យើងទេប៉ុន្តែវាបង្ហាញពីទឹកចិត្តស្រឡាញ់ទី2គេហៅថាបយវច្ចៈជួយសូត្រធម៌ជួយស្មូតជួយពោលពាក្យពីរោះពិសាជួយណែនាំព្រោះគ្នាកំពុងតែមានទុកតបប្រមល់គិតអីមិនចេញទេតើយើងជួយឲ្យយោបល់ទី3លោកហៅថាអត្ថចរិយាប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាមានន័យថាយើងចេះអីក៏ជួយនឹងទៅកុំចាំតែគេជួលអីចេះរៀបផ្កាក៏ជួយរៀបផ្កាចេះក្រាលអាសនៈក៏ជួយក្រាលចេះរៀបចំម្ហូបមហាបង្អែមផ្លែឈើនំនែកចេកអំពៅត្រាវសំឡូងដូងស្លាពិធីកិច្ចយ៉ាងណាក៏ជួយគ្នាទៅបើយើងជួយគេនឹងជួយយើងវិញនៅពេលដែលយើងមានទុក្ខម្ល៉េះហើយនេះលោកហៅថាការជួយគ្នាទៅវិញទៅមកប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាឯទី4លោកហៅថាសមានណតតាទោះបីឋានៈវណ្ណៈយ៉ាងណាប៉ុន្តែសេចក្តីស្លាប់មានម្ដងម្នាក់ដូចគ្នាដូច្នេះហើយកុំឲ្យប្រកែប្រកាន់ថាអញមិនទៅចូលរួមអ្នកនេះអ្នកតូចអ្នកនេះអ្នកធំអ្នកនេះអ្នកមានអ្នកក្រអត់ទេដាក់ត្រឹមតែជីវិតកើតមកមាននិស្ស័យស្គាល់គ្នាប៉ុណ្ណេះជាបុណ្យព្រេងដែលយើងបានសាងជាមួយគ្នាពីមុនមក
ឥឡូវនេះយើងបានជួបគ្នានេះទៀតហើយយើងធ្វើបន់ជាមួយគ្នាអនាគតទៅនឹងជួបគ្នាទៀតព្រះពុទ្ធលោកសម្ដែងថាដើររកបុគ្គលណាដែលថាមិនធ្លាប់ជាមិត្តជាភក្តិជាបងជាប្អូនជាម្ដាយឪពុកយើងរកមិនងាយបានទេមានន័យថាមនុស្សដែលយើងស្គាល់នេះណាសុទ្ធសឹងតែធ្លាប់ជាបងប្អូនយើងពីអតីតមកអ្នកខ្លះធ្លាប់ជាឪពុកធ្លាប់ជាម្ដាយធ្លាប់ជាអ៊ំជាពូមីងរបស់យើងតាំងពីអតីតមករាប់លានជាតិមកហើយដែលយើងមិនអាចដឹងហេតុនេះហើយបានលោកថាបុណ្យមរណៈសង្គ្រោះគឺគេសង្គ្រោះដោយធម៌4ហ្នឹងដែលយើងហៅថាបុណ្យស្លាប់បុណ្យសពពេលគេធ្វើថ្ងៃស្លាប់នោះបន្ទាប់មកទៀតគេធ្វើបុណ្យហៅថាជាបណកិច្ចគឺការរៀបចំទុកដាក់សាកសពតាមប្រពៃណីទំនៀមទម្លាប់មានវិធី4យ៉ាងនៅក្នុងសង្គមនេះអ្នកខ្លះក៏យកទៅចោលក្នុងព្រៃដូចនៅតំបន់ខាងប្រទេសអាហ្វ្រិកាយកទៅដាក់ក្រោមដើមឈើទៅនាំគ្នាហែទៅហើយរួមរែកទៅគេថាម៉ែឪគេផុតទុកហើយអ្នកណាកើតមកគេនាំគ្នាយំឬក៏គេអង្គុយធ្វើមុខក្រៀមគេថាយកទុកមកគេជំនឿតាមបែបគេទៅនៅប្រទេសអេស្គីមូគេសែងសពយកទៅដាក់លើតកកគេថាដាក់លើតកកទៅអានឹងម៉ែឪគេបានសុខហើយអញ្ចឹងទៅអីរីឯនៅប្រទេសឥណ្ឌាតំបន់ទន្លេកុងគាគេយកទៅបដែតក្នុងទឹកគេដុតរោលបន្តិចបន្តួចបដែតក្នុងទឹកទៅមានទីប្រឆាធំធំនៅក្រុងព្រាណសីជាង80ទីប្រឆាឆេះទាំងយប់ទាំងថ្ងៃមានសន្តាគារធំធំហៅថាសន្តាគារចាំស្លាប់មនុស្សណាទាំងហើមតិចគេជួលបន្ទប់ដាក់ម៉ែឪគេដោយគេយល់ថាទន្លេកុងគានឹងនាំម៉ែឪគេទៅឋានសួគ៌គេតែងតែបូជាតលៈនៅក្នុងនឹងជាង3000ឆ្នាំហើយអ្នកប្រាជ្ញថាកម្រះឆ្អឹងប្រហែលមិនក្រោម2ម៉ែត្រទេនៅបាតទន្លេខ្មែរយើងពីសម័យហ្វូណូនចេនឡាបូជាដោយភ្លើងហើយកើបឆ្អឹងកើបធាតុយកទៅដាក់ក្នុងទឹកដាក់ក្នុងក្អមក្នុងកោដ្ឋមាសកោដ្ឋប្រាក់តលៈក្នុងទឹកក៏មានហើយធ្វើតាមពិធីស្ដេចចក្រគឺបូជាដោយភ្លើងធ្វើតាមពុទ្ធគឺបូជាដោយភ្លើងយកអធិធាតុអធិគុណមកគោរពបប្រតិបត្តិអ្នកខ្លះមានជំនឿកប់បញ្ចុះទៅក្នុងដីដូចជានៅក្រិចនៅរ៉ូមនៅបារាំងនៅអាមេរិកនិងនៅចិននៅខ្មែរយើងក៏មានខ្លះការបញ្ចុះក្នុងដីខ្មែរយើងដល់ពេលដល់វេលាលើកធាតុមកវិញគឺកោះយកមកធ្វើបន់វិញក៏មាននៅខាងចិនពីសម័យបុរាណគេជឿថាកប់ទៅឲ្យតន់ព្រះកាសបៈព្រះសិអាមេត្រីត្រាស់ដឹងឡើងទៅបូជាសពប្រកាសបៈនៅក្នុងភ្នោក្នុងភ្នំរំនៅក្នុងភ្នំរងចាំព្រះសិអាមេត្រីទៅបូជាអញ្ចឹងគេចង់ឲ្យម៉ែឪគេតន់ព្រះសិអាមេត្រីក៏គេកប់តាមទៅមានជំនឿរឿងខុសគ្នាជាច្រើនអញ្ចឹងទៅក៏គេជឿកប់សពទៅដូច្នេះសម័យថ្មីចិនសម័យថ្មីគេអត់បានគិតទៅរឿងកាសបៈរឿងព្រះសិអាមេត្រីទេគេរើសដីតាមក្បួនហុងស៊ុយតាមក្បួនលៀបសការៈគេទៅក៏ប៉ុន្តែទោះជាវិធីយ៉ាងណាមួយក៏ដោយក៏នៅតែជាការគោរពចំពោះមេត្តាបិតាដែលគេហៅថាបុណ្យជាបណកិច្ចអ្នកដែលចូលរួមជាបណកិច្ចបើកូនចៅចូលរួមបូជាសពម៉ែឪបានអានិសង្ស100សែនកោដកាលណាញោមអ្នកដែលចូលរួមហែហមអមដំណើរជាមនុស្សដែលសបោបរិវារក្នុងពេលអនាគតសបោញាតសបោមិត្តភក្តិល្អណាស់ហើយរកចំនួនជួញប្រែគឺសបោអតិថិជនគេស្រឡាញ់គេចូលចិត្តបើចំណាយឡានរទេះរថយន្តទៅជួយដឹកជញ្ជូនក្នុងពិធីនោះទៀតអ្នកនោះឯងនឹងសបោយានជំនិះនឹងសបោសេចក្តីសុខហើយកាក់កបគ្រប់បែបយ៉ាងមកចំនួនការងារលោកថាអានិសង្សដែលកើតឡើងពីជាបណកិច្ចនោះអ្នកដាក់ទៀនដាក់ធូបដាក់ផ្កាដាក់ភ្ញីនឹងបានលៀបសការៈកើតក្នុងតកូលខ្ពង់ខ្ពស់យស័កធំដុំដោយលោកលើកឡើងថាអានិសង្សបើអ្នកណាមកចូលរួមដោយការពិចារណាថាវាមិនទៀងម៉ែគេម៉ែយើងឪគេឪយើងចេះហើយម្ដងសុកម្ដងទុកថ្ងៃមុនសបាយសោចថ្ងៃនេះមានទុកជីវិតវាអញ្ចឹងបានអានិសង្ស18កាប់17កាប់បើអ្នកណាពិចារណាថារូបរាងកាយតែមានរូបមានទុកហើយវាគ្រាន់តែមុនហើយនឹងក្រោយទេម្ដងជឿចកេះម្ដងជឿចកងដល់អាចាស់ទៅវាស្លាប់ដូចតែគ្នាមកប៉ុណ្ណេះបានអានិសង្ស18កាប់បើអ្នកណាពិចារណាថាអត់អាចខាត់បានយើងមិនចង់ស្លាប់ប៉ុន្តែវាខាត់មិនបានសក់ថាកុំឲ្យស្កើវាស្កើស្បែកកុំឲ្យជ្រៀងជ្រួញវាជ្រៀងជ្រួញវ័យកាន់តែចាស់អាការចាំចេះតែបាត់អាការផ្លិចចេះតែចូលមកម្លោះហើយពីដើមដើរជើង1ឥឡូវដើរជើង3ប្រកេះទូលសំឡីភ្នែកឡើង4ហើយនៅតែយ៉ាប់មើលទៀតជួនកាលចូលក្នុងផ្ទះថាទៅយកស្អីទេទៅ2 3ដងរនឹកមិនឃើញចេញមកវិញវាផ្លិចបាត់ទៅប្រុងនិយាយថាមិនផ្លិចបាត់ទៅខ្លះទាញអាវ៉ែនតាដាក់ទៅលើក្បាលដើររមមកព្រឹករមមិនឃើញមិនដឹងវាទៅណាវាជួនកាលទៀតទៅនិយាយខ្លះចេញពីស្ដាប់លោកទេសទៅមកសន្ទុះរត់មកវិញយួរស្បែកជើងដើរសួរគេមិនឃើញស្បែកជើងខ្ញុំមិនអត់
miền nè khla cả vặt cả ma nâng chỉ cái đào xua cái bạt cả ma về chân tới viêm vinh quan click liền có pichara tha về mình ai khọt thang bàn và nét bàn anh xong mà phải cặp bao con tay mà châu ruộng hai ọt pichara ấy từng còn miền chặt môi tha từ chỉ bong phun đai để từ ở cái khơi mốc đó thọ em khoal đập mình từ khoal cái ấy thì chỉ chơi kia một ấy nhoi lục bàn anh xong tách chiên kê chẳng thử chẳng hỏi ban lục tha chia bận nặng cách nô nâng ban anh xong cùng phố đôi chỉ vua sờ con là bọt sờ mày pre pe cao lang máu nhiều máu nơi không cùng nô trọp sầm bắt không tập cô nẹt miên đôi sờ đạch chẳngตีបំផុតបានប្រពុតត្រាស់ដឹងចូលទៅស្ដាប់ធម៌ព្រះពិចារណាធម៌សម្រេចធម៌ជាន់ខ្ពស់ទៀតបានលោកថាយុសកលបុត្រពិជាតិមុនធ្វើបន់អីបានកើតមកមានទ្រព្យសម្បត្តិហើយមានបញ្ញាបានសម្រេចធម៌ជាន់ខ្ពស់ថាជាអ្នកបូជាសពឲ្យគេជាអ្នកដើរចូលរួមតែបន់សពគេទេពីមុនមកជាមួយនឹងមិត្តភ័ក្តិមកក្រុមគ្នា4 5នាក់ហ្នឹងហើយឥឡូវ4 5នាក់ហ្នឹងកើតមកសុទ្ធតែអ្នកមានទាំងអស់ហើយមានបញ្ញាឆ្លាតណាស់ព្រោះចេះពិចារណាការជួយសង្គ្រោះអ្នកដទៃនេះពិតជាបានបន់ដល់ខ្លួនគេស្រឡាញ់គេចូលចិត្តគ្រប់ទិសទីកន្លែងព្រោះយើងដាំពូជមហាស្នេហ៍ទុកនេះបន់ទី2ហៅថាបន់ជាបណកិច្ចចប់អស់ហើយឈានចូលបន់ទី3ហៅថាបន់តក្កិណានុបទានតក្កិណានុបទានមានន័យថាតាមឧទ្ទិសតាមហុចតាមជូននិយាយឲ្យងាយស្ដាប់ក្នុងសង្គមសពថ្ងៃគេថាកម្មវិធីផ្ញើសហុយទៅឲ្យអ្នកស្លាប់ពីព្រោះអ្នកស្លាប់ទៅដោយឪពុកយើងភ្ញាក់ទៅព្យួរតាំងពីម៉ោង3ម៉ោង4អត់បានដាំបាយទេយើងអ្នកនៅខាងក្រោយដាំបាយផ្ញើជូនទៅតាមក្រោយយ៉ាងណាអ្នកស្លាប់ទៅទ្រព្យសម្បត្តិមាសពេជ្រកែវកងរបស់គាត់អត់យកបានទៅទាំងអស់គាត់ទៅតែមកខ្លួនបនជាប់ខ្លួនតែប៉ុណ្ណោះទ្រព្យសម្បត្តិគាត់នៅនេះទាំងអស់បើយើងចង់ឲ្យគាត់បានទ្រព្យសម្បត្តិទាំងនេះមានតែផ្ញើសហុយទៅតាមក្រោយផ្ញើតាមបែបណាតាមបែបធ្វើបនតក្កិណានុបទានតក្កិណានុបទានចែកជា3គេធ្វើថ្ងៃស្លាប់អាចារ្យវេធមតកទានឬមតកផាត់ហើយបានបន្ទាប់មកទៀតគេធ្វើថ្ងៃទី7គេហៅថាបុណ្យ7ថ្ងៃហើយបន្ទាប់ទៅទៀតគេធ្វើថ្ងៃទី100គេហៅថាបុណ្យ100ថ្ងៃឥឡូវថ្ងៃនេះចាប់ផ្ដើមដល់ថ្ងៃទី7ហៅថាបុណ្យ7ថ្ងៃចុះហេតុអ្វីបានជាត្រូវធ្វើបុណ្យ7ថ្ងៃធ្វើបុណ្យ7ថ្ងៃមានហេតុរឿងរ៉ាវមកពីមានអ្នកស្លាប់សួរថាចុះបើមានអ្នកស្លាប់ហើយហេតុអីបានជាធ្វើបុណ្យ7ថ្ងៃចម្លើយទី1ថាមិនដឹងទេឃើញអ្នកស្រុកគេធ្វើអញ្ចឹងចេះតែធ្វើតាមគេទៅចម្លើយទី2ថាដឹងអីចាំមើលទៅលោកទេថាមិនអញ្ចឹងបើអញ្ចឹងអាត្មានិទានឲ្យញោមស្ដាប់ឥឡូវហើយពីរឿងបុណ្យ7ថ្ងៃប៉ុន្តែកម្មវិធីផ្ញើសហុយបញ្ជូនទៅឲ្យអ្នកស្លាប់បើយើងធ្លាប់ផ្ញើលុយតាមធនាគារតាមវិញតាមe-money True Money អីហ្នឹងវាមានអង្គ3ទី1គេដាក់លុយចូលទី2គេប្រាប់លេខកូដទៅអ្នកទទួលទី3អ្នកស្លាប់នោះមកដកយកតើតមានអ្នកត្រូវទទួលនោះមកដកយកទី1ដាក់លុយចូលទី2ប្រាប់លេខកូដទី3អ្នកដែលត្រូវទទួលមកដកយកអានឹងបានរីឯផ្ញើទៅអ្នកស្លាប់អង្គ3ដូចគ្នាទី1ម្ចាស់បនចូលប្រគេនផ្ទាល់អានឹងដូចដាក់លុយចូលអញ្ចឹងបានរវល់ប៉ុណ្ណាក៏ដោយអាចារ្យតែងតែប្រកាសអញ្ជើញឲ្យមកចូលរួមមកផ្លែកុំឲ្យខានទី2យើងឧទ្ទិសអានឹងដូចប្រាប់លេខកូដពីព្រោះថាអ្នកដែលស្លាប់ទៅក្នុងលោកនេះមានរាប់លានតើយើងឧទ្ទិសទៅឲ្យខ្មោចមួយណាបើខ្មោចរាប់លានខ្មោចចឹងហើយតើយើងសិលិចឲ្យចំឈ្មោះដូនតាម៉ែឪយើងថានេះឧទ្ទិសជូនដល់ញោមនេះចេះមកអានឹងមានន័យថាយើងឲ្យលេខកូដទៅគាត់ហើយចឹងប្រាប់លេខកូដហើយគាត់មានសិទ្ធិមកទទួលទី3គាត់នឹងមកទទួលហើយបើគាត់មិនដឹងទេបានអាចារ្យសូត្រតាមក្រោយមានយ៉ាងកញ្ញអ៊ីមនីយាទេវតាទេវាគន់ថ្វានិវេតយងផ្ដាំផ្ញើបុណ្យនេះតាមទេវតាឲ្យទេវតានាំដំណឹងទៅប្រាប់គាត់នឹងទទួលបាននេះជាចម្លើយក្នុងសត្រាសពសោតនិងក្នុងគម្ពីរពុទ្ធសាសនាដែលព្រះអង្គសម្ដែងក្នុងយ៉ាងកញ្ចារមណាំងមុននឹងធ្វើទានអីប្រពចំពោះមេដាបៃតាត្រូវហៅអញ្ជើញទេវតាសិនព្រោះទេវតាដឹងថាម៉ែឪយើងនៅឯណាដែលស្លាប់ទៅនោះម្លោះហើយទេវតានឹងនាំដំណឹងទៅប្រាប់គាត់នឹងទទួលបានសំខាន់ឲ្យយើងឧទ្ទិសបើមិនចេះឧទ្ទិសទេថាតាមអាចារ្យពេលអាចារ្យវេក្នុងពាក្យវេនឹងហើយមានពាក្យឧទ្ទិសអាចារ្យប្រែថាគ្រូមកបង្រៀនយើងឲ្យចេះឧទ្ទិសបានគេថាមួយម៉ាត់ឲ្យយើងថាតាមដល់សង្កេតមើលមែនតើច្រើនតែភ្ញៀវទេអ្នកថាតាមកូនចៅម្ចាស់បុណ្យអត់ថាតាមផងអានោះហើយដែលហៅថាខុសគេបង្រៀនកូនចៅម្ចាស់បុណ្យឲ្យថាតាមគេបង្កើតបល័យវេនោះដើម្បីឧទ្ទិសពីអ្នកខ្ពស់ទៅកាន់អ្នកទាបបានតលធ្វើឲ្យយើងនឹងខ្ពស់សិន
គេឲ្យអ្នកប្រគេនទាំងអស់មានសិលសិនបានរៀបវេគេឲ្យកាន់សិល5សិនអាចារ្យគ្រប់វត្តហៅកូនចៅមកដល់ឲ្យសមាទានសិល5កូនខ្លះក៏សមាទានតាមកូនខ្លះក៏អត់ទេដោយយល់ថាខ្លួនឯងមិនទាន់កាន់សិលខ្លាចឥតដាច់ទៅរឹតបាបមិនមែនដូច្នោះទេកាន់បាន1ម៉ោងឬ2ម៉ោង1នាទីឬ2នាទីគ្រាន់បើជាងអត់សោះសំខាន់បំផុតកាន់សិលក្នុងខណៈយើងប្រគេនឲ្យយើងមានសិលសមាទានសិលចប់យើងកំពុងតែមានសិលទាំង5ពេញអត់ទាន់ដាច់សិលណាមួយសោះចូលប្រគេនពេលហ្នឹងស្អាតបរិសុទ្ធណាស់រួចឧទ្ទិសទៅបានដល់គាត់រួចហើយថ្ងៃអាសៀលឬក៏ល្ងាចស្អែកខាន់ស្អែកចង់ទៅជប់លៀងឯណាក៏ទៅអត់បញ្ហាទេព្រោះអង្ការយើងប្រគេនយើងមានសិលរួចហើយអញ្ចឹងបាន1ម៉ោងឬ2ម៉ោងគ្រាន់បើជាងអត់សោះគេឲ្យយើងមានសិលសិនបានរៀបវេហ្នឹងគេឲ្យសមាទានសិលទឹកហូរពីខ្ពស់ទៅកាន់ទីទាបយើងឧទ្ទិសទៅតើយើងមានសិលបានច្រាលទៅទីទាបបាននេះហើយតក្កិណានុបទានពំពិសាធ្វើមុនគេអត់បានបន់ដល់ញាតិស្រែកទៅហឹងជុំវិញវាំងមិនដឹងសំឡេងអីព្រលឹមឡើងទៅសួរព្រះអង្គសំឡេងអីគេស្រែកទៅហឹងជុំវិញវាំងព្រះពុទ្ធថាញាតិរបស់ព្រះអង្គនឹងកើតជាប្រែតយូរហើយអត់ចំណីអាហារត្រូវបានចំណីអាហារបរិភោគក្នុងសាសនានឹងប៉ុន្តែអ្នកខ្លះអាចទៅកើតជាមនុស្សទៅកើតជាទេវតាវិញបានតលតែមានញាតិធ្វើបុណ្យឲ្យឥឡូវគេឃើញព្រះអង្គនឹងជាញាតិឯតលព្រះអង្គធ្វើបុណ្យឲ្យពំពិសាមកធ្វើបុណ្យអស់កក្រឹកស្រាប់តែយប់ឡើងប្រែតនៅតែយំទៀតដដែលទៅសួរព្រះទៀតសំឡេងយំនៅតែយំដដែលព្រះអង្គធ្វើម៉េចទៅសំឡេងអីគេថានឹងញាតិរបស់ព្រះអង្គកើតជាប្រែតអត់ចំណីអាហារគ្នាត្រូវការទៅកើតជាមនុស្សទេវតាវិញប៉ុន្តែតើព្រះអង្គធ្វើបុណ្យឲ្យបានគ្នាបានទទួលធ្វើហើយតាបុណ្យធ្វើមកកណោមិនក៏មិនទទួលទៅបានប្រពុតថាមហារាជធ្វើមែនប៉ុន្តែមហារាជម្លងអត់បានចូលប្រគេនខ្លួនឯងអត់បានឧទ្ទិសពួកនោះអត់មានសិទ្ធិទទួលទេអញ្ចឹងបុណ្យនោះឆ្ងាញ់តែមាត់អ្នកនៅរស់ទេឆ្ងាញ់តែអ្នកនៅរស់នេះអ្នកស្លាប់អត់បានអីមួយម៉ាត់ទេតលតែយើងចូលមកប្រគេនឲ្យឧទ្ទិសទៅបានអ្នកស្លាប់នឹងទទួលបានលឺអញ្ចឹងបានពំពិសាត្រឡប់ទៅវិញធ្វើបុណ្យម្ដងទៀតចូលឧទ្ទិសចូលប្រគេនទៅញោមហើយក៏ស្រាប់តែប្រែតទាំងនោះបានទទួលផលព្រះអង្គក៏ផុតតាននមោទនាតរោកុដសូត្រដែលលោកនិយមយកមកសូត្រសពថ្ងៃនឹងឯងទៅពួកប្រែតនឹងរួចពីកំណើតប្រែតខ្លះទៅកើតមនុស្សទៅកើតទេវតាប្រងព្រាតទៅបានគេថាអាកន្លែងហ្នឹងបេះដូងបុណ្យណាញោមប្រហែលជា5នាទីឬ10នាទីកុំឲ្យខានរវល់ប៉ុណ្ណាក៏ដោយក៏សូមអញ្ជើញមកកុំឲ្យខានបើយើងជាភ្ញៀវវិញយើងជួយដេញម្ចាស់បុណ្យបន្ថែមបានហើយណែឯងកុំយកចិត្តទុកដាក់នឹងខ្ញុំពេកនោះអាចារ្យហៅណែឯងទៅខ្ញុំមកចូលរួមបុណ្យណែឯងឲ្យណែឯងបានបុណ្យបើណែឯងនៅតែម្រាក់ពាក់អង្គខ្ញុំអញ្ចឹងណែឯងខាតបុណ្យហើយទៅដល់ម៉ោងណែឯងឲ្យទើសយើងជួយដេញបន្ថែមខ្ញុំណាដើម្បីកុំឲ្យគ្នាចំណាយលុយកាក់ហើយអត់បានដល់ម៉ែអើចានេះតក្កិណានុបទានក៏លឺសំខាន់តែប៉ុណ្ណឹងនេះបបាទបង្កលិកៈធ្វើដំណើរមកពីចម្បាំងញោមច្បាំងឈ្នះហើយទៅហ៊ានមកកងពលមកជាមួយមកដល់តាមផ្លូវវែងផ្លូវធ្វើដំណើរដើរទៅចូលក្នុងព្រៃស្រាប់តែមានផ្លូវធំមួយចេះតែនិយាយគ្នាអាម៉ាតយើងវែងផ្លូវហើយមិនដែលស្គាល់ទីផ្លូវនេះធំល្អណាស់ទលាយហើយមានខ្យល់ត្រជាក់ព្រះអង្គវែងផ្លូវពិតយីអាម៉ាតដើមឈើធំណាស់វៃចូលជ្រកចូលជ្រកសិនណាតោះជ្រកទៅតិចស្រួលណាស់វៃបើមានទឹកហូបអីល្អស្រាប់តែចេញទឹកមកថ្លល់ហាទឹកច្រើនណាស់ដល់ណាដាក់ទឹកនៅនេះមានក្អមពិនិត្យមើលអូទឹកល្អចែកគ្នាហូបឆ្អែតទៅហ៊ានមកកងពលស្រាប់តែអង្គុយមកសបកបើសិនជាមានបាយហូបអីល្អក្លៀនបាយស្រាប់តែងាកមកខាងនេះហេមានបាយទៀតណាមានបាយមានហូបពិនិត្យមើលហូបកើតអីអត់មាននាំគ្នាហូបឆ្អែតមកកងពលហ្នឹងស្ដាច់ចេះតែឆ្ងល់បោះណាគេណោះតិចទេវតាតិចអីទៅអ្នកតាអីទៅមិនដឹងចឹងសុំមើលអស់លោកអើយអ្នកណាម្ចាស់បាយម្ចាស់ទឹកខ្ញុំចង់ឃើញមុខផងស្រាប់តែចេញមុខមកថ្លល់មេឃស្រឡះចែសហ្នឹងពូនជាផ្សែងមិនតិចស្រាប់តែឃើញចេញមុខមនុស្សមកអញញឹមប្រៃខ្ញុំជាម្ចាស់ស្ដេចសួរថាណែឯងជាស្អីគេណែឯងជានរណាខ្ញុំពីមុនជាអ្នកស្រុកហ្នឹងខ្ញុំស្លាប់មកខ្ញុំកើតជាប្រែតអត់ចំណីអាហារខ្ញុំរងទុក្ខលំបាកវេទនាណាស់អត់ចំណីអាហារខ្ញុំជាកំណើតនៅលើផែនដីហ្នឹងហើយខ្ញុំមានកូនមួយឈ្មោះនាងឧត្តរានាងនៅក្មេងទេប៉ុន្តែនាងទៅជាមួយយាយជាមួយតាទៅស្ដាប់លោកទេសនាស្រាប់តែនាងយល់បុណ្យបាបនាងត្រឡប់មកវិញធ្វើបុណ្យឧទ្ទិសមកឲ្យខ្ញុំហើយនាងទៅស្ដាប់ធម៌ទេសនានាងនមស្ការសមាទានសិលក៏ឧទ្ទិសផលបុណ្យមកឲ្យខ្ញុំនាងទៅបុណ្យគេក៏ឧទ្ទិសមកឲ្យខ្ញុំ
នាងទៅជួយសោតសមាទានសិលព្រមទាំងនាងជួយនមស្ការឲ្យដាក់បាតប្រសងក៏ឧទ្ទិសមកឲ្យខ្ញុំបុណ្យដែលនាងធ្វើមកស្រាប់តែបានសម្រេចមកដល់ខ្ញុំនិងញាតិការទាំងអស់គេរួចពីកំណើតប្រែតអស់ហើយលីងឯខ្ញុំរួចពីកំណើតប្រែតមកបានកើតជាទេវតាខ្ញុំបានរបស់ទឹកគឺបុណ្យដែលកូនឧទ្ទិសមកឲ្យខ្លាចជារបស់ទឹកខ្ញុំចង់បានអីក៏បាននឹងដូចចិត្តខ្ញុំចង់បានសម្លម្ជូរចេញជាសម្លម្ជូរខ្ញុំចង់បានជាកកោចេញជាកកោជារបស់ទឹកនិមិត្តឲ្យខ្ញុំគ្រប់យ៉ាងខ្ញុំកំពុងតែនិមិត្តលេងសបាយនឹងបនខ្ញុំហោះពីកពូលភ្នំចុះទៅតាមមាត់សមុទ្រខ្ញុំហោះពីដើមឈើនេះទៅមាត់សមុទ្រខ្ញុំហោះពីដើមឈើនោះមកដើមឈើនេះប្រាប់តែឃើញលោកកំពុងតែធ្វើដំណើរមកខ្ញុំសាកនិមិត្តជាផ្លូវលោកឡើងលើផ្លូវខ្ញុំនិមិត្តជាដើមឈើធំមួយលោកចូលជ្រកក្រោមដើមឈើខ្ញុំលោកថាចង់បានទឹកខ្ញុំក៏និមិត្តឲ្យចេញជាទឹកលោកហូបទឹកខ្ញុំឆ្អែតអស់លោកចង់ហូបបាយខ្ញុំសាកមើលនិមិត្តឲ្យចេញជាបាយមើលតើចេញមែនឬអត់ស្រាប់តែចេញជាបាយមែនលោកហូបបាយខ្ញុំឆ្អែតអស់ហើយឥឡូវលោកចង់ឃើញមុខខ្ញុំទៀតខ្ញុំនិមិត្តឲ្យចេញមុខខ្ញុំទៀតឲ្យលោកឃើញឥឡូវមានអីឆ្ងល់ទៀតមានអីត្រូវសួរទៀតស្ដេចនោះព្រឺរោមព្រឺស្បែកថាយីអស់ចាឮតែគេថាមិនដែលឃើញផ្ទាល់ឥឡូវបើឃើញផ្ទាល់ចឹងហើយព្រឺរោមព្រឺស្បែកអស់ចាណាស់ទេវតាថាខ្ញុំត្រូវទៅរស់នៅក្នុងឋានសួគ៌ទៅសោយសម្បត្តិទឹកខ្ញុំសុំលាឈប់សិនសុំតែហ៊ានទាំងអស់ថ្វាយអង្គមសិនសមាទានសិល5ទាំងអស់គ្នាពីទេវតានោះទេវតាទៅឋានសួគ៌ប្របាទបង្កលិកៈមកដល់ព្រះបរមរាជវាំងវិញប្រកាសប្រជាជនបងប្អូនអើយអ្នកណាមានម្ដាយឪពុកដែលស្លាប់ទៅសូមធ្វើបុណ្យឲ្យចុះពិតជាបានទទួលមែនខ្ញុំបានឃើញផ្ទាល់ខ្ញុំជួបផ្ទាល់ហើយបានបាយមួយឆ្អែតទៀតឆ្អែតមកកងពលបានមនុស្សម្នាធ្វើតាមហោហែមកនេះគឺជាប្រភពនៃតក្កិណានុបទានក្នុងពុទ្ធសាសនាញោមហើយការដែលធ្វើខុសនិងធ្វើត្រូវប្រយោជន៍មានតែពីរទេប្រយោជន៍មួយឆ្ងាញ់តែមាត់អ្នកនៅរស់ប្រយោជន៍មួយបានដល់អ្នកស្លាប់ប្របាទអាជាតសត្រូវកំពុងតែអង្គុយទី1សុកស្រាប់តែមានមនុស្សចម្លែកចេញមកបង្ហាញខ្លួនឲ្យឃើញអាជាតសត្រូវក៏សួរថាណែលោកអ្នកបួសលោកធ្វើដំណើរទៅណាប្រែតនោះថាខ្ញុំមិនមែនជាអ្នកបួសទេខ្ញុំជាប្រែតហាស្អីគេប្រែតហ្នឹងគឺជាកំណើតនៅលើផែនដីហ្នឹងខ្ញុំពីមុនមកជាមនុស្សជាសេដ្ឋីខ្ញុំស្លាប់ចោលទ្រព្យសម្បត្តិខ្ញុំមកកើតជាប្រែតនៅលើដីហ្នឹងជាកំណើតមួយដែលយើងហៅថាអតិសមានកាយមានកាយមិនប្រកបដែលអ្នកចាស់ចូលចិត្តហៅថាកំណើតព្រលឹងនៅលើដីហ្នឹងដែរខ្ញុំអត់ចំណីអាហារខ្ញុំដើររកកូនប៉ុន្តែរកមិនឃើញសោះអាជាត្រូវធ្វើតកូនហ្នឹងវាទៅណាកូននឹងគេបានទ្រព្យសម្បត្តិពីខ្ញុំទៅគេឡើងធ្វើជាសេដ្ឋីហើយប្រហែលជាគេលែងនៅស្រុកនឹងទៅនៅស្រុកផ្សេងដូចខ្មែរយើងប្រហែលជាដីត្រូវប៉ាន់គេលក់បង្ហើយទៅទិញបុរីនៅឯណាប៉ុន្តែខ្មែរយើងនិយមសូត្រមន្តប្រកាសទេវតាប្រកាសឲ្យដូនតាដឹងផងហើយដល់គាត់អត់បានប្រកាសដូនតាដឹងមករកតាផ្ទះចាស់អញ្ចឹងបានយើងប្រកាសឲ្យដូនតាដឹងផងកុំឲ្យដូនតាយើងទៅរកផ្ទះចាស់យើងលក់ឲ្យគេឲ្យខ្លាចឆ្កែគេខំណាញោមណាដូច្នេះឥឡូវហ្នឹងកូនលោកទៅណាហើយឮតំណែងថាគេទៅនៅស្រុកអន្តកវិន្ទនគរហើយអញ្ចឹងលោកគិតអ្មេចខ្ញុំនឹងទៅតាមរកកូនទៀតព្រោះថាទ្រព្យសម្បត្តិរបស់ខ្ញុំមានតាំងប្រមាណវានៅលើដៃកូនទាំងអស់បើខ្ញុំទៅរកកូនបើកូនធ្វើបន់ឲ្យទៅខ្ញុំនឹងបានទទួលផលបើកូនមិនធ្វើបន់ឲ្យមិនដឹងខែឆ្នាំណាខ្ញុំនឹងចេញរួចពីកំណើតនេះទេបើអញ្ចឹងលោកទៅរកកូនចុះរកឃើញក៏ដោយមិនឃើញក៏ដោយត្រូវមកបង្ហាញខ្លួនឲ្យខ្ញុំឃើញទៀតព្រោះខ្ញុំមានសំណួរចង់សួរប្រែតនោះចេញពីអាជីពសត្រូវទៅបាត់សមោលភ្លាមទៅដើរលិចវាលចូលព្រៃលិចព្រៃចូលវាលរកខែដើររកកូនមិនឃើញសោះបែកគំនិតដើររកតាមវត្តក៏នៅតែមិនឃើញទៀតក៏បែកគំនិតដើររកតាមរោងបុណ្យឲ្យតែមានរោងបុណ្យតាណាដើររកកូនតានឹងក្រែងលោកកូនអញគេធ្វើបុណ្យឲ្យស្រាប់តែរថ្ងៃមួយខែមួយយូរបន្តិចទៅចំរោងបុណ្យមួយធំដែលមានមនុស្សរាប់ពាន់នាក់មើលចុះមើលឡើងកូនខ្លួនឯងផ្ទះកូនអញធំណាស់កូនអញធ្វើបុណ្យមនុស្សមកច្រើនណាស់ប្រែតដតីគេដើររដែរមកជួបគ្នាទៅនឹងអស់ចាណាស់បានកូនធ្វើបុណ្យហើយរកកូនឃើញចំថ្ងៃធ្វើបុណ្យពិតជាអស់ចាដូចគេថារកអស់ប្រទះឈើងាប់ឥឡូវនេះវាទៅជារកអស់ប្រទះជាហ្គានហ្គាសទៅវិញណាញោមប្រទះជាហ្គានអគិសនីណាស់ដល់តែចប់បុណ្យកក្រឹកកក្រែងអស់ទៅប្រែតអង្គុយយំដដែលហើយអាមិនបានជាយំកូនគេដូរសាសនាបាត់ទៅហើយកូនគេដូរទស្សនៈបាត់ទៅហើយកូនគេដូរលទ្ធិទៅហើយចុះគេធ្វើបុណ្យនោះអាមិនគេជប់លៀងឆ្ងាញ់មាត់តែគ្នាគេទេគេអត់បានចូលវេដាបាំងស្គលឧទ្ទិសកុសលអីដល់ម៉ែឪអីគ្មានទេម្ល៉េះហើយបុណ្យនោះអស់លុយប្រមាណក៏ដោយឆ្ងាញ់មាត់តែអ្នកនៅរស់អ្នកស្លាប់អត់បានទទួលសោះខ្មោចឪពុកយំទៅវិញពោះទៅទេ
រៀបរាប់ថាអញហើយអញខំរកទ្រព្យសម្បត្តិតាំងពីសក់ខ្មៅរហូតសក់សទុកឲ្យវាទាំងអស់ឥឡូវត្រឡប់មកវិញពោះប្រទេសរកឃើញហើយគេមិនឲ្យអញមួយម៉ាត់ទេលោកតាពេជ្រសុខាស្មូតនៅក្នុងលបើកប្រែតជារៀងរាល់ឆ្នាំគេចាក់ខែភ្ជុំបិណ្ឌណាញោមគេថាពុកនឹងកាលរស់នៅប្រឹងព្រោះកូនដល់ទៅសូនជីវិតបាត់សង្ខារមិនដឹងជាកើតនៅទីណាបើកើតជាមនុស្សទេវតាវាប្រសើរថ្លៃថ្លាព្រោះស្គាល់ហេតុស្រាប់តែគាត់នោះកើតទៅជាប្រែតបាក់ពោះកាហេតុអត់អាហារមករកកូនដើរយំរកកូនតាមវត្តគ្រប់វត្តទាំងអស់អត់មានឃើញកូនសោះកូនអាឡ័យអីនៅក្នុងលបើកប្រែតនោះគាត់ថាកូនអាឡ័យសបឹងដើរលោឡាជាគេពីពេញផ្លូវគ្មានបានមកបាំងស្គូលឲ្យខ្មោចម៉ែខ្មោចឪទេម្លោះហើយខ្មោចឪនេះយំបោកខ្លួនក្បែរវិហារបានជាឃ្លាកដាលគាត់ថាឃើញតែញាតគេអ្នកដតីគេបានលោកលៃមហូបអាហារមកបាំងស្គូលជូនដូនតាជួយឲ្យបាត់ញាតខ្ញុំកណាទៅណាមិនឃើញមកសោះបានអីមកអាឡ័យសបឹងដើរជាគេពេញទៅផ្លូវឯណោះម្លោះហើយដល់ថ្ងៃគម្រប់យំបបាលដេញគាត់ត្រឡប់ទៅវិញទៅរងទុករហូតអត់មានកូនណាជួយណាញោមអញ្ចឹងប្រែតមិញនេះដើរមកជួបកូនហើយបែរទៅជាអត់ទៅវិញធ្វើដំណើរត្រឡប់ទៅវិញទៅបង្ហាញខ្លួនដល់អាជាតិសត្រូវម្ដងទៀតបានស្ដេចនឹងសួរដឹងថាជួបកូនហើយប៉ុន្តែកូនធ្វើបន់អត់បានទទួលទេអញ្ចឹងអាជាតិត្រូវនឹកសង្វេគអាណិតក៏នឹកអាណិតដល់នាយទាហានពលទាហានកងកម្លាំងប្រដាប់អាវុធដែលបានតស៊ូបូជាពលីជីវិតដើម្បីជាតិសាសនាបាក់បែកចែកឋានទៅក្រែងលោកអត់មានបងប្អូនណាធ្វើបន់ឲ្យស្ដេចនោះក៏បង្កើតកម្មវិធីបន់មួយឧទ្ទិសជូនទូទៅដល់វរៈជនវរៈនារីបុព្វការីជនដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិព្រមទាំងញាតិមិត្តណាដែលស្លាប់ទៅអត់មានកូនធ្វើបន់ឲ្យសូមមកទទួលចុះហើយប្រែតហ្នឹងក៏បានទទួលផលបន់ហ្នឹងប្រែតដតីក៏មកទទួលនឹងរួចពីប្រែតខ្លះទៅកើតជាមនុស្សកើតជាទេវតាព្រងព្រាតឥឡូវប្រែតនេះរួចពីប្រែតទៅកើតជាទេវតាហើយដោយសារណាដោយសារបន់គេជួយទេបើសង្ឃឹមកូនខ្លួនឯងតទេណាញោមមកពីអីនឹងហើយដែលលោកថាព្រះធម៌មិនស្ដាប់ច្បាប់មិនអានចេះចាំនឹងមានមកពីណាខ្លួនឯងធ្វើបន់អស់រាប់ពាន់ដុល្លារប៉ុន្តែខ្មោចមេដាបៃតានៅតែអត់បានទទួលអីមួយម៉ាត់ហេតុនឹងហើយបានជាបន់ពេលវែងក៏ដោយពេលខ្លីក៏ដោយពេលថ្ងៃក៏ដោយពេលយប់ក៏ដោយគេតែងតែឲ្យមានលោកទេសនាមានអាចារ្យបញ្យលធម៌ហ្នឹងគោលបំណងអីគោលបំណងបង្ហាញឲ្យញោមញាតិម្ចាស់ទៀនហ្នឹងដឹងយល់ជាពិសេសក្មេងជំនាន់ក្រោយឲ្យដឹងថាដើម្បីធ្វើបន់ឲ្យម៉ែឪហ្នឹងត្រូវធ្វើម៉េចកុំឲ្យចំណាយទៅលុយអស់ទៅវាអត់បានដល់ម៉ែឪបើជ្រុលឲ្យចំណាយលុយចំណាយពេលវេលានៅហត់ឲ្យសុំឲ្យបានណាចឹងណាបានគេឲ្យមានលោកទេសនាហ្នឹងមានប្រយោជន៍អញ្ចឹងណាញោមឥឡូវបានយល់ហើយតក្កិណានុបទានអង្គ3ហ្នឹងទី1ចូលប្រគេនទី2ឧទ្ទិសទី3អ្នកស្លាប់នឹងមកទទួលរវល់ប៉ុណ្ណាក៏ដោយកុំឲ្យខានណា3ចំណុចហ្នឹងនឹងបានហើយលោកថាមិនបានផ្ដាំតាមទេវតាចុងក្រោយទេវតានឹងស្វែងរកគាត់ដឹងថាម៉ែឪដូនតាយើងនៅឯណាគាត់នឹងទទួលហើយចុះមិនបានមានបន7ថ្ងៃក្នុងទឹកដីខ្មែរយើងនេះតាមការសិក្សាស្រាវជ្រាវទៅមាន3ជំនាន់ហើយ7ថ្ងៃជំនាន់ទី1សាសនាដើមមុនព្រហ្មញ្ញសាសនាមុនពុទ្ធសាសនាខ្មែរយើងមានជំនឿមួយដែលអ្នកប្រាជ្ញហៅថាសាសនាអូស្ត្រូអាស៊ីតិចដែលយើងហៅថាសាសនាវប្បធម៌អូស្ត្រូអាស៊ីខ្លះគេហៅថាសាសនាជីវចលដែលយើងជឿគោរពរាប់អានទៅលើព្រលឹងដូនតាមេត្តាបិតារុក្ខរណតាម្ចាស់ទឹកម្ចាស់ដីសម័យនោះគេជឿថាអ្នកស្លាប់ទៅនឹងឯងអត់តន់ដឹងខ្លួនតដល់ថ្ងៃទី7បានដឹងខ្លួនឃើញគេហៅគេគេអត់ស្ដីឃើញគេហៅគេគេអត់និយាយរស្ដាប់អត់បានដឹងថាអូអញស្លាប់ហើយយំលាភពលាជាតិកំណើតទៅរកកន្លែងកើតទៀតបានគេថាខ្មោចដឹងខ្លួនម្ល៉េះហើយគេក៏រៀបធ្វើបន់មួយជាសំណែនសែនព្រានតាមមនុស្សសម័យកាលនោះទៅអាហ្នឹងគេហៅថា7ថ្ងៃដែរណាញោមបានជាជាប់ផ្នត់គំនិតមួយអ្នកខ្លះកូនខ្លះមិនដឹងគុណម៉ែមិនដឹងគុណឪមិនបានជួយធ្វើការងារដល់ពេលថ្ងៃណាមួយកូននឹងភ្ញាក់គំនិតមកជួយធ្វើការងារម៉ែឪចាស់ចាស់ក៏ថាអីអានេះទៅមិនដឹងខ្លួនមើលតែខ្មោច7ថ្ងៃតែភ្ញាក់ខ្លួនមើលតែខ្មោច7ថ្ងៃមកពីមានជំនឿថាអ្នកស្លាប់ទៅនឹង7ថ្ងៃដឹងខ្លួនក៏គេក៏ធ្វើបន់ទៅគេថាខ្មោចយំស្ដាយក្រោយដឹងហើយថាខ្លួនស្លាប់ហើយនោះណាអានេះជំនឿដើមមួយទៅមានប្រភេទ7ថ្ងៃដែរបន្ទាប់មកទៀតខ្មែរយើងកាន់ព្រហ្មញ្ញសាសនាមាន7ថ្ងៃដែរព្រហ្មញ្ញសាសនានៅប្រទេសខ្មែរយើងជឿទៅលើគម្ពីរសាមវេទយុជ្ជរវេទអដ្ឋរវវេទគម្ពីរឧបនិស្ស័តគោរពព្រះឥសូរព្រះសិវៈព្រះវិស្ណុឬព្រះនរាយណ៍ហើយនិងព្រះព្រហ្មហើយអ្នកខ្លះគោរពតាមពិធីតបយោគៈអ្នកខ្លះគោរពពិធីសិវៈរាត្រីអ្នកខ្លះ
ចេះពិធីហោមពិធីសុំទឹកសុំដីបែងជ័យភូមិអ្នកខ្លះទៀតចេះមុនអាគមទោះទាយអូមអាមឬក៏ចេះរើសថ្ងៃលិចថ្ងៃដែតគូផ្គងថ្ងៃខែឆ្នាំអីចឹងទៅអ្នកខ្លះទៀតក៏ចេះពិធីតម្រាហៅព្រលឹងដែលមាននៅស្រុកខ្មែរយើងនៅមានតម្រាហៅព្រលឹងគេថាមនុស្សម្នាក់យើងហ្នឹងព្រហ្មញ្ញសាសនាគេថាមានព្រលឹង9ដណ្ដប់មនុស្សម្នាក់ហ្នឹងមានព្រលឹង9ដណ្ដប់មិនមែនសំដែងឲ្យញោមជឿទេឲ្យញោមស្ដាប់ឲ្យប្លែកតិចបន្តិចទៅមើលព្រលឹង9ដណ្ដប់ហ្នឹងប្រកែខាងភ័យរបូតដែរតែយើងដើរយប់អីលើកដោបល់ព្រឹកភ័យខ្លាចរត់ទៅយើងប្រាប់គេថាភ័យឡើងលួសព្រលឹងអ្នកខ្លះកើតជំងឺមួយភ័យខ្លាំងពេកមិញមាំងគេថាជំងឺលួសព្រលឹងម្ល៉េះហើយអាចារ្យគេធ្វើពិធីសូត្រតងព្រលឹងមកវិញបានមានពិធីគេសូត្រហៅមកវើយមកផ្ទះយើងវិញមកមើលដីមើលធ្លីមើលកូនម្ចាស់ហៅព្រលឹងមកវិញពីដើមណាញោមតែមនុស្សឈឺអីហ្នឹងគេអាចារ្យមកមើលគេហៅព្រលឹងសិនបើព្រលឹងចូលគ្រប់មនុស្សហ្នឹងជាវិញបើព្រលឹងចូលមកគ្រប់គេខ្សឹបប្រាប់កូនចៅនៅមិនយូរព្រលឹងខ្លះចេញទៅហើយអញ្ចឹងគេហៅព្រលឹងសំបីបួសសំបីការហ្នឹងក៏គេមិនចោលអាពិធីហៅព្រលឹងហ្នឹងដែរពីដើមមកព្រលឹង9ដណ្ដប់នេះបើរាប់ទៅតាមក្បួនគេថាព្រលឹងដីទឹកភ្លើងខ្យល់ហ្នឹង4ធាតុទាំង4ជាជីវិត4នៅក្នុងខ្លួនមនុស្សបើដាច់ជាតិទឹកមនុស្សអត់រស់បើដាច់ធាតុភ្លើងដាច់កម្ដៅក៏មនុស្សមិនរស់បើដាច់ធាតុដីដាច់ចំណីអាហារក៏មិនរស់បើដាច់ធាតុខ្យល់ដាច់ខ្យល់ម៉ាត់លែងរស់ហ្មងអញ្ចឹងអា4ហ្នឹងមានជីវិត4ដែរគេហៅព្រលឹង4រូបវេទនាសញ្ញាសង្ខារវិញ្ញាណដែលសេចក្តីចេះសេចក្តីដឹងសេចក្តីចាំសពបែបយ៉ាងហ្នឹងព្រលឹង5ទៀតសរុបទៅ9គ្រប់ទ្វារទាំងអស់ភ្នែកតិចច្រមុះមុខមាត់មកជុំខ្លួនមានទ្វារ10មានព្រលឹងទាំង10នៅតាមទ្វារហ្នឹងទៀតសរុបទៅ9ទាំង10ក្នុងមួយថ្ងៃមានអ្នករសាព្រលឹងយើងហ្នឹងក្នុងម្នាក់មានអ្នករសាព្រលឹងយើង4នាក់ទៀតអញ្ចឹងមនុស្សយើងម្នាក់ហ្នឹងបើតាមព្រាហ្មណ៍មាន5នាក់អ្នករសាព្រលឹងយើង4នាក់ទៀតនៅជុំវិញខ្លួនមានជីវិត2ជីវិត1ជីវិតរណបជីវិត1មែនតើជីវិតយើងផ្ទាល់យើងមានជីវិតរណបមួយទៀតដល់ពេលកាលណាយើងស្លាប់ទៅជាងការជីវិតរណបនោះអត់តាន់ដឹងនៅន្ទូលចុះន្ទូលឡើងដោយអ្នកគ្រោះថ្នាក់ចរាចរណ៍ភ្លាមតាន់ហន់ទៅអាចជីវិតមែនតើស្លាប់ឯងអាចជីវិតរណបអត់តាន់ស្លាប់ឯនៅន្ទូលចុះន្ទូលឡើងអូវែងឆ្ងាយនៅពេលដែលអ្នករសាព្រលឹងទាំង4ហ្នឹងរសាព្រលឹងដាក់វេនគ្នាមួយពីព្រឹកទល់ថ្ងៃត្រង់មានពេជ្រប្រាជ្ញពេជ្រប្រានពេជ្រខុនពេជ្រធានមួយរសាពីព្រឹកទល់ថ្ងៃត្រង់មួយពីថ្ងៃត្រង់ទល់ល្ងាចមួយពីល្ងាចទល់កដាលអាធ្រាត្រមួយពីកដាលអាធ្រាត្រទល់ព្រឹកតួនាទីអ្នករសាព្រលឹងហ្នឹងចាំឲ្យតំណែងជូនតំណែងមកក្នុងផ្ទៃក្នុងនេះមកនគរកាយនេះឲ្យតំណែងតាមរយៈញាក់ភ្នែកញាក់មុខញាក់មាត់ញាក់ដៃញាក់ជើងញាក់ច្រមុះយល់សពនិងប្រភ្នូលផ្សេងឧបមាដូចញាក់ភ្នែកនិយាយថាអញមកប៉ុនគេញាក់ភ្នែកព្រឺតនៅមិនកើតទេមានរឿងហើយចេញទៅដល់ឆ្លោះជាមួយតាហ្មងអញថាមានរឿងមែនថ្ងៃក្រោយមកប៉ុនគេទៀតញាក់ភ្នែកទៀតអញមិនតាន់ទៅខ្លាចឆ្លោះជាមួយតាទៀតនៅសងំចាំយប់ចាំទៅចេញទៅគេយកស្បែកជើងបាត់ជិះម៉ូតូទៅបែកកង់តាមផ្លូវជាងដេកលក់អស់ទៀតមានរឿងទៀតអញហើយរហូតដល់គាត់ឆ្ងល់សួរទៅចុះអាភ្នែកហ្នឹងមិនគួរវិញ្ញាក់វាដឹងពីណាមកមិនបានដឹងរឿងមុនឲ្យតែឯងញាក់ភ្នែកដឹងតែមានរឿងចុះអាភ្នែកហ្នឹងវាដឹងពីណាមកគេថានោះឲ្យអ្នករសាព្រលឹងត្រាប់តាខ្លះក៏ថាខ្ញុំបើញាក់មាត់ស្ដាំខាងលើអានឹងឆត់ណាស់ដឹងតែបានចំណៃឆ្ងាញ់ហ្មងប៉ុន្តែបើញាក់មាត់ឆ្វេងខាងគ្រាប់ដឹងតែប្រកែកគ្នារឿងអីមួយឯងនិយាយខ្លះថាខ្ញុំបើញាក់ជើងគេបបួលដើរលេងបើញាក់ក្បាលមានភ្ញៀវខ្លះថាប្រភ្នូលអញ្ចេះប្រភ្នូលអញ្ចោះយល់សពអញ្ចេះយល់សពអញ្ចោះហើយឆត់ណាស់អានោះគេថាអ្នករសាព្រលឹងវាប្រាប់ឲ្យប្រភ្នូលឲ្យយល់សពហ្នឹងអ្នករសាព្រលឹងយើងនឹងឯងគេឲ្យសញ្ញាមកប្រាប់ព្រហ្មញ្ញសាសនាគេនិយាយដល់ប្រវត្តិរូបមនុស្សម្នាក់សរសេរនៅលើបាតដៃនៅលើពិភពលោកយើងនេះឈ្មោះអាចដូចគ្នាមុខអាចដូចគ្នាបើជាយន្តហោះឆ្លងប្រទេសឈ្មោះមិនសូវប្រមាណមុខមិនសូវប្រមាណប៉ុន្តែកាយដៃជាធំជាងគេមនុស្សរាប់លានអ្នកកាយដៃអត់ដូចគ្នាទេខុសទាំងអស់មកពីប្រវត្តិរូបយើងម្នាក់នៅលើដៃហ្នឹងពួកព្រាហ្មណ៍ចេះមែនតែនគេមើលដៃហ្នឹងដឹងថាអូនៅនេះអាយុប៉ុណ្ណេះមានប្តីអាយុប៉ុណ្ណេះមានប្រពន្ធអាយុប៉ុណ្ណេះឡើងយសស័កអាយុប៉ុណ្ណេះឈឺធ្ងន់អាយុប៉ុណ្ណេះស្លាប់គេមើលតាមហ្នឹងប្រវត្តិរូបរបស់យើងចេះមើលឃើញតែកវែងកវាំដឹងស្អីផងប៉ុន្តែមនុស្សកាយអត់ដូចគ្នាសោះហ្នឹងគេថាអាហ្នឹងប្រវត្តិរូបយើងវាអាចកំបាំងតើគេចេះមើលពួកព្រាហ្មណ៍មែនតែនមើលតែស្នាមជើងក៏ដឹងដែរដូចគេមើលស្នាមជើងព្រះដែរសំបីព្រះយើងប្រសូតឡើងមកក៏ពួកព្រាហ្មណ៍គេទាយថាមនុស្សនេះដឹងឲ្យបានត្រាស់ខ្លះថាបើនៅគ្រប់គ្រងប្រទេសឡើងស្ដេចចក្របើទៅបួសនឹងបានត្រាស់គ្រាន់តែឃើញព្រះក៏គេទាយត្រូវដែររហូតដល់មាកន្តយាគ្រាន់តែឃើញបាតជើងព្រះក៏ដឹងថាមនុស្សនេះមនុស្សអស់កិលេសមនុស្សថ្នាក់ធំណាស់ថ្នាក់ពងពោះអញ្ចឹងវាមានរឿងអាចកំបាំងច្រើនប៉ុន្តែនិយាយពីព្រលឹង9ដណ្ដប់នេះអ្នកខ្លះថាភ័យអីទៅព្រលឹងខ្លះរបូតហើយអ្នកខ្លះភ័យខ្លាំងមែនទែនមកប្រាប់គេថាខ្ញុំមិញព្រលឹងចង់សក់ហើយមានន័យថាព្រលឹងវាចេញដល់ចង់សក់វាចិត្តរបូតនៅតែតិចរបូតបាត់វាចេញដល់ចង់សក់ឲ្យនៅតាយអ្នកខ្លះទៀតបកែខាងបញ្ញាចៅឲ្យខ្លាច
dây con luôn trai con hồi phần lưng phần bay phần buồn tận đó bay trôi một mình mà còn lại trai con luôn phần lưng này vậy đó là tham mình nuôi chết slap phần lưng tôi bị tranh khla tranh tăng pi phần môi khai muốn khla tranh pi mà khai muốn mình nuôi nâng chơi tập lên chơi tập leng thang cho thang láng đó ngay slap phần lưng thùng tranh cái thà tơ ở toàn ở tên là do phần lưng rì rong ngày thì phần lưng bạt tơ dân phần lưng con nơi rì rong nâng thang nâng toàn tơ ở ngày thì phần bạt tơ mà lo hỏi buộc priếm buộc prom anh sa sna ngày thì phần cái thưa bon sầm nàn sàn priên môi chun tầm nào phần lưng nâng oi phần lưng nâng tơ phần môi khné chung khné chập cầm nát cào thay mày ní phần ngày tam prom anh sa sna có chọp màu đai nè nhom ná men sầm đai nhau chưa tới phải chạy hỏi còn là sẽ đáp lại tại chị tới ban này miền rương với anh chừng nâng tới phần này thì chọc nghĩa mau Phật sa sna vinh Phật sa sna lúc mình ban sầm đai phần lưng tôi phần lưng thùng mày thế lúc sầm đai pi chộ tệ và đệ sòn thị mình nu bờ cao tháo trơi từ slap bờ slap tháo trơi từ cao nè riêng à bị thom cái thà ôi che tật tật thế sa sật tạ tật thế bờ bờ căn thà slap từ cao tiết của khó slap từ mình cao tiết của khó cho ngà môi na để từ chẳng miền này thà sát slap từ cao tiết của miền mình cao tiết của miền sát đal mình cao tiết slap miền bảy ti môi kia hai thà sờ một che tiệm mà là nát slap ở bò bè hòn lúc ọt miền cao tiết thế từ lúc slap hơi cứ từ sôn lời này là bay kêu tê khap bẩn lăng nhỉ là bay kêu tê khap bẩn lăng mà xô pi sớm mai pre là bay kêu cua các bạn khmoi pi sớm mai pre miền kia do các bạn khmoi máu kêu nâng cua bay tới các bạn khmoi nâng dây nhom cả nơi ruốc nhom chmua dây co ta kho che môi cho môi đó là bậc phốt ai thì do các bạn pre hòn mà ai cua bốc ở che vậy chẳng miền này tha cái hai ban tại mình nuôi dương này cả tê tê mình nuôi na slap tới ở che vậy bán này cua pre hòn lục lên miền ấy này dây tê hai lục là tiền sâu chẳng cả slapរបស់ព្រះរហន្តទៅវិញទៅទេមានគ្រូមួយទៀតគ្រូថ្នាំបកែណាស្ពាយថ្នាំមកថងបើថាអ្នកណាឈឺពោះអាថ្នាំឈឺពោះវារើហ្មងវាប្រាប់តែខ្ញុំនឹងថ្នាំឈឺពោះយកអាថ្នាំនឹងមកដាក់ឲ្យជាបើថាថ្នាំឈឺក្បាលរកមើលថ្នាំក្នុងទីនឹងថ្នាំវាកម្រើកឲ្យឃើញអានេះថ្នាំឈឺក្បាលដាក់ទៅជាដល់ប្រពុតហៅមកនេះរកអាថ្នាំណាកុំឲ្យងាប់មកទីអត់មានអាណារើមួយសោះបើអញ្ចឹងគ្រូពេទ្យឯងនឹងថ្នាំនឹងព្យាបាលបានអមរយៈនេះទីបំផុតងាប់ដូចតែគ្នាមែនគ្រូពេទ្យនឹងក៏ស្លាប់ដែរដូច្នេះហើយលោកថាការស្លាប់កិច្ចមិនផុតប៉ុន្តែស្លាប់ទៅព្រះអរហន្តលោកអត់កើតវិញទេព្រោះលោកអត់មានពូជឲ្យកើតដូចដូងទុំគេដាំទៅដោះជាដើមដូងមកវិញបានផ្លែដាំដូងដោះមកដូងទៀតដល់តែបានដូងលើកក្រោយកាប់ឯងចម្រាញ់យកទៅទឹកទៅជាប្រេងដូងយកប្រេងដូងនឹងទៅដាំលែងដោះហើយព្រោះវាចម្រាញ់អស់ហើយវាអស់មានពូជដោះហើយនៅទៅជាប្រេងដូងហើយយ៉ាងណាព្រះអរហន្តលោកអស់ពូជឲ្យកើតគឺលោកអស់អវិជ្ជាតណ្ហាឧបាទានកម្មលោកអត់ចេះស្រឡាញ់អត់ចេះស្អប់អត់ចេះខឹងអត់ចេះចំណែនអត់ចេះនិន្ទាអត់ចេះយល់សពម្ល៉េះហើយលោកលែងខឹងលែងលោភលែងលន់លោកថ្មឹងដូចរូបចម្លាក់អញ្ចឹងទៅណាញោមញ៉ាំញ៉ែមធម្មតាអញ្ចឹងទៅហើយចង្ហាន់ឆាន់តែមករស់អញ្ចឹងទៅលោកអត់មានលោភលន់អត់មានគិតខឹងអត់មានគិតអីចង់ទៅវាយទៅកាប់លោកអត់ខឹងនេះលោកអស់ខឹងអលីងអញ្ចឹងហើយពេលលោកសកត់ទៅគឺនឹកពៀនលែងកើតទៀតតែហ្មងអញ្ចឹងហើយបានគេថាបើសត្វស្លាប់ទៅមិនកើតទៀតក៏វាមិនមែនពីព្រោះអរហន្តលោកអត់កើតទៀតមែនប៉ុន្តែបទជនយើងនៅកើតទៀតហើយដល់ស្លាប់ទី2គេហៅថាខណ្ឌកមរណៈស្លាប់មួយខណៈគឺយើងទាំងអស់គ្នាញោមដឹងថាស្លាប់ដែរតាំងពីក្មេងមកទល់ប៉ុណ្ណេះញោមស្លាប់ទាំងហែមកហើយអ្នកខ្លះកញ្ចក់ចាស់ជ្រុះបាត់ចេញកញ្ចក់ថ្មីថ្មិញបាក់ជ្រុះបាត់ចេញថ្មិញថ្មីអ្នកខ្លះស្បែកចាស់បកកវត្តចោលលោះស្បែកថ្មីអ្នកខ្លះកាត់កញ្ចក់ជុំវិញស្បែកជុំវិញកញ្ចក់ដៃកញ្ចក់ជើងចោលអស់អានោះវាស្លាប់ហើយអញ្ចឹងយើងស្លាប់ម្ដុំហើយតែញោមស្លាប់សាច់ស្លាប់ស្បែកកោសិកាចាស់អីស្លាប់ជ្រុះសក់ជ្រុះអីហ្នឹងហើយអ្នកខ្លះទៀតគាត់បកកាយចាំមកពីដើមឥឡូវគាត់បកកាយផ្លេចម្ដងអាការចាំនឹងវាស្លាប់ហើយអ្នកខ្លះពីដើមមូខ្លាំងខាងយូដូហាប់គីដូដល់ធាក់វាយតប់ឥឡូវនេះជឿច្រត់មួយទៀតដើមត្រង់ផ្លូវផងជាងការចង់ជន់ទៅនេះវាទៅជន់ទៅនោះអញ្ចឹងអាខ្លាំងបកកាយមុននឹងវាស្លាប់បាត់អស់ហើយអញ្ចឹងស្លាប់បដើអ្នកខ្លះរហូតដល់ស្លាប់ដៃស្លាប់ជើងស្លាប់ចំហៀងខ្លួនគេហៅថាខនិកមរណៈស្លាប់មួយខណៈស្លាប់ទី3គឺសមតិមរណៈស្លាប់ដោយសន្មតគឺបឋមជនយើងទាំងអស់ស្លាប់ដោយសន្មតទាំងអស់អាម៉េចបានថាសន្មតដូចយើងមានអាទេសមួយហើយខូចកម្មដូរកម្មខូចកង់ដូរកង់ខូចនឹមដូរនឹមខូចព្រែកដូរព្រែកមើលទៅវាចាស់ជ្រុបជ្រុលមែនទែនកវត្តចោលទិញអាទេសថ្មីរូបរាងកាយយើងហើយបាក់ឆ្អឹងតឆ្អឹងបាក់ថ្មិញតថ្មិញបាក់ដៃកវត្តចោលយករូបថ្មីគឺកើតថ្មីហេតុអីបានបឋមជនយើងនៅកើតព្រោះយើងនៅមានពូជអវិជ្ជាតណ្ហាឧបាទានកម្មពូជនឹងមានល្អមានអាក្រក់
អ្នកខ្លះខ្ចីលុយគេអត់សងរត់គេចវេះនៅនោះស្លាប់ទៅណែឯងត្រូវតែកើតមកវិញដើម្បីសងលុយគេរលុយទុកសងគេវិញហើយជួនកាលលួចលុយគេរត់ទៅណែឯងត្រូវតែកើតមកវិញដើម្បីសងបំណុលគេធ្វើខ្ញុំបង្រើគេឲ្យអស់មួយជាតិលុយហ្នឹងជួនកាលកើតមករលុយទុកឲ្យគេលួចវិញអ្នកខ្លះវាយគេឲ្យរត់ទៅគេចខ្លួនទៅស្លាប់ទៅនៅហ្នឹងត្រូវកើតមកវិញឲ្យគេវាយវិញអ្នកខ្លះជេរគេមើលងាយគេណែឯងក៏ត្រូវកើតមកវិញដែរដើម្បីឲ្យគេមើលងាយវិញរាប់រយជាតិអ្នកខ្លះលួចគេស្លាប់ទៅកើតមកធ្វើខ្ញុំបង្រើគេ500ជាតិអញ្ចឹងណាអានេះខាងអាក្រក់ដល់តែខាងល្អអ្នកខ្លះធ្វើបន់ប្រាថ្នាដូចជានាងឧមាតន្តីប្រាថ្នាចង់ឲ្យស្អាតដាច់គេធ្វើបន់ដល់តែអញ្ចឹងនាងត្រូវតែកើតមកវិញដើម្បីឲ្យស្អាតដាច់គេប្រុសណាឃើញវិញនាងឧមាតន្តីពីដើមតែប្រុសឃើញវិញញោមកំពុងដាំបាយខ្លោចទាំងអស់ឆៅទាំងអស់ហើយបើថាកំពុងស្លបងច្រឡំបន្លែច្រឡំប្រហុកអស់ហើយញោមវិញឲ្យតែឃើញនាងនឹងស្អាតណាស់មកពីនាងប្រាថ្នាអញ្ចឹងនាងវិសាខាជំនាន់ពុទ្ធបតមុត្តរៈឃើញគេស្និទ្ធជាមួយព្រះប្រាថ្នាសូមឲ្យកើតមកជាពុទ្ធបតៈបង្រើព្រះឲ្យស្និទ្ធអញ្ចឹងដែរហើយនាងខំធ្វើបុណ្យនាងត្រូវតែកើតមកជួបព្រះបានជាបញ្ញពិតកល្យាណីបានបង្រើព្រះទៀតរូបល្អដាច់គេទៀតញោមមើលឃើញណាអញ្ចឹងប្របាទច័ន្ទបជោតឃើញរត់ទៅដាក់បាតលោកសូមប្រាថ្នាឲ្យចិត្តគ្រួមានកម្លាំងខ្លាំងមានយន្តនេះសិតតលឿនហើយមែនបានកើតជាស្ដេចមកមានកម្លាំងខ្លាំងមានយន្តនេះសិតតលឿនមែនធនកសិទ្ធិស្ដាប់ធម៌ទេសនាដាក់សិទ្ធិមាសពេជ្រពីមុខចោលមកបន្លំលួចខឹងពេកធ្វើបន់មួយប្រាថ្នាកុំឲ្យគេលួចរបស់គាត់បានឲ្យគាត់កើតជាអ្នកមានគាត់កើតជាធនកសិទ្ធិមានទ្រព្យសម្បត្តិចោលណាក៏លួចយករបស់គាត់អត់បានដែរព្រោះមានអមនុស្សការពារអញ្ចឹងអ្នកល្អក៏ត្រូវកើតមកដែរដូចជាអ្នកខ្លះធ្វើបន់ប្រាថ្នាអុកញ៉ាប្រាថ្នាអាយដាមប្រាថ្នាជំទាវអ្នកហ្នឹងក៏ត្រូវតែកើតមកដើម្បីធ្វើអាយដាមធ្វើលោកជំទាវធ្វើអុកញ៉ាដែរហើយអ្នកណាធ្វើអំពើអាក្រក់ក៏កើតមកដើម្បីរងទុក្ខទោសដែរអញ្ចឹងបទជនយើងស្លាប់ដោយសន្មតគឺស្លាប់ហើយត្រូវកើតទៀតអញ្ចឹងណាញោមណានេះនៅជាប់ជាពាក់អញ្ចឹងប៉ុន្តែអារម្មណ៍ជាប់ជាពាក់ខ្លះវាមានល្អក៏មានអាក្រក់ក៏មានអ្នកបំរើគេម្នាក់នោះមានបរិសម្នាក់នោះដើររកការងារធ្វើអត់បានដល់តែដើរទៅអត់វាហេវហត់អស់កម្លាំងពេកគាត់មកដេកក្បែរលបងសេដ្ឋីស្រាប់តែឃើញគេយកបាយឲ្យឆ្កែស៊ីសិតតសាច់ហើយគាត់លបមើលគាត់ថាយីអញឲ្យរកការងារធ្វើមិនបានឆ្កែសេដ្ឋីស៊ីសិតតសាច់វើយអញបើកើតជាកូនឆ្កែសេដ្ឋីអីក៏អស់ចាដែរហើយបានសាច់ស៊ីស្រាប់តែគាត់ខ្យល់ចាប់ស្លាប់ពេលនោះទៅគាត់ទៅកើតកូនឆ្កែនោះមែនណាដល់ទៅកើតជាកូនឆ្កែនឹងទៅវានិស័យពីមនុស្សទៅប្រកែចេះប្រកែចាំប្រកែដឹងណាញោមហើយឆាប់បញ្ញាឆ្លាតម្ចាស់នឹងបង្រៀនចេះហ่าឲ្យទៅវត្តឲ្យនិមន្តលោកហៅមកជាមួយដល់មកមុនលោកស្អែកឲ្យខ្ញុំកណានិមន្តទៅឆាន់ในផ្ទះអត់បានមកទេសុំឲ្យកូនឆ្កែមកនិមន្តឲ្យគុណចាំទៅហើយស្រាប់តែស្អែកឆ្កែមកមែនមកដល់ព្រោះនឹងមុខគាត់នឹងលោកថាអូឆ្កែនេះមកមុនអញតាឃ្លុំជាពដាក់បាតយកទៅឆ្កែវាព្រោះនាំផ្លូវទៅដេញសัตว์កាចគីឡូមានខ្លាមានតោឯនៅពីមុខអញ្ចឹងការពារវាព្រោះដើរពីមុខលោកឃើញផ្លូវបំបែកជាពីរលោកដើរហួសទៅនោះឆ្កែវាងាកមកព្រោះថាខុសហើយមិនមែនផ្លូវនោះទេផ្លូវនេះលោកធ្វើមិនដឹងឆ្កែនោះមកខំទាញជាពឲ្យត្រូវផ្លូវឯណែដើរទៅដល់មុខទៀតផ្លូវវិញទៅនោះទៀតលោកដើរហួសទៅនោះទៀតអាឆ្កែវាទៅនោះវាស្រែកថាខុសផ្លូវមកនេះលោកធ្វើមិនលឺឆ្កែនឹងវាមកខំជាពោនឹងទាញឲ្យត្រូវផ្លូវវិញទាញចុះទាញឡើងអាយ៉ះប្រហែលមួយចាមទៅដល់ផ្ទះសេដ្ឋីឆ្ងល់លុយមិនជាពោលហែកមែនឯគុណឆ្កែលោកសេដ្ឋីនឹងហើយវាចំណាប់ពេកអាត្មាចិត្តទៅលេងវាធ្វើឲ្យខុសផ្លូវវាទាញឲ្យត្រូវផ្លូវលហែកអស់លេងដល់តែឆានហើយត្រឡប់មកវត្តវិញលោកហោះឡើងលើមេឃឆ្កែនឹងវាស្រែកឲ្យចុះមកវិញកុំឲ្យហោះខ្ពស់ពេកលោកហោះកាន់តែខ្ពស់វាស្រែកកាន់តែខ្លាំងស្រែកបែកអាពងកនឹងស្លាប់ទៅសពថ្ងៃទៅកើតជាខោសកៈទេវបុត្រឯណោះនិយាយពីសម្លេងលឺដាច់គេមកទេវតាញោមហ្នឹងនឹងកើតទល់ឥឡូវហ្នឹងឯងនេះគេថាអារម្មណ៍ជាប់ជំពាក់វាមានអញ្ចឹងណាញោមណាបានគេនិទានពីប្តីប្រពន្ធ2នាក់ប្តីហ្នឹងប្រុសប្រពន្ធហ្នឹងស្រីរៀបការនឹងគ្នាហើយស្រាប់តែคล้ายទៅជាប្តីប្រពន្ធហ្នឹងអូតូម៉ាទិកតែម្ដងហើយស្នេហានេះអាភ័ព្វជាងជ្រូកគ្មានកូនមកគ្រាប់ទេញោមមកជ្រូកកូនម្ដង5 6អី10អីនោះហើយដល់តែប្តីទៅរកស៊ីឆ្ងាយប្រពន្ធនៅផ្ទះយូរប្រពន្ធហ្នឹងខូចទៅលួចស្រឡាញ់ប្អូនថ្លៃខ្លួនឯងដល់តែស្រឡាញ់ទៅវាកាន់តែស៊ីជំរឿទៅខ្លាចបែកការក៏ប្រចេះឲ្យប្អូនថ្លៃហ្នឹងចាត់ការសម្រាប់ប្តីនឹងចោលពេលមកពីរកស៊ីវិញទៅលួងគ្នាទៅងូតទឹកស្រះអាឡៃតសាសងគ្នាអាប្តីក្រោយលួចកាប់ប្តីមុនហ្នឹងស្លាប់ប្តីមុនអត់ដឹងរឿងសោះអារម្មណ៍នៅតែស្រឡាញ់ប្រពន្ធស្លាប់ទៅវាអត់ទៅណាឆ្ងាយវាមកទូលមករកកើតកន្លែងប្រពន្ធហ្នឹងដូច្នេះកើតជាពោះតកែនៅលើផ្ទះហ្នឹងអាពោះតកែហ្នឹងឃើញនាងហ្នឹងអង្គុយទៅណាទម្លាក់ខ្លួនឲ្យចំនាងហ្នឹងចិត្តតែស្រែកសង្ស័យតែពោះតកែហ្នឹងប្តីហ្មងមិនចិត្តតែលូតតោងតែឯងរហូត
អាប្តីក្រោយលឺចឹងកាប់ពោះតកែនឹងងាប់ទៀតទៅមនុស្សយើងខុសពីដើមឈើអត់មានវិញ្ញាណទេតែស្លាប់ទៅហើយអត់មានវិញ្ញាណណាថ្មីមួយទៀតទេមានតែពូជតែប៉ុណ្ណោះប៉ុន្តែអត់មានវិញ្ញាណទេវាអត់ចេះមានបញ្ញាឆ្លាតដូចមនុស្សទេមនុស្សយើងធម៌3ជាប់ខ្លួនធម៌4ជាប់សាច់ធម៌1កាត់ផ្ដាច់នៅសល់ធម៌2ធម៌3ជាប់ខ្លួនអនិច្ចំទុក្ខំអនត្តាធម៌4ជាប់សាច់គឺដីទឹកភ្លើងខ្យល់ធម៌1កាត់ផ្ដាច់គឺសេចក្តីស្លាប់ព្រោះនៅសល់ធម៌2ដែលគេតែងរោងពណ៌សនិងពណ៌ខ្មៅញោមគឺនៅសល់2នឹងអសរនឹងបុណ្យអាខ្មៅនឹងបាបនៅតែបាបហែងបុណ្យនឹងអសរនឹងផេះអាខ្មៅនឹងខ្ជុំដូច្នេះនៅតែ2នឹងបុណ្យហើយបាបវាថ្លឹងគ្នាខាងណាខ្លាំងជាងវាទៅនងប៉ុន្តែបើខាងបុណ្យទៅអាខាងបុណ្យនឹងបដិសន្ធិជាវិញ្ញាណមួយទៅរកកន្លែងកើតបើខាងបាបវាបដិសន្ធិជាវិញ្ញាណមួយទៅរកកន្លែងកើតប៉ុន្តែទៅវារងចាំអង្គ2ទៀតអង្គ2ដែលត្រូវកើតនោះទី1រាគៈសន្និបាតមានការប្រជុំរវាងភេទប្រុសភេទស្រីអានេះកំណើតជាចលាពុជ្ជៈកំណើតអង្គទី2ឧតុសន្និបាតមានកន្លែងអាចសត្វកើតបានគឺមានខ្យល់អុកស៊ីសែនមានជីវិតអាចរស់នៅបានដូចជាផ្ទៃម្ដាយអង្គ2ហ្នឹងបើអត់មានជីវិតចូលមកទេកើតបានតែដុំសាច់ទេណាតើមានមេជីវិតណាមួយមកចូលមេជីវិតនោះវាបានមកពីណាបានមកពីមនុស្សណាម្នាក់ស្លាប់ទៅផលបុណ្យផលបាបហ្នឹងវិញ្ញាណចាស់វារលត់ហើយប៉ុន្តែវាកើតជាវិញ្ញាណថ្មីហោះមករកចូលក្នុងដុំសាច់ហ្នឹងបានទៅជាមានវិញ្ញាណថ្មីហ្នឹងតាមក្បួនពេទ្យគេថាក្នុងមនុស្សម្នាក់មកចាប់កំណើតជាង700លានកំណើតមកទៅដើមកើតដូចព្រះដែរព្រះសម្ដែងចឹងដែរមេជីវិតមករកកើតច្រើនណាស់អ្នកខ្លះស្លាប់ពីនរកមកអ្នកខ្លះមកពីសមោចមកពីត្រីមកពីសត្វធាតុមកពីទេវតាមកពីមនុស្សមករកកើតប៉ុន្តែអត់មានវាសនាចូលបានតែមួយគេបិទទ្វារបាត់បើប្រឹងបជ្រិតខ្លាំងបាន2គេហៅកូនភ្លោះបើប្រឹងខ្លាំងបាន3គេហៅកូនដាច់យូរបានម្ដងម្លោះហើយវាមិនងាយបានទេណាញោមអញ្ចឹងមេជីវិតនៅក្នុងโลกនេះកំពុងតែទទួលរកកន្លែងកើតច្រើនណាស់ប៉ុន្តែតើចំអង្គ2ទៀតតើណាមានបុណ្យមានវាសនាបានចូលបានបើអត់មានវាសនាអត់ទេចំអាគេវិជាកំណើតហ្នឹងអត់បដ ாய் ម្លោះហើយញោមហើយអាពោះតកែនឹងស្លាប់ទៅបដិសន្ធិថ្មីជាវិញ្ញាណមួយហោះរកកន្លែងកើតទៀតណាមិនដឹងទៅចូលឯណាទៅចូលពោះឆ្កែនៅក្រោមផ្ទះហ្នឹងកើតជាកូនឆ្កែដឹងក្តីឡើងបលតាមនាងហ្នឹងទៀតណាបលតាមរហូតអ្នកស្រុកគេនិយាយគេថានាងនេះបានប្តីឆ្កែប្តីនាងហ្នឹងកើតជាឆ្កែបលតាមរហូតឯណោះប្រាប់ប្តីក្រោយកាប់ឆ្កែហ្នឹងងាប់ទៀតទៅអារូបរាងសាច់ឆ្កែវាទៅជាដីទឹកភ្លើងខ្យល់ហើយប៉ុន្តែបដិសន្ធិវិញ្ញាណថ្មីកើតមកមួយទៀតហោះរកកន្លែងចូលទៀតណាមិនដឹងទៅចូលឯណាទៅចូលពោះគោកើតជាកូនគោម្ដងកូនគោធំដឹងក្តីឡើងបោលតាមនាងនឹងរហូតអ្នកស្រុកគេនិយាយលេងទៀតគេថានាងនេះបានប្តីគោទៅណាបដៅប្តីទៅតាមគោនឹងដើរទៅតាមនាងនឹងឯនេះគេមកប្រាប់ប្តីក្រោយថាបងឯងមើលគេថាប្តីខ្ញុំកើតជាគោខ្ញុំខ្មាស់គេប្តីនឹងទាញកវិតកាប់គោនឹងងាប់ទៀតទៅគោនឹងស្លាប់ទៅខ្លាចជាដីទឹកភ្លើងខ្យល់ហើយប៉ុន្តែបដិសន្ធិវិញ្ញាណវាអត់ទាន់ផុតពូជវានៅមានពូជកើតវិញ្ញាណថ្មីមួយទៀតរកកន្លែងចូលទៀតណាមិនដឹងចូលតាណាយប់ហ្នឹងចូលពោះប្រពន្ធខ្លួនឯងតែហ្មងគ្រប់ខែប្រសូតមកម៉ែប៉ះអត់បានទេម៉ែប៉ះយំជីតាក៏រឹសទៅចិញ្ចឹមអាយុ6 7ឆ្នាំក៏លួងសួរហេតុអីបានចៅអញមិននៅជាមួយម៉ែប៉ះយំបានចៅនឹងនិយាយរឿងប្រាប់ដឹងជាតិទាំងអស់ដោយសារសេចក្តីស្រឡាញ់ជាប់ជំពាក់ត្រូវបានគេកាប់គេសម្លាប់ខ្ញុំរាល់ជាតិនេះហើយគឺជាអារម្មណ៍ដែលខ្ញុំជាប់ជំពាក់ម្ល៉េះហើយគេសង្វេគណាស់ទាំងតាទាំងចៅក៏ទៅបួសទាំងពីរនាក់ទៅនេះអាត្មាលើកឡើងបង្ហាញពីកំណើតមនុស្សដែលស្លាប់ទៅតាមអារម្មណ៍ជាប់ជំពាក់មួយវិញទៀតម្ដាយយើងឪពុកយើងអ្នកណាក៏ដោយបើគាត់ស្លាប់ទៅហើយជាប់ជំពាក់ជាមួយកូនជាមួយចៅជាមួយដីជាមួយធ្លីជាមួយផ្ទះសម្បែងទ្រព្យសម្បត្តិកំណើតគាត់នោះអត់ទាន់ទៅណាឆ្ងាយទេគាត់នឹងកើតបដោះអាសន្ននៅក្បែរយើងនឹងរយៈពេល7ថ្ងៃគេហៅថាសម្ពវេសីស័កកំណើតកើតបដោះអាសន្នអ្នកណាក៏ដោយឲ្យតែរៀបស្លាប់ទៅនឹកឃើញជាប់ជំពាក់ជាមួយផ្ទះសម្បែងជាមួយកូនចៅជាមួយបងប្អូនในហ្នឹងណាញោមអត់ទាន់ទៅណាទេស្លាប់ទៅនៅកើតក្បែរយើងនឹងជាកំណើតថ្មីមួយទៀតបដោះអាសន្នគេហៅថាសម្ពវេសីស័កកំណើតហ្នឹង7ថ្ងៃហើយកំណើតនេះនឹងស្លាប់ទៅវិញក្នុងថ្ងៃទី7តទៅទៀតហើយចឹងហើយបានជាវាបែកធ្លាយដោយសារទេសៈភិក្ខុលោកមានចពោមួយមិនហ៊ានប្រើចេតទុកខ្លាចកចាស់ដល់ពេលលោកស្លាប់ទៅជាប់អារម្មណ៍ជាមួយចពោកើតជាចៃខ្មោចនឹងចពោនឹងភិក្ខុសង្ឃយកចពោចៃគ្នាប្រពុតខាត់ថាកុំអាលចៃទុកសិនព្រះអង្គដាក់ច្បាប់មួយថារបស់ភិក្ខុសង្ឃឲ្យទៅឯណាឲ្យពេលនៅរស់ហើយតែស្លាប់ទៅខ្លាចជារបស់សង្ឃហើយគេរូបភ័ណ្ឌទុកសម្រាប់វត្តលះរូបភ័ណ្ឌសង្ឃចែកគ្នាប្រើចុះប៉ុន្តែមុននឹងចែកទុកឲ្យកន្លងហួស7ថ្ងៃសិនហេតុអីបានប្រពុតលោកឲ្យកន្លងហួស7ថ្ងៃមកពីលោកដឹងថាកំណើតអ្នកស្លាប់ខ្លះជាប់ជំពាក់អត់ទៅណាឆ្ងាយទេនៅហួសថ្ងៃរបស់នឹងតរថ្ងៃទី7បានគាត់ចេញទៅយាយខ្លះគាត់ស្លាប់ទៅស្ដាយបន្លែគាត់ស្លាប់ទៅកើតនឹងបន្លែនោះអស់7ថ្ងៃមានសេដ្ឋីមួយស្លាប់ទៅកើតជាដង្កូវនឹងដើមអំពៅអស់7ថ្ងៃដែរព្រោះជាប់ជំពាក់ជាមួយនឹងដើមអំពៅ
ចឹងហើយថ្ងៃទី7គឺថ្ងៃសម្ភវេសីសកំណើតនោះតកំណើតចេញទៅទៀតហេតុនឹងហើយបានជាយើងធ្វើបុណ្យមួយឲ្យទាន់ណាថ្ងៃទី7ហ្នឹងគេហៅថាបុណ្យ5 2ថ្ងៃហៅថាបុណ្យ7ថ្ងៃខ្លាចក្រែងម៉ែយើងឪយើងដែលគាត់ស្លាប់ទៅអឡោះអាឡ័យកូនអឡោះអាឡ័យចៅអឡោះអាឡ័យផ្ទះសម្បែងមានន័យថាគាត់អត់ទាន់ទៅណាទេគាត់នៅក្បែរយើងហ្នឹងដែលកូនចៅខ្លះយល់សពឃើញអីទៅយើងថាព្រលឹងម៉ែព្រលឹងឪមកប្រាប់មិនមែនព្រលឹងទេនោះហើយគឺកំណើតថ្មីបដោះអាសន្នរបស់គាត់គេហៅថាសម្ភវេសីសកំណើតនោះអាយុតែ7ថ្ងៃទេគាត់នឹងធ្វើដំណើរទៅនៅថ្ងៃទី7បើយើងធ្វើបុណ្យឲ្យទាន់ថ្ងៃទី7គាត់នឹងទទួលផលបុណ្យនោះទៅកើតជាមនុស្សទៅកើតជាទេវតាហើយណាញោមណាបានជាយើងធ្វើបុណ្យឲ្យទាន់ថ្ងៃទី7ហ្នឹងគេហៅថាបុណ្យ7ថ្ងៃសម័យព្រះយាយតា2នាក់មានកូន4ដល់10នាក់រៀបស្លាប់ទៅអារម្មណ៍វល់ទាំងយាយទាំងតាអាកូននេះបានការហើយបានចែកគេកូននោះបានទ្រព្យសម្បត្តិកូននេះនៅអារម្មណ៍គាត់អត់ស្ងប់គាត់ស្លាប់ទៅគាត់កើតជាប្រែតនៅក្បែរផ្ទះនឹងអស់7ថ្ងៃដែរកូនយំមួយយំដល់ស្វាងយំបបួលបងប្អូនតោះយើងធ្វើបុណ្យឲ្យម៉ែឪយើងក៏នាំគ្នាធ្វើបុណ្យឲ្យញោមឲ្យដល់ធ្វើបុណ្យទៅស្រាប់តែឧទ្ទិសទៅឲ្យម៉ែឲ្យឪទៅមិនដឹងថាបានដល់ម៉ែដល់ឪអីមិនទេចឹងហើយក៏ថ្វាយអង្គមនាំបងប្អូនតោះទៅសួរព្រះទៅដល់វត្តថ្វាយអង្គមព្រះសួរព្រះអង្គហើយម៉ែឪខ្ញុំព្រះអង្គស្លាប់ទៅកើតឯណាហើយព្រះអង្គហើយបុណ្យខ្ញុំធ្វើទៅនឹងបានដល់គាត់អីអត់ប្រពុតបានហេតុបដោយព្រះអង្គថាអ្នកទាំងអស់គ្នាម្ដាយឪពុកអ្នកហ្នឹងកាលពីស្លាប់ទៅកើតជាប្រែតនៅក្បែរផ្ទះនឹងអស់7ថ្ងៃដោយសារអារម្មណ៍គាត់ជាប់ជំពាក់ទៅជាមួយកូនចៅឥឡូវនេះគាត់រួចពីកំណើតប្រែតនឹងណាទៅសោយសម្បត្តិទឹកក្នុងឋានសួគ៌ហើយដោយសារកូនធ្វើបុណ្យឲ្យអាថ្ងៃទី6ទី7ហ្នឹងបើអញ្ចឹងព្រះអង្គយកសាវកទាំងអស់ដែលបានសម្រេចធម៌មើលឃើញដឹងរឿងហ្នឹងជាសាក្សីប្រើមុខកលៀនផ្លែតមុខកលៀនទៅមើលមុខកលៀនទៅដល់វិមានទេវតាឈប់នឹងមុខវិមាននឹងផ្លែតទេវតាចេញមកសួរទីគុណម្ចាស់និមន្តពីណាមកពីស្រុកមនុស្សគុណម្ចាស់ទៅប្រាប់ដល់កូនខ្ញុំកណាផងកាលពីខ្ញុំកណាស្លាប់មកអារម្មណ៍ជាប់ជំពាក់នឹងកូនចៅទៅកើតជាប្រែតអស់7ថ្ងៃអត់ចំណីអាហារលំបាកវេទនាណាឥឡូវនេះពួកយើងខ្ញុំរួចពីកំណើតប្រែតសោយសម្បត្តិទឹកក្នុងឋានសួគ៌នេះដោយសារផលបុណ្យកូនធ្វើឲ្យកាលពីថ្ងៃទី6ទី7ហ្នឹងណាលោកម្ចាស់ទៅប្រាប់ដល់កូនផងឲ្យកូនខំធ្វើបុណ្យកំណើតដតីពិតជាមានមែនម៉ែឪបានទទួលហើយឲ្យកូនស្រឡាញ់គ្នាថែអាសាគ្នាឲ្យធ្វើបុណ្យទៅកិច្ចមិនរួចពីស្លាប់ទេបើធ្វើបុណ្យទៅនឹងបានមកកន្លែងល្អដូចម៉ែដូចឪអញ្ចឹងមកកលៀនចោះត្រឡប់មកវិញយករឿងហ្នឹងមកនិទានប្រាប់កូនដែលកំពុងតែអង្គុយឲ្យលហង់នៅមុខព្រះចាំស្ដាប់មើលមកកលៀនមកវិញឥឡូវមកកលៀនមកនិយាយរឿងហ្នឹងប្រាប់ថាអ្នកទាំងអស់គ្នាម្ដាយឪពុកអ្នកទាំងអស់គ្នាផ្ដាំមកហើយថាគាត់បានរួចពីកំណើតប្រែតដោយសារកូនធ្វើបុណ្យឲ្យកាលពីថ្ងៃទី6ទី7ឥឡូវហ្នឹងគាត់សោយសម្បត្តិទឹកជាទេវតាហើយជាទេវបុត្រហើយសូមឲ្យកូនទាំងអស់ខំធ្វើបុណ្យខំស្រឡាញ់គ្នាកូនក៏សប្បាយរីករាយណាស់ថ្វាយអង្គមលាព្រះត្រឡប់មកផ្ទះវិញមកត្រេកអរត្រង់ថាបុណ្យដែលខ្លួនធ្វើក្នុងថ្ងៃទី7បានដល់ម៉ែដល់ឪហ្នឹងណាញោមណាបានជាយើងនាំគ្នាធ្វើតាមគាត់ហ្នឹងតទល់ថ្ងៃហ្នឹងអញ្ចឹងមកហៅឈ្មោះថាបុណ្យ7ថ្ងៃថ្ងៃចឹងទៅណាញោមណានេះរឿងរ៉ាវ7ថ្ងៃឯចំណែក100ថ្ងៃមានរឿងផ្សេងទៀតប៉ុន្តែ7ថ្ងៃប៉ុណ្ណេះទៅចុះឥឡូវ7ថ្ងៃញោមបានធ្វើហើយសូមឲ្យមហាឧបាសិកាពុទ្ធសាសនុបឋមទេពយានដែលទើបនឹងទទួលអនិច្ចធម៌ទៅទោះបីនៅទីកន្លែងណាក៏ដោយក៏សូមឲ្យទទួលផលបុណ្យនេះសោយសម្បត្តិទឹកក្នុងឋានសួគ៌បើគាត់មិនដឹងទេសូមអញ្ជើញទេវតាទាំងអស់ដែលអាចារ្យធ្វើពិធីក្រុងពលីហើយអញ្ជើញមកអស់ហើយទេវតាសូមឲ្យទេវតាទាំងនោះអនុមោទនាផលបុណ្យនេះផងហើយនាំដំណឹងនេះទៅប្រាប់ដល់ឧបាសិកាទេពយាននឹងឲ្យគាត់ទទួលកុសលផលបុណ្យសោយសម្បត្តិទឹកមួយអន្លើជាមួយនឹងញាតិកាសាលោហិតជីដូនជីតាម៉ាកងចិត្តចែសោហៀទាអ៊ីពេកៅកងសោអានអឹមសឹមខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួរ1000តម្រួតតាទុតិទូតាលាយលាទាំងអស់គ្នាឲ្យទទួលកុសលផលបុណ្យសោយសម្បត្តិទឹកតាមសេចក្តីប្រាថ្នាចុះសូមទេវតាជួយឲ្យពរថែអាសាការពារអាយឧត្តមលោកជំទាវលោកស្រីយាយតាពុទ្ធបរិស័ទទាំងអស់ឲ្យបានអាយុវែងសុខភាពល្អកុំឲ្យមានជំងឺឈឺអាពាធបៀតបៀនទាំងអ្នកជើងចក្រានជើងឆ្នាំងចុងភៅចិត្តបន្លែផ្លែឈើអ្នករត់តុកអ្នកបំរើភៀវអ្នកតុបតែងរោងអ្នកថតរូបអ្នកថតវីដេអូអ្នកបើកមីក្រូអ្នកប៉ិនពៀតអ្នកសន្តិសុខសណ្ដាប់ធ្នាប់អ្នកមានយាយជំនិះដឹកយាយដឹកតាអ្នកជួយទិញដូរសម្ភារៈអ្នកខ្វល់ខ្វាយចាត់ចែងក្នុងកម្មវិធីបុណ្យទាំងយាយទាំងតាអាចារ្យដូនជីរៀបចំទានធូបបាយសីមលូស្លាអាសនៈថ្វាយប្រសងព្រះអង្គក្នុងកម្មវិធីបុណ្យអ្នកចូលចាប់អ្នកផលហើយទៅផ្ទះវិញបាត់ហើយក្តីនៅក្នុងទីនេះក្តីអ្នកផ្ញើបច្ច័យលុយកាក់មកចូលរួមក្តីស្ដាប់ធម៌ពីចម្ងាយក្តីទីចិត្តក្តីសូមឲ្យបានសេចក្តីសុខចម្រុងចម្
បានកាន់កិច្ចការងារអ្វីឲ្យជោគជ័យមានន័យក្នុងឆាកជីវិតជារៀងរហូតតទៅកុំឲ្យមានឧបសគ្គកុំឲ្យមានគ្រោះថ្នាក់កុំឲ្យមានមាសត្រូវណាមកបៀតបៀនឡើយកុំឲ្យមានគេចំណែននិន្ទាឈ្នានីគំនុំគុំគុណព្យាបាទបៀតបៀនចាក់ចុចអុចអាលបណ្ដាដល់ពលរដ្ឋពុតចាក់ដាក់ចុចប្រពុតប្រកាន់មូលប្រកាច់មើលងាយជាមកលលុយឌឺដងឌៀមដាំទៅតបចាញ់ខ្ចាល់ឡើយទៅទីកន្លែងណាគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរគេលើកគេតម្កើងគេតម្លើងយុះគេតម្លើងសាក់ជួបទៅនឹងព្រះប្រទះទៅនឹងធម៌ជួបទៅអ្នកល្អជួបទៅសពបរោះជួបទៅរឿងល្អជោគជ័យក្នុងជីវិតជារៀងរហូតតទៅញោមញាតមានបំណងប៉ុនប៉ងប្រាថ្នាស្ថិតឋានក្នុងចិត្តគិតយ៉ាងណាដែលអាត្មាស្ដាប់មិនឮទេនោះសូមឲ្យសេចក្តីប្រាថ្នារៀងខ្លួនបានសម្រេចដោយសេចក្តីប្រាថ្នាការសម្ដែងសន្មតថាចប់អេវ៉ាន់นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะសូមនមស្ការថ្វាយបង្គំចំពោះគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាអង្គម្ចាស់ដោយសេចក្តីគោរពដ៏សង្ខេបបែបខ្លីតែប៉ុណ្ណេះนะโมអោមាស្យារថសរតនតយសសាធុកੰนะโมអោមកាតៃតសតសវត្ថតយសាបិនមោការពភាវេនៈវិកច្ឆន្តឧបតវីដោយអនុភាពនៃកិរិយានមស្ការថ្វាយបង្គំដ៏សង្ខេបបែបខ្លីតែប៉ុណ្ណេះសូមឲ្យកើតកើនចម្រើនជាពរជ័យកើតមានដល់ប្រការណាប្រគុណជាអង្គម្ចាស់គ្រប់ព្រះអង្គញោមញាតពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានដែលបានអញ្ជើញមកចូលរួមគ្នានៅក្នុងទីនេះក្តីដែលកំពុងស្ដាប់ទៅតាមរលកធាតុអាកាសក្តីក៏សូមឲ្យបានសេចក្តីសុខចម្រុងចម្រើនអាយុវែងសុខភាពល្អកុំឲ្យមានជំងឺកុំឲ្យឈឺអាពាធបៀតបៀនគ្រុនពវៀនគ្រុនកាពះគ្រុនថ្លើមគ្រុនសួតប្រមាត់បេះដូងអីជំងឺទាំងឡាយទាំងពួងមានប្រមាណមិនបាច់យកត្រឡប់ទៅវិញទេញោមចេញទៅអាលាក់ចោលនៅខាងក្រៅសាលាហ្នឹងទាំងអស់ទៅពេលត្រឡប់ទៅផ្ទះវិញយកតែបុណ្យយកតែគុណអានិសង្ឃកុសលហើយបានអាយុសិតទៅលើសពី100ទាំងអស់គ្នាហើយកុំឲ្យវង្វេងវង្វាន់ឈឺចង្កេះឈឺជង្គង់ឈឺក្បាលឈឺក្បូងឈឺទៅសៃឈឺទៅសូងឈឺលងឈឺទៅគៀកបោះបំកំពកអលោកកែវអលោកព្រះខ្លងស្រែងបែងថ្ងៃទឹកនោមប្រៃទឹកនោមផ្អែមលើសឈាមលើសខ្លាញ់លើសស្ករលើសអាស៊ីតកង់សែឈឺចង្កេះឈឺជង្គង់ឈឺចកាឈឺស្មាឈឺស្មងឈឺខ្នងឈឺក្បាលអីកុំឲ្យកើតមកដល់ក្រុមគ្រួសារញោមឲ្យសោះទាំងជំងឺចាស់ទាំងជំងឺថ្មីផ្ដាសាយបាក់សីអេដស៊ីដាអេបូឡាជំងឺសាជំងឺកូវីដ កូវីដអូមីក្រុងអានស្ត្រាក់ជំងឺទាំងអស់កុំឲ្យប៉ះពៀលើក្រុមគ្រួសារញោមឡើយសូមឲ្យបានតែសេចក្តីសុខចម្រុងចម្រើនរស់នៅឲ្យបានយូរធ្វើបុណ្យឲ្យបានច្រើនតទៀតសូមឲ្យញោមជួបមុខអាត្មាឲ្យបានច្រើនឆ្នាំតទៅទៀតណាញោមណាលំដាប់ពីនេះទៅនឹងត្រូវលើកយកនៅព្រះធម៌ទេសនាមកថ្លាថ្លែងសម្ដែងចែកជូនជាទីសន្ដាប់ដល់ញាតិសន្តានដោយដែលបានជម្រាបនឹងទូលប្រកេនខាងដើមហើយថាកម្មវិធីប្រមើលមើលតាមសបុតបុណ្យទៅគឺបុណ្យផ្កាសាមគ្គីប្រមូលបច្ច័យកសាងសមិទ្ធិផ្សេងជាពិសេសកសាងសាលាសមាធិក៏ដូចជាការធ្វើតបូលធ្វើអិតធ្វើការ៉ូស្ពេត្រូបេតុងស៊ីម៉ង់ចាក់ដីបំពេញទីធ្លាវត្តអីជាដើមនេះអញ្ចឹងបុណ្យផ្កាប្រាក់ដោយដែលញោមញាតធ្លាប់ដឹងពីនិយមន័យពីប្រវត្តិពីនិទានរឿងរ៉ាវពីមុនមកហ្នឹងឥឡូវវាប្រែប្រួលហើយពីដំបូងឡើយផ្កាហ្នឹងគឺគេធ្វើបុណ្យផ្កាមែនតែនទៅទេយកផ្កាមែនតែនហ្នឹងយកមកថ្វាយវេថ្វាយដល់ព្រះពុទ្ធរូប
សម័យខ្មែរពីបុរាណក៏ទាំងរាជទាំងមន្ត្រីទាំងស្ដេចក៏មានកម្មវិធីហែផ្កាយកទៅថ្វាយព្រះពុទ្ធរូបក្នុងវត្តណាមួយរាជាគេធ្វើខែទឹករដូវវស្សាប្រជាជនសាមញ្ញគេធ្វើខែប្រាំងចេះតែយកផ្កាទៅថ្វាយមែនតែន